ពួកយើងកំពុងមើលពិធីប្រឡងនៅសាលា Awakeners ដើម្បីវាស់ស្ទង់កម្លាំងនិងចំណាត់ថ្នាក់របស់សិស្សគ្រប់គ្នាសាស្ត្រាចារ្យហៅពួកយើងម្នាក់ម្ដងឲ្យចូលក្នុងបន្ទប់មួយដែលមានបេះដូងបិសាចពិសេសសម្រាប់ស្រូបយកនិងវាស់ថាមពលរបស់សិស្សដែលចូលទៅទីនោះទាំងអស់បន្ទាប់មកវានឹងបង្ហាញចំណាត់ថ្នាក់និងសក្តានុពលអនាគតឲ្យសិស្សពេញមួយសាលាឃើញច្បាស់តែម្ដងសិស្សភាគច្រើនចូលទៅគឺធ្លាក់បានត្រឹមតែកម្រិត E ប៉ុណ្ណោះអ្នកខ្លះទៀតមានមោទនភាពណាស់ពេលទទួលបានកម្រិត D នោះស្រាប់តែពេលនោះកម្ពុជាសិស្សបកែប្រចាំសាលាក៏ដើរចេញមកគាត់ជាកូនអ្នកមានមកពីត្រកូលខ្លាំងបំផុតពួកយើងទន្ទឹងរង់ចាំមើលគាត់ដើរចូលបន្ទប់នោះយ៉ាងយកចិត្តទុកដាក់បំផុតគាត់ជឿជាក់ថាគាត់នឹងក្លាយជាលេខ1ក៏ក្រើកពេញប្រវត្តិសាស្ត្ររបស់សាលានេះគាត់បញ្ចេញថាមពលហើយពួកយើងខាងក្រោយស្រែកហូរឡើងក៏ក្រើកគាត់ទទួលបានកម្រិត D ខ្ពស់ដែលមានសក្តានុពលអាចឡើងដល់កម្រិត S ថ្ងៃណាមួយមិត្តភ័ក្តិគាត់មានមោទនភាពណាស់ពួកគេជឿថាអាមួយនេះជាកម្ពុជាអ្នកខ្លាំងកម្រមានម្នាក់ក្នុងចំណោមនោះបានសើចចំអកដាក់សិស្សឈ្មោះ Q Chen ដែលកំពុងតម្រង់ជួរបន្ទាប់ផងដែរគេជឿថា Kin Chen នឹងបានត្រឹមតែភាពអាម៉ាស់តែ Chen គ្រាន់តែធ្វើមិនដឹងហើយក៏ដើរទៅមុខគាត់ចូលបន្ទប់ដូចគេឯងដែរប៉ុន្តែលើកនេះបេះដូងបិសាចបែរជាភ័យញ័រទៅវិញ Chen មិនទាន់ទាំងបញ្ចេញជំនាញផងស្រាប់តែបេះដូងនោះបង្ហាញកម្រិត D ខ្ពស់ធ្វើឲ្យពួកយើងគាំងគ្រប់គ្នាបន្ទាប់មកគាត់ប្រើកាតជំនាញខ្សោយបំផុតដែលបានពីបិសាចតែគាត់ឡើងដល់កម្រិត C យ៉ាងងាយពេលពួកយើងកំពុងគាំងនោះ C Chan ក៏ទៅមុខមួយកម្រិតទៀតគាត់ដូរទៅកាតខ្លាំងជាងមុនធ្វើឲ្យបេះដូងបិសាចនោះចាប់ផ្ដើមភ័យស្លន់ស្លោពេលគាត់បញ្ចេញថាមពលភ្លាមខ្យល់ព្យុះក៏កើតឡើងអេក្រង់លោតញ័របង្ហាញសក្តានុពលដល់កម្រិត S ឯណោះពួកសាស្ត្រាចារ្យភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះមិនយូរប្រហែលកម្រិត S1 ក៏លោតដល់ S3 ដងហើយប្រព័ន្ធក៏គាំងព្រោះតែផ្ទុកថាមពលលែងឈ្នះឥឡូវនេះសាស្ត្រាចារ្យកំពុងភ័យស្លន់ស្លោខ្លាំងហើយរត់ដណ្ដើមទៅនោះចូលទៅក្នុងបន្ទប់ពីពួកគេចូលទៅបន្ទប់ទាំងមូលត្រូវបានបំផ្លាញខ្ទេចបេះដូងបិសាចនោះឆេះខ្លោចស្លាប់បាត់ហើយរឿងនេះមិនធ្លាប់កើតមានទេពួកគេគាំងមាត់អស់គាត់ខ្លាំងមែនទែនបែរជាដើរចេញមកធ្វើមិនដឹងគាត់ពិតជាបានលាបត្របាក់បេះដូងនោះក្រោយពីសម្លាប់វាដោយថាមពលដ៏លើសលប់របស់គាត់តើឈៀនពិតជានរណាគេឲ្យប្រកាសហើយហេតុអីគាត់ខ្លាំងម្ល៉េះការពិតគាត់ជាអ្នកត្រឡប់ពីអនាគតដែលពិភពលោកទាំងមូលត្រូវបានកាន់កាប់ដោយពពួកបិសាចអស់ទៅហើយគាត់ជាអ្នករស់រានចុងក្រោយគាត់បានតស៊ូរាប់ឆ្នាំរហូតអាចកម្ចាត់ស្ដេចបិសាចដោយបំផ្ទុះខ្លួនឯងជាមួយវាបន្ទាប់ពីពន្លឺមួយភ្លឺចាំងគាត់ក៏ភ្ញាក់ឡើងក្នុងអតីតកាលនៅបន្ទប់អន្តេវាសិកដ្ឋានរបស់គាត់វិញគាត់ច្បោកច្បល់ខ្លាំងហើយឆ្ងល់ថានេះជាឋាននរកឬយ៉ាងណាប៉ុន្តែពេលគាត់សម្លឹងមើលទៅក្រៅបង្អួចឃើញមនុស្សឈរនៅទីនោះគាត់ក៏ចាប់ផ្ដើមដឹងខ្លួនបន្តិចម្ដងមួយសន្ទុះក្រោយមកទីបំផុតគាត់ក៏ដឹងថាសេចក្តីប្រាថ្នារបស់គាត់បានคล้ายជាការពិតហើយគាត់ពិតជាបានត្រឡប់ពេលវេលាមកកាន់ជីវិតនិស្សិតកាលពី10ឆ្នាំមុនមែនភ្លាមនោះប្រព័ន្ធអេក្រង់ចម្លែកមួយបានលោតឡើងហើយប្រាប់ស៊ីឆែនថាការបញ្ចូលថាមពលនៃភាពលោភលន់ត្រូវបានបញ្ចប់ដោយជោគជ័យពេលគាត់បន្តសម្លឹងមើលចេញទៅក្រៅបង្អួចគាត់ដឹងថាគាត់សល់ពេល3ឆ្នាំទៀតមុនពេលស្ដេចបិសាចទី1 Wrath ចុះមកគាត់ចាំច្បាស់ថាស្ដេចបិសាចមួយនេះហើយជាដើមហេតុនៃរឿងអាក្រក់ទាំងអស់នោះ Wrath គឺជាអ្នកបើកទ្វារនរកហើយបន្ទាប់ពីនោះមកពួកស្ដេចបិសាចផ្សេងទៀតក៏ចូលមកកាន់ពិភពមនុស្សជាបន្តបន្ទាប់វារបស់យើងសម្រេចចិត្តថាត្រូវតែរកកន្លែងនោះឲ្យឃើញកន្លែងដែលស្ដេចបិសាច Wrath នឹងបង្ហាញខ្លួនឲ្យកម្ចាត់វាមុនពេលទ្វារនរកត្រូវបានបើកចេញពេលជីនភ្ញាក់ពីការកាត់គេសម្លឹងមើលផ្ទាំងប្រព័ន្ធដែលអណ្ដែតក្បែរគេហើយឥឡូវនេះវាបង្ហាញទិន្នន័យរបស់គេយ៉ាងច្បាស់តួឯករបស់យើងឆ្ងល់ដែរនេះជាប្រព័ន្ធគេមែនទេព្រោះកាលពីជីវិតទី1គេមិនដែលធ្លាប់មានរបស់ដ៏អស្ចារ្យបែបនេះនោះទេកាលនោះគេពឹងផ្អែកទៅលើធម្មពលភ្ញាក់រលឹកដែលមានមនុស្សតែម្នាក់ក្នុងចំណោម 10000 នាក់ប៉ុណ្ណោះទទួលបានសាកលវិទ្យាល័យជាតិគឺបង្កើតឡើងដើម្បីជ្រើសរើសអ្នកមានសក្តានុពលទាំងនោះប៉ុន្តែគួរឲ្យស្ដាយពេលជានៅទីនេះកាលពីលើកមុនគេទទួលបរាជ័យទាំងស្រុងក្នុងការដាស់ធម្មពលការលោកគេក៏ស៊ាំទៅនឹងការត្រូវគេធ្វើបាបទៅហើយនេះហើយជាមូលហេតុដែលគេភ្ញាក់ដឹងខ្លួននៅក្នុងបន្ទប់ពេទ្យបែបនេះភ្លាមនោះប្រព័ន្ធក៏បើកផ្ទាំងមួយទៀតហើយបង្ហាញគេពីកាតអ្នកធ្វើឃាតប្រភេទរន្ទះយ៉ាងកាចគេចំណាំវាបានភ្លាមថាជាធម្មពលពីជីវិតមុនពិតជាគាត់ខ្លាំងមែនតែនកំឡោះយើងខ្ញាក់ព្រឺតហើយចាប់ផ្ដើមសង្ស័យថាលើកនេះគេដាស់ធម្មពលបានលឿនជាងមុនមែនទេគេប្រញាប់សម្រេចចិត្តសាកល្បងវាភ្លាមតែមុនពេលគេអាចផ្លាស់ប្ដូរទៅកាន់ធម្មពលនោះបានមិត្តភ័ក្តិរួមបន្ទប់ម៉ាឡុងក៏លេចមុខមកគេគឺជាអ្នកប្រើធម្មពលកម្រិត E
អាចបំសត់នេះមានរំបងនៅលើថ្ពាល់ហើយដើរមកមើលថាតើចេនមិនអីទេឬយ៉ាងណាសំណាងល្អឡងមើលផ្ទាំងនេះមិនឃើញទេដូច្នេះចេនច្បាស់ថាមានតែគេប៉ុណ្ណោះអាចឃើញវាមិត្តគេចាប់ផ្ដើមសម្លឹងមើលគេយ៉ាងយូរក្រោយឃើញថារបួសរបស់ចេនបានជាសាក់ស្បោយអស់ទៅហើយគេឆ្ងល់ថាហេតុអីមនុស្សធម្មតាដូចចេនអាចជាស្បោយលឿនជាងអ្នកមានធម៌ពលទៅវិញតួឯងយើងនៅចាំឡងកាពីជីវិតមុនយ៉ាងច្បាស់មិត្តរួមបន្ទប់ម្នាក់នេះធ្លាប់បានដាស់ធម៌ពលអំឡុងពេលសិក្សាប៉ុន្តែគេខ្លាចជាអ្នកមានធម៌ពលខ្សោយបំផុតម្នាក់ហើយត្រូវគេសម្លាប់យ៉ាងអាណូចអាធម្មនៅថ្ងៃទី3ចេនញញឹមតិចពេលសម្លឹងមើលមិត្តចាស់របស់គេម្ដងទៀតឡងក៏បានរំលឹកគេថាការប្រឡងចំណាត់ថ្នាក់នឹងធ្វើឡើងនៅថ្ងៃស្អែកហើយពួកគេត្រូវតែត្រៀមខ្លួនឡងមានអារម្មណ៍អាណិតគេដោយគិតថាចេននៅតែមិនទាន់អាចដាស់ធម៌ពលបានប៉ុន្តែគេរំលឹកថាការប្រឡងនេះគឺសំខាន់ខ្លាំងណាស់ប្រសិនបើគេចង់បញ្ចប់ការសិក្សាពេលពួកគេដើរកាត់ដងផ្លូវដ៏អ៊ូអរចេននិយាយលេងថាវាមានរយៈពេលយូរណាស់មកហើយតែគេមិនបានឃើញមនុស្សច្រើនបែបនេះវាធ្វើឲ្យមិត្តរួមបន្ទប់របស់គេភ័យឡើងញ័រតែម្ដងអ្នកទាំងអស់គ្នាចាំមើលណាចេនដឹងច្បាស់ថាបើគេមិនធ្វើអ្វីសោះទេពួកគេនឹងជួបអនាគតដ៏ខ្មៅងងឹតដដែលដោយសារតែបែបនេះគេសម្រេចចិត្តថាត្រូវតែហ្វឹកហាត់ឲ្យបានខ្លាំងបំផុតដើម្បីតម្លើងកម្រិតឲ្យបានលឿនតែមានបញ្ហាមួយទៀតព្រោះនៅពេលនេះផ្លូវតែមួយគត់សម្រាប់ការឡើងកម្រិតគឺត្រូវកម្ចាត់បិសាចនៅក្នុងគុហារបស់ពួកវាកុហាទាំងនេះគឺត្រូវបានគ្រប់គ្រងទាំងស្រុងដោយកុលសម្ព័ន្ធធំដែលមានន័យថាមនុស្សខ្សោយឬអ្នកក្រៅដូចជាគេសឹងតែគ្មានឱកាសឡើងកម្រិតនោះទេគេបើកផ្ទាំងប្រព័ន្ធហើយសិក្សាពីទិន្នន័យរបស់គេចង់ដឹងថាតើគេខ្លាំងប៉ុណ្ណាបើប្រៀបធៀបជាមួយអ្នកផ្សេងនិងពពួកបិសាចទាំងនោះរដ្ឋាភិបាលបានបែងចែកចំណាត់ថ្នាក់អ្នកមានធម៌ពលចាប់ពីកម្រិត E រហូតដល់កម្រិត S ដល់កំពូលKen ដឹងថាសិស្សភាគច្រើនជាប់ត្រឹមកម្រិត E ដោយមានតិចតួចប៉ុណ្ណោះដែលអាចឡើងដល់កម្រិត D គេងាកមើលមិត្តភ័ក្តិហើយលួចសើចំអកឲ្យគេក្នុងចិត្តដោយមានទំនុកចិត្តថាយ៉ាងហោចណាស់គេមានចំណាត់ថ្នាក់ខ្ពស់ជាងភ្លាមនោះបាល់មួយគ្រាប់ក៏ហោះមកពុកចំក្បាលអាកំសត់នេះយ៉ាងពេញទំហឹងធ្វើឲ្យវ៉ាន់តារបស់គេខ្ទាតធ្លាក់បែកខ្ទេចខ្ទីអស់ការពិតទៅពួកគេបានជួបអាក្មេងពីលកងឆុងនិងកូនចៅរបស់វាម្ដងទៀតអ្នកដែលវាយពួកគេកាលពីម្សិលមិញឆុងញញឹមចុងមាត់ឲ្យសួរថាអាតេវហេតុអីបានជាវាមិនយកភេសជ្ជៈមកពេលដឹងថាគេនោះជាអ្នកចេញលុយឡងប្រញាប់សុំទោសឲ្យបំរុងនឹងទៅទិញភេសជ្ជៈដោយប្រើលុយខ្លួនឯងផ្ទាល់តែម្ដងប៉ុន្តែចេនបានចូលមកខាត់គាត់ដោយនិយាយថាអ្នកដែលគួរតែសុំទោសគឺឈុនទៅវិញទេពេលឃើញមុខអាតួកាចនេះម្ដងទៀតចេនត្រូវបានទាញចូលទៅក្នុងការចងចាំដ៏ឈឺចាប់ពីអតីតកាលនោះពួកវាធ្លាប់បានព្យាយាមចាប់ជ្រមុជក្បាលរបស់គាត់ទៅក្នុងទឹកឡាបូហើយជំនួសឲ្យការមានអារម្មណ៍ខុសពួកវាបែរជានិយាយថាគ្រាន់តែចង់បង្ខំឲ្យគាត់ដាស់ធម៌ពលប៉ុណ្ណោះថ្ងៃនោះពួកវាបានឈប់ត្រឹមពេលដែលចេនសន្លប់បាត់ស្មារតីប៉ុណ្ណោះពេលនោះឡងបានប្រញាប់រត់ចូលទៅមើលស្ថានភាពរបស់គាត់ភ្លាមប៉ុន្តែគ្រាន់តែឈុំបានលឺចេននិយាយភ្លាមវាក៏ត្រឡប់មកវិញដើម្បីធ្វើបាបគាត់ឲ្យកាន់តែខ្លាំងត្រឡប់មកបច្ចុប្បន្នវិញពួកយើងនឹងឃើញចេនសម្រេចចិត្តថាត្រូវតែបង្រៀនមេរៀនដល់ពួកក្មេងពីលទាំងនេះបន្ទាប់ពីលឺចេនហ៊ានមាត់កោឈុងនឹងកូនចៅរបស់វាចាប់ផ្ដើមដើរចូលមកត្រៀមបិទមាត់គាត់ជារៀងរហូតទូឯងយើងសម្លឹងចំមុខឈុងតែម្ដងដឹងច្បាស់ថាមួយនេះចូលចិត្តធ្វើបាបអ្នកខ្សោយព្រោះតែបងប្រុសរបស់វាជាមនុស្សមានអំណាចក្នុងនាមជាប្រធានក្រុមប្រឹក្សាសិស្សពេលអាក្មេងពីលដើរចូលចិត្តសិស្សជុំវិញនោះក៏ចាប់ផ្ដើមចោមរោមមើលពួកគេមានអារម្មណ៍អាណិតចេនព្រោះគិតថាគាត់នឹងត្រូវគេវាយទៀតជាមិនខានពេលជុំដើរមកដល់វាបានសួរម្ដងទៀតថាតើចេនទើបតែនិយាយអ្វីយ៉ាងបាច់មិញប៉ុន្តែចេននិយាយយ៉ាងស្ងប់ស្ងាត់ថាវាគួរតែឈប់រំខានពួកគេចាប់ពីពេលនេះតទៅលើបែបនេះឆុងខឹងឆេវតែម្ដងហើយក៏ស្ទុះទៅដាល់គាត់មួយដៃភ្លាមប៉ុន្តែលើកនេះចេនលើកដៃទប់ការវាយប្រហារនោះយ៉ាងងាយស្រួលហើយថែមទាំងរុញអាក្មេងពីលនោះឲ្យថយក្រោយទៀតផងមនុស្សគ្រប់គ្នានៅទីនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតាមដែលពួកគេដឹងមកចេនមិនទាន់ដាស់ធម្មពលផងប៉ុន្តែគាត់បែរជាអាចទប់ការវាយប្រហារដ៏ខ្លាំងមួយយ៉ាងងាយស្រួលបំផុតឈុនកាន់តែខឹងខ្លាំងឡើងហើយស្ទុះចូលម្ដងទៀតខណៈដែលចេនត្រៀមខ្លួនយ៉ាងស្ងប់ស្ងាត់ហើយបដូរខ្លះរបស់គាត់ទៅជាឃាតករអគិសនីឡងឈោគៀងចំណែកឈុនវិញបានបញ្ចេញអាវក្រប់បិសាចរបស់វាហើយស្ទុះវាយយ៉ាងសាហាវមុនវាចូលមកដល់ចេនស្ទុះទៅមុនហើយវាយវាខ្ទាតចេញជាមួយក្តាប់ដៃផ្លេកបន្ទោគាត់ខ្លាំងវយអ្នកជុំវិញមិនជឿភ្នែកខ្លួនឯងទេពេលក្មេងខ្សោយដូចជាចេនអាចវាយអាក្មេងពីលឲ្យហោះបានដោយក្តាប់ដៃតែមួយ
ទោះបីជាត្រូវគេវាយយ៉ាងដំណំក៏ឈុំនៅតែមិនព្រមស្ងប់ហើយស្រ័យប្រាប់កូនចៅវាឲ្យចូលតែសងសឹកឲ្យវាទៀតចំណែកឯកូនចៅរបស់វាកំពុងតែភ័យញ័រខ្លួនបន្ទាប់ពីបានឃើញសកម្មភាពរបស់ចេនឈុំខំប្រឹងក្រោកឈរឡើងវិញហើយស្ទុះចូលទៅវាយតួឯករបស់ជើងម្ដងទៀតប៉ុន្តែម្ដងនេះវាត្រូវបានគេវាយទម្លាក់យ៉ាងខ្មាស់អៀនដោយគ្មានឱកាសតបតឡើយឃើញមេរបស់ខ្លួនត្រូវគេកំទេចបែបនេះពួកកូនចៅដឹងខ្លួនថាគ្មានឱកាសទេហើយក៏ប្រញាប់រត់គេចខ្លួនបាត់អស់កំឡោះកំសត់ដែលបានឃើញហេតុការណ៍ទាំងនេះឈោគៀងសឹងតែមិនជឿហាមាត់ធ្លុងព្រោះមិនអាចទទួលយកបានថាមិត្តរួមបន្ទុកដែលទៅតែត្រូវគេវាយម្សិលមិញសោះស្រាប់តែប្រែជាខ្លាំងក្លាបែបនេះខ្មែរខ្លាំងមែនចំណែកចែនក៏បានដឹងថាវាដូចគ្នាបេះបិទទៅនឹងអតីតកាលរបស់គាត់ដែរគាត់អាចផ្លាស់ប្ដូរទៅជាស្ថានភាពឃាតករបានគ្រប់ពេលវេលាដែលគាត់ចង់ទោះនៅ level 1 ក្តី start គាត់អាចកម្ចាត់ពួកកម្រិតទាបបានយ៉ាងងាយស្រួលដែលមានន័យថាចំណាត់ថ្នាក់បច្ចុប្បន្នរបស់គាត់យ៉ាងហោចណាស់ក៏កម្រិត D ដែរប៉ុន្តែមានរឿងមួយដែលគាត់មិនទាន់ប្រកាសច្បាស់ទោះបីជាបានយកឈ្នះនរណាម្នាក់ក៏ដោយក៏ប្រព័ន្ធមិនទាន់ឲ្យគាត់ឡើងកម្រិតនោះទេពេលគិតពីរឿងនេះចេនស្ទើរតែឈានជើងទៅកម្ចាត់អាក្មេងពាលនោះចោលទៅហើយខណៈដែលគ្រប់គ្នាឈរមើលទាំងភិតភ័យដល់វិនាទីចុងក្រោយអនុប្រធានក្រុមប្រឹក្សាសិស្សលីងយូបានដើរចូលមកខាត់ចេនឲ្យឈប់ចាំមើលបន្តទៀតណានាងបានរំលឹកគាត់ថាទោះបីជាឈុំជាអ្នកខុសក៏ដោយការវាយដំកម្រិតនេះគឺវាច្រើនជ្រុលទៅហើយសម្រាប់ថ្ងៃនេះនាងធីតាណាតើពួកក្មេងពីលទាំងនោះនឹងលេងហ៊ានមករករឿងគាត់ទៀតហើយលោណាស់អ្នកទាំងអស់គ្នាដោយសារតែបែបនេះតួឯកយើងក៏ព្រមដោះលែងវាពេលកំពុងដើរចេញឆែនចាប់ផ្ដើមឆ្ងល់ថាហេតុអីបានជាសមាជិកក្រុមប្រឹក្សាសិស្សចង់ចេញមុខមកជួយសង្គ្រោះមនុស្សដូចជាជុំខ្លាំងម្ល៉េះទោះបីជាគាត់គ្រាន់តែសម្ដែងធ្វើជាចង់សម្លាប់ហើយមិនបានមានបំណងចង់សម្លាប់វាការពិតមែនក៏ដោយគាត់ដឹងច្បាស់ណាស់ថាមនុស្សពីលដូចជាពួកវាត្រូវតែទទួលបានការដាក់ទោសយ៉ាងចាស់ដៃបើសិនជាមិនចឹងទេពួកវានឹងនៅតែបន្តធ្វើបាបអ្នកដែលខ្សោយជាងខ្លួនដដែលមិនខានបន្ទាប់មកឆែនក៏ដើរចេញទៅជាមួយមិត្តរួមបន្ទប់របស់គាត់ខណៈពេលដែលកូនចៅពួកក្មេងពីលលួចមើលគាត់ពីចម្ងាយពួកវាលួចខ្សឹបគ្នាថាចាប់ពីពេលនេះតទៅមិនត្រូវសូម្បីតែគិតចង់ទៅញុះញង់ឆែនគាត់ខ្លាំងយប់នោះខណៈពេលដែលឡុងព្យាយាមប្រាប់មិត្តរួមបន្ទប់ផ្សេងទៀតថាឆេនបានដាស់ធម្មពលខ្លាយជាឃាតករផ្លេចបន្ទោសដ៏សាហាវកម្រិតណាតែបាយជាគ្មាននរណាម្នាក់ជឿសម្ដីរបស់គាត់សោះឡុងនៅតែបន្តបញ្យល់ពីរបៀបដែលមិត្តទុនខ្សោយរបស់ពួកគេអាចវាយចុងឡើងចាស់ដៃបែបនេះប៉ុន្តែសៀងស៊ូដែលជាវេទមមូលចំណាក់ថ្នាក់ E ចាត់ទុកវាជារឿងកំប្លែងទៅវិញស៊ូបានសួរថាបើសិនជាឆេនពិតជាបានខ្លាយជាមនុស្សខ្លាំងមែននោះចុះហេតុអីបានជាគាត់នៅតែបន្តរត់ហ្វឹកហាត់បែបនេះទៀតធ្វើអីគេប្រកែកថាបើពិតជាអ្នកដាស់ធម្មពលមែនពួកគេមិនចាំបាច់ពឹងផ្អែកលើការហ្វឹកហាត់រាងកាយជាមូលដ្ឋានបែបនេះទៀតនោះទេលឺបែបនេះមិត្តរួមបន្ទប់ឈ្មោះសានយូក៏បញ្ចេញមតិថាតាមអ្វីដែលគេបានលឺវាហាក់ដូចជាឡុងត្រូវគេវាយក្បាលឡើងទៅគិតខួរទៅហើយទើបនិយាយលប់បែបនេះស៊ូក៏នៅតែបន្តនិយាយរអ៊ូទៀតថាពួកគេទាំង4នាក់ត្រូវគេដាក់ឲ្យនៅបន្ទប់នេះព្រោះពួកគេគឺជាអ្នកខ្សោយបំផុតនៅបាតតារាងហើយទោះជាខំប្រឹងយ៉ាងណាក៏ដោយការពិតមួយនេះគឺវាមិនអាចផ្លាស់ប្ដូរបាននោះទេគេថែមទាំងអះអាងថាខ្លួនឯងគឺជាមនុស្សដែលខ្លាំងជាងគេក្នុងចំណោមអ្នកទាំង4ចំណែកឡុងនិងយូគ្រាន់តែជាអ្នកគាំទ្រប៉ុណ្ណោះគេអួតខ្លួនឯងបន្តិចខណៈពេលកំពុងគិតថាវាគ្មានផ្លូវទេដែលឆេនអាចខ្លាចជាឃាតករផ្លេចបន្ទោបាននោះគេមានភាពជឿជាក់លើខ្លួនឯងខ្លាំងណាស់ហើយសង្ឃឹមថាគេអាចនឹងឡើងចំណាត់ថ្នាក់ក្នុងពេលប្រឡងចុងក្រោយមុនពេលបញ្ចប់ការសិក្សានៅថ្ងៃស្អែកងាកមកមើលប្រធានក្រុមប្រឹក្សាសិស្សកុងទីងវិញម្ដងបានដើរចេញមកក្រោយបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់នៅក្នុងតំបន់បិសាចចំណាត់ថ្នាក់ E ជាមួយនឹងលីងយូគាត់សង្កេតឃើញប្អូនប្រុសរបស់គាត់នៅតែឈរនៅទីនោះក៏សួរថាគេកំពុងធ្វើអ្វីជុងត្អូញត្អែថាដរាបណាអ្នកដែលវាយគេនៅតែមានមុខរស់នៅទីនេះគេមិនអាចសុំបីតែគេងលក់ដោយស្ងប់ស្ងាត់នោះទេជុងនៅតែបន្តរុញច្រានបងប្រុសរបស់គេដោយព្យាយាមបញ្ចុះបញ្ចូលឲ្យជួយសងសឹកឲ្យគេឲ្យទាល់តែបានទីងបានធានាយ៉ាងស្ងប់ស្ងាត់ថាគាត់នឹងដោះស្រាយបញ្ហាដែលវាបានបង្កើតនេះពេលក្រោយមកទៀតនៅឯតុអាហារអនុប្រធានបានសួរទីងថាតើគាត់មានគម្រោងដោះស្រាយបញ្ហាមួយនេះដោយរបៀបណាហើយទីងក៏បានសួរនាងវិញថាតើក្មេងប្រុសម្នាក់នោះពិតជាខ្លាំងដូចប្អូនប្រុសរបស់គាត់បាននិយាយមែនឬអត់លីងយូចង្អុលបង្ហាញថាគាត់ដឹងរួចហើយថាសិស្សចំណាត់ថ្នាក់ D គឺមានមិនដល់10នាក់ទេនៅក្នុងសាលាទាំងមូលហើយគាត់ក៏បានជ្រើសរើសពួកគេទាំងអស់ឲ្យចូលក្នុងក្លឹបរបស់គាត់រួចរាល់ទៅហើយនាងថែមទាំងពន្យល់ទៀតថាអ្នកផ្សេងមិនមានសូម្បីតែសិទ្ធចូលទៅកាន់តំបន់បិសាចដូចជាគាត់នោះទេដែលមានន័យថាគ្មានមនុស្សធម្មតាណាអាចតទល់ជាមួយគាត់បានឡើយ
ងាកមកខាងទៀតអ្នកទាំងអស់គ្នាឆែននៅតែបន្តរត់ដូចមនុស្សឈួតខណៈពេលកំពុងតែទឹកភ្លៀងជោកជាំគាត់កំណត់គោលដៅរត់ឲ្យបាន20គីឡូម៉ែត្រពេញដោយស្ពីកាបូបទម្ងន់100គីឡូដែលធ្ងន់ជាងទម្ងន់ខ្លួនគាត់ស្ទើរតែ2ដងទៅហើយគាត់យល់ច្បាស់ណាស់ថាវាសំខាន់ការហ្វឹកហាត់មូលដ្ឋានគឺដើម្បីបង្កើនដែនកំណត់ថាមពលព្រោះរាងកាយរឹងមាំគឺត្រូវការចាំបាច់ដើម្បីទ្រាំទ្រថាមពលកម្រិតខ្ពស់បានគាត់ខ្លាំងមែនទែនពេលកំពុងរត់គាត់នឹកឃើញដល់គ្រួសារតែម្នាក់គត់របស់គាត់គឺប្អូនស្រីរបស់គាត់ដែលត្រូវបានសម្លាប់នៅពេលស្ដេចបិសាចរ៉ាតបានចុះមកកាន់ពិភពមនុស្សយើងនេះស្ដេចបិសាចបានសម្លាប់មនុស្សរាប់មិនអស់ត្រឹមមួយប្រព្រឹត្តភ្នែកហើយប្អូនស្រីរបស់គាត់ក៏បានស្លាប់នៅចំពីមុខគាត់ផ្ទាល់តែម្ដងអ្នកទាំងអស់គ្នាគាត់ដាក់គោលដៅត្រូវតែកម្ចាត់ស្ដេចបិសាចនេះបានព្រោះវិនាទីនោះហើយគឺជាចំណុចចាប់ផ្ដើមនៃក្តីវិនាសសាបសូន្យទាំងអស់នៅក្នុងរឿងនេះចេនជាតគិតថាបើស្ដេចបិសាចកាន់តែខ្លាំងឡើងបែបនេះទាំងដែលនៅសល់ពាក្យ3ឆ្នាំទៀតទើបវាចុះមកដល់នោះចឹងគាត់ត្រូវតែអភិវឌ្ឍខ្លួនឲ្យលឿនជាងវាបើចង់មានសង្ឃឹមឈ្នះក្នុងសង្គ្រាមនេះស្រាប់តែពេលនោះប្អូនស្រីរបស់គាត់ស៊ីវណេក៏បានទេមកគ្រាន់តែលឺសំឡេងនាងម្ដងទៀតក្រោយបែកគ្នាយូរធ្វើឲ្យគាត់ទាំងនិយាយលេងចេញមួយសន្ទុះធំប្អូនស្រីក៏ទៅយល់ថាដែលនាងមិនបានទេមកមុននេះគឺដោយសារតែរវល់ប្រកួតហើយនាងប្រាប់ទៀតថាបញ្ហាថ្លៃឈ្នួលផ្ទះអាចនឹងដោះស្រាយបានបើនាងឈ្នះរង្វាន់ពីការប្រកួតនេះពេលនាងកំពុងនិយាយឆេនក៏ស្ដាប់យ៉ាងស្ងៀមស្ងាត់រួចញញឹមយ៉ាងកក់ក្ដៅគាត់បដិញ្ញាចិត្តយ៉ាងមុតមាំថានឹងការពារនាងហើយផ្ដល់ជីវិតដ៏ល្អមួយដែលនាងស័ក្តិសមនឹងទទួលបានម្ដងនេះក្រោយនិយាយទូរស័ព្ទចប់គាត់ក៏បន្តការវឹកហាត់ហើយរត់ជុំវិញសាកលវិទ្យាល័យចំនួន3ជុំបន្ថែមទៀតពេលហាត់ចប់ភ្លាមគាត់ក៏ដើរត្រង់ចូលទៅងូតទឹកយ៉ាងលឿនគាត់មានអារម្មណ៍ថាចាប់ផ្ដើមស៊ាំនឹងរាងកាយក្មេងខ្ចីមួយនេះដែលលាក់ទុកនៅសក្តានុពលអាចវិវត្តបានគ្មានដែនកំណត់គាត់អង្គុយចុះហើយចាប់ផ្ដើមគិតពីតំបន់បិសាចដែលមានតែពួកអ្នកមានទើបអាចចូលទៅកម្ចាត់ពួកវាបានដើម្បីក្លាយជាអ្នកខ្លាំងគាត់ដឹងច្បាស់ថាត្រូវតែរកវិធីកម្ចាត់ពួកបិសាចឲ្យខានតែបានពេលកំពុងតែគិតស្មុគស្មាញនឹងបញ្ហាមួយនេះគាត់ក៏លងលក់ទៅហើយត្រូវប្រព័ន្ធលេបត្របាក់ទាញចូលទៅក្នុងពិភពមួយផ្សេងគាត់ធ្លាក់ចូលកន្លែងដ៏ចម្លែកមួយហើយចាប់ផ្ដើមឆ្ងល់ថាតើនេះគ្រាន់តែជាសុបិនអាក្រក់អ្វីមួយយ៉ាងឬក៏អត់ងាកមកខាងក្រៅវិញឡងកំពុងដើររឆេនហើយឆ្ងល់ថាគេបាត់ក្បាលទៅណាឲ្យឈឹងតែម្ដងនៅក្នុងលំហដ៏ចម្លែកនោះឆែនឃើញប៉មដ៏ធំមហិមាមួយឈរយ៉ាងខ្ពស់ត្រដែតនៅចុងពីមុខគាត់តែមុននឹងគាត់ទស្សនាវាបានច្បាស់ស្រាប់តែមានក្រុមអ្នកចម្បាំងកម្រិតអ៊ីមួយក្រុមពួកឆ្កែចចកមរណៈក៏លេចមុខមកដូចចង់រៀបចំទទួលស្វាគមន៍គាត់ឆែនភ័យភ្លាមគេថាប្រហែលជាខ្លួនចូលខុសមកតំបន់បិសាចហើយក៏បដូរក្លាសរបស់គាត់យ៉ាងលឿនគាត់សម្រេចចាត់ការពួកបិសាចទាំងនេះសិនហើយចាំគិតរឿងផ្សេងតាមក្រោយព្រោះពួកវាលេចមុខមកទាំងមិនដឹងខ្លួនបាត់ទៅហើយក្មេងប្រុសនេះចាត់ការពួកឆ្កែដែលមានតែព្រោះតែមិនចេះខំយ៉ាងងាយស្រួលរួចប្រមូលយក item ពីពួកវាគាត់ឡើង level 2យ៉ាងលឿនហើយញញឹមគិតថាខ្លួនឯងសំណាងហើយដែលលាក់ចូលមកក្នុងតំបន់បិសាចនេះស្រាប់តែពេលនោះមេបិសាចក៏លេចមុខមកហើយឆេនកំចាត់វាចោលយ៉ាងងាយស្រួលដូចគ្នាចាប់ជាយវាដោយហែកកដាស់ធ្វើឲ្យគាត់អាចឡើង level ម្ដងទៀតបានយ៉ាងរលូនពិន្ទុបទពិសោធន៍ដែលគាត់ទទួលបានពីមេបិសាចនេះគឺច្រើនជាងឆ្ងាយធៀបនឹងពួកកូនចៅកម្រិតស្មើគ្នាដែលគាត់បានកំចាត់មុននេះទៅទៀតភ្លាមនោះសាកសពមេបិសាចក៏លោតសញ្ញាថាអាចលេបត្របាក់បានធ្វើឲ្យឆេនឆ្ងល់យ៉ាងខ្លាំងថាវាមានន័យយ៉ាងម៉េចគាត់នឹកឃើញពីធម្មពលលេបត្របាក់ដែលគាត់ឃើញក្នុងប្រព័ន្ធមុននេះហើយក៏លូកដៃទៅមុខដើម្បីសាកល្បងវាភ្លាមតែម្ដងការលេបត្របាក់បញ្ចប់ភ្លាមហើយបិសាចនោះក៏ត្រូវបឺតស្រូបបញ្ចូលទៅក្នុងកាតមួយសន្លឹកចេនគៀងស្មារតីពេលដឹងថាគាត់អាចប្រែក្លាយបិសាចដែលស្លាប់ទៅជាខ្លះសម្រាប់ប្រើប្រាស់បានគាត់យល់ភ្លាមថានេះគឺជាធម៌ពលប្រភេទដូចគ្នាដែលស្ដេចបិសាចឡាន់យូធ្លាប់មានពីមុនមកហើយការគិតថាពេលនេះគាត់មានធម៌ពលដូចស្ដេចបិសាចដែរនោះធ្វើឲ្យក្មេងប្រុសនេះញ័រខ្លួនតែម្ដងជាធម្មតាក្នុងពិភពលោកនេះមនុស្សគ្រប់គ្នាកើតមកមានខ្លះតែមួយប៉ុណ្ណោះអ្នកទាំងអស់គ្នាមើលចុះពេលនេះឆេនគឺគាត់ខ្លាំងអាចកាន់ក្លាសប្រមាណក៏បានតាមចិត្តគាត់ឆ្ងល់ថាតើគាត់បានធ្វើអីទើបទទួលបានធម៌ពលដ៏កាចសាហាវនេះហើយប៉មបិសាចដែលឈរនៅពីមុខគាត់នេះតាមពិតជាអ្វីឲ្យប្រកបទៅពេលសំណួរទាំងនេះកំពុងប្រមូលផ្ដុំពេញក្នុងខួរក្បាលរបស់គាត់សុពាតដ៏ធ្ងន់ក៏សង្កត់មកហើយបិសាចមួយក៏លេចមុខមកកាន់ដាវកម្រិត SP ដើមនៅក្នុងដៃពួកយើងចាំមើលចុះបិសាចនេះកម្រិត S មានន័យថាឆេនគ្មានសង្ឃឹមយកឈ្នះវាបានទាល់តែសោះ
តោះពួកយើងមកមើលទាំងអស់គ្នាឆែនដឹងច្បាស់ថាគាត់ចាញ់ព្រៀបគេឆ្ងាយណាស់តែគាត់នៅតែប្រថុយហៅដាវរន្ទះបន្តទល់សង្គ្រោះជីវិតរឿងចម្លែកមួយទៀតនោះគឺបិសាចដែលកំពុងឈរនៅពីមុខគាត់បែរជាស្គាល់ឈ្មោះរបស់គាត់ទៅវិញពេលលវឡាជាតែកន្លងផុតទៅបិសាចនោះក៏បានវាយតប់គ្នាជាមួយឆេនទោះបីជាមើលទៅដឹងច្បាស់ថាវាគ្រាន់តែលេងសើចជាមួយគាត់ក៏ដោយបិសាចនោះមានចេតនាវាយកិច្ចពីចំណុចសំខាន់ហើយបន្តវាយទម្លាក់គាត់ឲ្យដួលម្ដងហើយម្ដងទៀតបន្ទាប់ពីសង្កត់សង្កិនឆេនដល់ចំណុចកពូលទីបំផុតបិសាចនោះក៏និយាយឡើងដោយស្នើឲ្យគាត់នៅយាមប៉មបិសាចជាមួយវាប្រសិនបើគាត់ចង់រស់រានមានជីវិតនៅពេលដែលឆេននៅតែបដិសេធបិសាចនោះក៏កាប់ទៅលើដៃរបស់គាត់យ៉ាងសាហាវខូខើវាគំរាមសម្លាប់គាត់ចោលហើយបញ្យល់ថាវាមិនបានបញ្ចេញសមត្ថភាពពិតទេកន្លងមកគ្រាន់តែដោយសារតែឆេនគឺជាមនុស្សតែម្នាក់គត់ដែលអាចមកដល់កន្លែងនេះបានបិសាចសុំឲ្យគាត់គិតម្ដងទៀតប៉ុន្តែឆេនមិនអស់សង្ឃឹមទេហើយបដិសេធម្ដងទៀតយ៉ាងដេចអហង្ការដោយមិនខ្វល់ពីគ្រោះថ្នាក់ដែលកំពុងគំរាមកំហែងដល់ជីវិតរបស់គាត់ឡើយគាត់ស្រែកឡើងយ៉ាងខ្លាំងក្លាបញ្ចេញថាមពលខ្មែរខ្លាំងបដិញ្ញាបញ្ចប់រឿងនេះហើយក៏ស្ទុះទៅវាយប្រហារម្ដងទៀតកន្លងមកនេះគាត់បានសិក្សាចលនារបស់បិសាចហើយដឹងពីចន្លោះពេលរៀបចំខ្លួន 0.4 វិនាទីមុនពេលវាយប្រហារគាត់ដឹងថាគាត់អាចប្រើប្រាស់ពេលវេលាដ៏ខ្លីនោះបានដើម្បីសង្កេតមើលកដៃរបស់បិសាចយ៉ាងប្រុងប្រយ័ត្នហើយគេចពីការវាយប្រហារបានទាន់ពេលវេលាលើសពីនេះទៅទៀតគាត់បានរកឃើញចន្លោះប្រហោង 0.2 វិនាទីនោះផងដែរទីអាចផ្ដល់ឱកាសដ៏សំខាន់មួយក្នុងខណៈពេលដែលបិសាចនោះគ្មានការការពារខ្លួនពួកយើងចាំមើលណាគាត់មានគម្រោងប្រើពេលវេលានោះដើម្បីតម្រង់វាយប្រហារទៅចំដើមទ្រូងរបស់វាទោះបីជាគាត់អាចធ្វើវាបានសម្រេចក៏ដោយគាត់ដឹងច្បាស់ថាអ្នកចំណាត់ថ្នាក់ D ដូចជាគាត់មិនអាចយកឈ្នះចំណាត់ថ្នាក់ S បានទាំងស្រុងនោះទេដូច្នេះគោលដៅចម្បងរបស់គាត់គឺធ្វើឲ្យបិសាចនោះគាំងដើម្បីបង្កើតឱកាសរត់គេចខ្លួនប៉ុណ្ណោះគាត់ក៏ធ្វើដោយការគិតមែនហើយប្រញាប់ប្រញាល់រត់តម្រង់ទៅរកពន្លឺតែមួយគត់ដែលគាត់មើលឃើញដោយសង្ឃឹមថាវាអាចជាផ្លូវចេញពិតប្រាកដពីកន្លែងនេះទោះជាយ៉ាងណាក៏ដោយពេលដែលគាត់រត់ទៅដល់ប្រភពពន្លឺនោះវាក៏បាត់ទៅវិញភ្លាមហើយបិសាចនោះប្រាប់គាត់ថាវាគ្រាន់តែជាការបំភាន់ភ្នែកប៉ុណ្ណោះហើយផ្លូវចេញដែលគាត់កំពុងគិតនោះគឺมันមាននៅទីនេះទាល់តែសោះបិសាចបញ្យល់បន្តទៀតថាវិមាននេះមិនមែនជាជំរករបស់បិសាចពិតប្រាកដនោះទេតែវាក៏សរសើរដែលក្មេងនេះអាចរកឃើញចំណុចខ្សោយវាយ៉ាងលឿនគាត់ខ្លាំងមែនទែនទីបំផុតបិសាចនោះក៏បានបង្ហាញខ្លួនជាបិសាចរក្សាសាហើយប្រាប់ឆេនថាគាត់ពិតជាអ្នកដែលអាចនាំមកនូវក្តីសង្ឃឹមមែនពេលឆេនសង្កេតមើលរាងកាយបិសាចនោះយ៉ាងជក់ចិត្តទុកដាក់គាត់ក៏ភ្ញាក់ព្រឺតពេលដឹងថាគាត់ធ្លាប់ឃើញរូបរាងបែបនេះពីមុនមកលើស្ដេចបិសាចឡានយូវាបរោះយើងនឹកឃើញដល់ការប្រយុទ្ធដែលអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ការប្រយុទ្ធចុងក្រោយមុនពេលត្រឡប់ទៅអតីតកាលគូប្រកួតរបស់គាត់មិនមែនជាបិសាចធម្មតាទេអំឡុងពេលប្រយុទ្ធគ្នាសត្វនោះបានប្រែក្លាយទៅជានាគមុនគេបន្ទាប់មកវាក៏បដូរទម្រង់ទៅជាសត្វចម្លែកកម្រិតខ្ពស់ដ៏គួរឲ្យខ្លាចជាច្រើនទៀតវាប្រើកំអែភ្នំភ្លើងវ៉ពឹសនិងរន្ទះដែលខ្លាំងជាងរន្ទះរបស់គាត់ទៅទៀតយ៉ាងណាមិញក្នុងចំណោមការប្រែក្លាយរូបរាងទាំងអស់នោះទម្រង់មួយដែលទាក់ទាញចំណាប់អារម្មណ៍គាត់បំផុតគឺទម្រង់ដែលមើលទៅដូចបិសាចកំពុងឈរនៅពីមុខគាត់នេះឯងការដឹងការពិតដ៏គួរឲ្យព្រឺសម្បុរក៏បានកើតឡើងរាល់ការប្រែក្លាយរូបរាងទាំងអស់ច្បាស់ជាសមត្ថភាពរបស់ស្ដេចបិសាចឡើងយូរហើយដោយសារអំណាចនោះស្ថិតនៅក្នុងខ្លួនវាបិសាចដែលគាត់ឃើញពេលនេះគ្រាន់តែជាអំណាចលេបត្របាក់ដែលស្រូបចូលក្នុងខ្លួនរបស់វាប៉ុណ្ណោះការសន្និដ្ឋានដ៏ឆ្លាតវៃនេះធ្វើឲ្យបិសាចនោះស្ញប់ស្ញែងយ៉ាងខ្លាំងស្ដាប់ណាពួកយើងវានិយាយយ៉ាងស្ងប់ស្ងាត់ថាគាត់ពិតជាស័ក្តិសមនឹងទទួលបានថាមពលនៅក្នុងវិមាត្រទាំងមូលនេះមែនជេនជ្រួញចិញ្ចើមហើយងឿងឆ្ងល់ពីអត្ថន័យនៃពាក្យថាអ្វីគ្រប់យ៉ាងនៅក្នុងវិមាត្រនេះអ្នកទាំងអស់គ្នាមើលចុះស្រាប់តែកូនសោមាសបានលេចចេញក្នុងដៃរបស់បិសាចនោះនេះជាផ្លូវតែមួយគត់ដើម្បីឲ្យខ្ញុំអាចចេញចូលប៉មដ៏ធំនៅពីក្រោយវាបានបិសាចនោះប្រាប់ខ្ញុំថាស្ដេចបិសាចឡាន់យូបានលេបត្របាក់បិសាចខ្លាំងជាច្រើនរាប់មិនអស់ការយាមប៉មដែលបិទផ្លូវពួកវាគឺជាភារកិច្ចដ៏ពិសិដ្ឋរបស់គេប៉ុន្តែឥឡូវនេះវាបែរជាសម្រេចចិត្តបកគលកូនសោនោះឲ្យខ្ញុំទៅវិញ Raksasa ចង់ឲ្យខ្ញុំលេបត្របាក់ពួកបិសាចនោះដើម្បីកាន់តែខ្លាំងហើយបន្តបេសកកម្មនេះខ្ញុំឆ្ងល់យ៉ាងខ្លាំងក៏សួរថាហេតុអ្វីបិសាចមកជួយមនុស្សទៅវិញជាការឆ្លើយតបសត្វនោះបានបញ្ជាក់ថាសូម្បីតែនៅក្នុងពិភពបិសាចក៏ដោយគឺតែងតែមានអ្នកល្អនិងពួកអវសេជានិច្ចមានបិសាចមួយបានសម្លាប់ត្រកូល
លរបស់វាគ្រាន់តែដើម្បីសប្បាយដូចជាលបាញ់ដ៏ខុសខើមួយអញ្ចឹងតាំងពីថ្ងៃនោះមកវារងចាំឱកាសសងសឹកអាបិសាចចិត្តខ្មៅនោះជានិច្ចឥឡូវនេះវាជឿជាក់ថាវារកឃើញខ្ញុំដែលអាចសម្រេចបំណងនេះបានហើយ វាប្រាប់ខ្ញុំថាមានគេនិយាយត្រូវដែលថាខ្ញុំគឺជាក្តីសង្ឃឹមដ៏ធំបំផុតរបស់គេ ខ្ញុំសួរភ្លាមថាតើមនុស្សម្នាក់នោះគឺជានរណាបិសាចនោះឆ្លើយតបថាចម្លើយទាំងអស់គឺមាននៅក្នុងប៉មជាមួយនឹងសម្ដីអាចកំបាំងដូចអ្នកប្រាជ្ញជាមួយនឹងពាក្យចុងក្រោយនោះវាបានប្រគល់ធម្មពលដែលនៅសល់ទាំងអស់មកឲ្យខ្ញុំ ជាការតបស្នងវាប្រាប់ថាខ្ញុំត្រូវតែខ្លាចជាមនុស្សដែលខ្លាំងបំផុតនៅលើភពផែនដីនេះ វាមិនមែនជារឿងមួយ ងាយស្រួលទេក្នុងការលេបត្របាក់សត្វសាហាវទាំងអស់ដែលលាក់ខ្លួននៅក្នុងប៉មនោះ សម្រាប់ខ្ញុំសត្វដ៏ពិស្ពលទាំងនោះនឹងក្លាយជាឧបសគ្គដ៏ធំមិនខាន បិសាចនោះបានផ្ដល់ការប្រមានចុងក្រោយ វាថាមានតែអ្នកស្រីឃ្លានអំណាចទើបស័ក្តិសមនឹងធម៌ពលរបស់រាក្សសានោះគឺជាការជំរុញចិត្តដែលត្រូវការដើម្បីសម្លាប់ស្ដេចបិសាចទាំងអស់ឲ្យអស់ភ្លាមនោះរាងកាយវាប្រែជាដុំធម៌ពលភ្លើងដ៏សន្ធោសន្ធៅដើម្បីឲ្យខ្ញុំលេបត្របាក់ ខ្ញុំឡើង8កម្រិតភ្លាមហើយទទួលបានដាវរាក្សសាចំនួន2ថែមទៀត ខ្ញុំទទួលយកបេសកកម្មនេះដោយគ្មានស្ទាក់ស្ទើរ ខ្ញុំបដិញ្ញាសម្រេចបំណងចុងក្រោយរបស់អ្នកចម្បាំងរូបនោះដោយតែបានសន្យា ក្រៅពីការកើនឡើងនៅធម៌ពលទាំងនេះខ្ញុំអាចស្រូបយកធម៌ពលពីមនុស្សនិងបិសាចរួមទាំងការគ្រប់គ្រងទំនៀងផែនដីផងដែរព្រឹកឡើងខ្ញុំបើកភ្នែកយឺតដឹងខ្លួននៅក្នុងអន្តេវាសិកដ្ឋានដូចជាថ្ងៃធម្មតាមួយអញ្ចឹង ខ្ញុំស្ទុះងើបឡើងភ្លាមនៅពេលដែលមានសម្លេងខ្លាំងបន្លឺឡើងពេញបន្ទប់មិត្តរួមបន្ទប់របស់ខ្ញុំកំពុងរៀបចំខ្លួនហើយប្រាប់ឲ្យខ្ញុំប្រញាប់បើចង់ទៅរៀនទាន់ពេលខ្ញុំឃើញរាងកាយខ្លួនឯងមិនមានរបួសអ្វីសោះនោះ ខ្ញុំក៏ឆ្ងល់តើរឿងទាំងអស់នោះគ្រាន់តែជាសុបិនឬយ៉ាងណាប៉ុន្តែធម៌ពលថ្មីរបស់ខ្ញុំបានបញ្ជាក់ថាវាមិនមែនជាសុបិនឡើយ អ្នកដឹងទេអ្វីបើខ្ញុំជួបគឺពិតឡើងពីកម្រិត2ទៅ10ធំមួយយប់ខ្ញុំឆ្ងល់ថាខ្លួនឯងខ្លាំងប៉ុណ្ណាទៅហើយពេលនោះមិត្តរួមបន្ទប់ក៏ចាប់ផ្ដើមនិយាយលេងសើចចំអកឲ្យខ្ញុំគេនិយាយរំលឹកថាយប់មិញខ្ញុំសរសើរខ្លួនឯងមិនខ្មាស់អៀនថាពិតជាអស្ចារ្យនឹងគាត់ខ្លាំងមែនទែនម៉ាឡុងលួចមើលពីម្ខាងទៀតនៃបន្ទប់ធ្វើពុតជាមិនដឹងរឿងអ្វីទាំងអស់ យ៉ាងណាក៏ដោយមិត្តរួមបន្ទប់នោះបានហៅខ្ញុំឲ្យបង្ហាញសមត្ថភាពក្នុងពេលវិតម្លៃ នោះនឹងសម្រេចថានរណាជាអ្នកខ្លាំងដើម្បីធ្វើជាស្ដេចបន្ទប់នេះ ទេកំពុងដើរទៅសាលាអាស្ដេចបន្ទប់តាំងខ្លួនឯងនោះបានប្រាប់ពួកយើងថាគ្រប់កម្រិតទាំងអស់ត្រូវចែកជា3ថ្នាក់ដូច្នេះទោះបីជាពួកយើងជាអ្នកខ្សោយក្នុងកម្រិត E ក៏ដោយយ៉ាងហោចណាស់វានៅខ្ពស់ជាងពួកកម្រិត on បំផុតដោយតាំងខ្លួនជាអ្នកកម្រិត E កណ្ដាលដ៏មានអំនួតវាដើរអួតខ្លួនពេញនឹងព្រោះគិតថាគម្លាតរវាងកម្រិតនីមួយៗគឺធំធេងណាស់ ទាំងពួក control នឹងជឿជាក់លើខ្លួនឯងហួសហេតុ អាចលោកនេះអះអាងថាវាមានអារម្មណ៍ថាខ្លាំងមែនតែនរហូតគិតថាខ្លួនឯងប្រកាសជាបានឡើងកម្រិតតាំងពីការវិតម្លៃលើកមុនមកម្លេះ មកលងធុនទ្រាន់យ៉ាងខ្លាំងក៏ប្រាប់ខ្ញុំឲ្យឈប់លេងសើចហើយបញ្ចេញឲ្យអស់ដៃដើម្បីយកចំណាត់ថ្នាក់ D ឲ្យបាននៅថ្ងៃនេះ ធ្វើបែបនេះអាស្ដេចអន្តេវាសិកដ្ឋាននឹងអាចនឹងបិទមាត់ដ៏រអិលរបស់វាបានខ្លះ មិនយូរប្រមាណពួកយើងក៏បានមកដល់សាលាដែលគ្រប់គ្នាកំពុងប្រមូលផ្ដុំគ្នាទាំងអន្ទះសារសម្រាប់ពិធីវិតម្លៃចំណាត់ថ្នាក់ ពួកក្មេងទំនើងដើរចូលមកហាក់ដូចជាម្ចាស់សាលាដោយគំរាមកំហែងអ្នកណាដែលហ៊ានសម្លឹងមើលពួកវាខុសរបៀបសូម្បីតែស្នាមញញឹមដ៏ក្រអឺតក្រទួមរបស់អាស្ដេចអន្តេវាសិកដ្ឋានក៏រលាយបាត់ភ្លាមនៅពេលដែលវាឃើញពួកនោះដែរ ប៉ុន្តែបើវាអញ្ចឹងពួកក្មេងទំនើងទាំងនោះក៏ស្ទើរតែភ័យបាត់ព្រលឹងដូចគ្នាសាប់តែពួកវាចាប់ផ្ដើមអោនក្បាលគោរពខ្ញុំដែលជាបងធំចេងដោយគ្មានការស្ទាក់ស្ទើរអ្វីទាំងអស់ មិត្តរួមបន្ទប់របស់ខ្ញុំចាប់ផ្ដើមដឹងបន្តិចម្ដងហើយប្រហែលជារាល់សម្ដីដែលម៉ាឡុងបាននិយាយមិនមែនជារឿងលេងសើចនោះទេខ្ញុំមិនខ្វល់ពីពួកតលកទាំងនោះទេហើយគ្រាន់តែគិតគូរពីរឿងរបស់ខ្ញុំប៉ុណ្ណោះបន្ទាប់មកមានអ្នកចង់លបងមួយទៀតសម្រាប់ចិត្តដើរមកឈួរនៅពីមុខខ្ញុំអាម្នាក់ដែលធ្វើខ្លួនជាប៉ូលីសសាលាគឺមន្ត្រីក្រុមប្រឹក្សាសិស្សជាបានផ្ដល់ការព្រមានដ៏គួរសមមួយមកកាន់ខ្ញុំមើលទៅប្រធានក្រុមប្រឹក្សាសិស្សផ្ទាល់បានបញ្ជូនវាឲ្យមកវាយបដៅមនុស្សល្ងង់ដែលហ៊ានលើកដៃវាយប្អូនប្រុសរបស់គាត់ដែលនោះគឺខ្ញុំនេះឯងមិត្តភ័ក្តិរបស់ខ្ញុំទាំងអស់បានបំបីជួគ្នាហើយរត់ទៅពួនភ្លាមតែម្ដងពួកគេពិតជាខ្លាចអាចារ្យនេះខ្លាំងណាស់អ្នកអនុវត្តច្បាប់ដែលចាត់ចែងការងារក៏ខ្វក់ទាំងអស់សម្រាប់ប្រធានក្រុមប្រឹក្សាសិស្សមិត្តរួមបន្ទប់ខ្ញុំមិនយល់ទេថាហេតុអីបានជាបិសាចចំណាត់ថ្នាក់ D នេះស្រាប់តែមកសម្លឹងមុខខ្ញុំបែបនេះវាបានឈានជើងចុះមកគៀកកិតនឹងខ្លួនខ្ញុំតែម្ដង
ឆ្កែបំរើដ៏ស្មោះត្រង់របស់ប្រធានអួតថាច្រមុះដ៏ពូកែរបស់វាអាចឲ្យវាវាយតម្លៃបានយ៉ាងច្បាស់ថាអ្នកណាម្នាក់ខ្លាំងប៉ុណ្ណាហើយពេលនេះអ្វីដែលវាអាចហិតក្លិនបានពីខ្ញុំគឺភាពទន់ខ្សោយនិងភាពជាអ្នកចាញ់ដ៏គួរឲ្យសង្វេគហួសចិត្តនឹងការប្រមាថនេះខ្ញុំក៏ជេរវាវិញដោយមិនស្ទាក់ស្ទើរអាជៀនខឹងឡើងឈួតតែម្ដងហើយនៅពេលដែលវាត្រូវបានគេហៅថាឆ្កែមុនពេលដែលការប្រយុទ្ធផ្ទុះឡើងប្រកាសនោះចាវាយរបស់អាកូនឆ្កែធំនេះបានបញ្ជាឲ្យវាឈប់ភ្លាមមុនពេលដែលយើងបង្កើតរឿងផ្អើលគេឯងជាសាធារណៈបន្ទាប់ពីស៊ើបអង្កេតរួចគាត់បានដឹងថាប្អូនប្រុសរបស់គាត់គឺជាអ្នកចាប់ផ្ដើមបង្កចំនួនជាមួយខ្ញុំមុនទេការត្រូវគេវាយគឺគ្រាន់តែជាលទ្ធផលនៃការដោលមនុស្សដែលខ្លាំងជាងខ្លួនឆ្ងាយតែប៉ុណ្ណោះនិយាយចាប់ប្រធានបានសម្លឹងមកខ្ញុំដោយខ្សែភ្នែកដ៏មុតស្រួចជាងកំបិតទៅទៀតប៉ុន្តែខ្ញុំមិនមានអារម្មណ៍ភ័យខ្លាចសំបីតែបន្តិច No we need to know សិស្សចាមម្នាក់ប្រកាសថាពិធីវិតម្លៃចំណាក់ថ្នាក់ចាប់ផ្ដើមជាផ្លូវការហើយស្នើសុំឲ្យសិស្សទាំងអស់ដើរទៅមុខពេលហៅឈ្មោះឮបែបនេះប្រធានក៏ប្រាប់ឆ្កែរបស់គាត់ថាពួកគេត្រូវចាក់ចេញហើយគាត់សន្មត់ថានេះគ្រាន់តែជារឿងកើតឡើងម្ដងប៉ុណ្ណោះខ្ញុំនឹងមិនបង្កបញ្ហាអ្វីទៀតទេបន្ទាប់ពីការគំរាមកំហែងរបស់ពួកគេមកលើខ្ញុំសម្លឹងមើលពីខាងលើបុរសម្នាក់សួរអនុប្រធានដោយក្តីសង្ស័យថាហេតុអីបានជានាងមកសង្កេតមើលពិធីពីតម្លៃនៅថ្ងៃនេះគាត់ឆ្ងល់ថាតើមានសិស្សថ្មីណាម្នាក់តាក់ទាញចំណាប់អារម្មណ៍របស់នាងមែនទេស្ត្រីនោះញញឹមតិចៗហើយនិយាយថាឆ្នាំនេះប្រកាសជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមិនខានមិនយូរសម្លេងហៅឈ្មោះសាងសូក៏បន្លឺឡើងអាស្ដេចអន្តេវាសិកដ្ឋានមានអារម្មណ៍ភ័យបន្តិចពេលដើរចូលទ្វារនោះបរិយាកាសបានផ្លាស់ប្ដូរទាំងស្រុងនៅម្ខាងទៀតនៃទ្វារការពិតទៅការវាយតម្លៃនេះធ្វើឡើងម្ដងម្នាក់នៅខាងក្នុងលអាងបិសាចដ៏ពិសេសមួយនៅខាងក្នុងបេះដូងបិសាចភ្ជាប់ដោយខ្សែភ្លើងនិងវាស់ចំណាត់ថ្នាក់និងសក្តានុពលរបស់អ្នកដាក់ធម្មពលដោយស្រូបយកធម្មពលរបស់ពួកគេពេលខ្ញុំបញ្ចេញធម្មពលខ្លាំងបំផុតពិភពលោកនឹងដឹងថាខ្មែរខ្លាំងជាអ្វីមិនខានសញ្ញាបានបញ្ជូនត្រឡប់មកផែនដីវិញដើម្បីបង្ហាញលទ្ធផលវិតម្លៃរបស់ពួកគេចំណាត់ថ្នាក់របស់ស្ដេចអន្តេវាសិកដ្ឋានគឺនៅតែដដែលដោយកាលពីលើកមុនប៉ុន្តែសាស្ត្រាចារ្យងឿងឆ្ងល់ពេលសក្តានុពលគាត់ចេញមកយូរជាងការរំពឹងទុកណាឡុងសម្លឹងទទួលលេខដែលកំពុងលោតនោះក្រោយពីរងចាំយ៉ាងយូរសក្តានុពលរបស់សាំងសូយកត្រឹមថ្នាក់ C ស្ដេចដើរចេញទាំងអស់សង្ឃឹមគាត់ដឹងថាភាពជឿនលឿនកន្លងមកគឺគ្រាន់តែគិតតែឯងមិត្តរួមបន្ទប់លួងគាត់ថាពួកយើងសុទ្ធតែស្ថិតក្នុងទូកតែមួយទេជាប់ត្រឹមថ្នាក់ E ដែលមានសក្តានុពលខ្ពស់បំផុតថ្នាក់ C បន្តិចក្រោយមកកូនចៅរបស់ប្រធានដើរចេញមកយ៉ាងអួតអាងគាត់នៅតែថ្នាក់ D ទៀបដដែលប៉ុន្តែគាត់អាចឡើងដល់ថ្នាក់ A ឯមិត្តភក្តិឆេនអស់សង្ឃឹមព្រោះឃើញសិស្សជិត10នាក់បានដល់ថ្នាក់ D ទៅហើយសូម្បីតែពួកសាស្ត្រាចារ្យក៏ភ្ញាក់ផ្អើលដែលសិស្សជាច្រើនបានដល់ថ្នាក់ D យ៉ាងនេះដែរវាកម្រណាស់សម្រាប់សិស្សដែលគ្មានបទពិសោធន៍ប្រយុទ្ធអាចឆ្លងផុតពីថ្នាក់ E បានដោយក្តីរំភើបគេបានហៅសិស្សបន្ទាប់គឺប្រធានដែលទទួលក្តីសង្ឃឹមពីអ្នកគ្រប់គ្នានៃគ្រប់គូសម្លឹងទៅកាន់កងធីងសិស្សដែលជាប្រធានវាលរួចទៅហើយបានដើរឡើងលើឆាកក្មេងប្រុសរបស់យើងនៅតែស្ងប់ស្ងាត់ហើយរងចាំលទ្ធផលយ៉ាងអត់ធ្មត់គ្រប់គ្នាក្នុងសាលាដឹងថាកងទីងនៅត្រឹមថ្នាក់ D ទៀបកាលពី2ឆ្នាំមុនកំណត់ត្រាជាប្រវត្តិសាស្ត្រខ្ពស់បំផុតនៅក្នុងសាលាគឺត្រឹមថ្នាក់ D កណ្ដាលដូច្នេះគេឆ្ងល់ថាតើប្រធាននឹងបំបែកកំណត់ត្រានេះឬអត់នៅក្នុងសម្បុកបិសាចភ្នែករបស់បេះដូងបិសាចបានបើកយឺតដោយសារវត្តមានគាត់ប្រធានមិនអាចបញ្ចេញអ្វីគ្រប់យ៉ាងដែលគាត់មានបានទេប៉ុន្តែគាត់ចង់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងពិធីចែកសញ្ញាបត្រដោយចារឈ្មោះក្នុងប្រវត្តិសាស្ត្រថាជាលេខ1ពេលពួកសាស្ត្រាចារ្យឃើញសក្តានុពលគាត់ភ្លឺពណ៌មាសពួកគេសឹងតែមិនជឿភ្នែកឡើយការសង្ស័យត្រូវបានបញ្ជាក់ពីថ្នាក់ D កម្រិតខ្ពស់របស់កងធីងធ្វើឲ្យគេភ្ញាក់ផ្អើលមែនទែនមិនត្រឹមតែប៉ុណ្ណោះភាពរំភើបក៏បានផ្ទុះឡើងពេញទីនោះហ្វូងមនុស្សរំភើបពេលឃើញសក្តានុពលថ្នាក់ S លើកដំបូងក្នុងប្រវត្តិសាស្ត្រកូនចៅរបស់ប្រធានសរសើរមេរបស់គេមិនដេចពីមាត់សូម្បីតែមិត្តភ័ក្តិរបស់ឆេនក៏ច្រណែនខណៈពេលមើលរឿងព្រេងកំពុងកើតឡើងចំពោះមុខពួកសាស្ត្រាចារ្យពិភាក្សាគ្នាស្ងាត់ថាដំណឹងនេះត្រូវតែបញ្ជូនទៅរដ្ឋបាលជាបន្ទាន់ពួកគេត្រូវមើលថែបេក្ខជនថ្នាក់ S ដ៏មានតម្លៃនេះឲ្យបានល្អបំផុតធានាកុំឲ្យគាត់ចាក់ចេញពីប្រទេសលើសពីនេះគាត់គឺជាសិស្សក្មេងបំផុតដែលពាក់ព័ន្ធជាមួយហ្គីលក្នុងសាលាឈ្មោះសាលាពួកគេពិតជានឹងល្បីល្បាញពេញព័ត៌មានជាមិនខានមើលពីលើនាយកសាលាយូឡុងដឹងថាអនុប្រធានលីងយូបានដឹងពីសក្តានុពលគាត់រួចទៅហើយនោះហើយជាមូលហេតុដែលនាងមកទស្សនាពិធីនេះដោយផ្ទាល់
ប៉ុន្តែញៀននិយាយថាគាត់មិនមែនជាមនុស្សតែម្នាក់ដែលនាងមកមើលទេនេះហើយដែលគួរឲ្យចាប់អារម្មណ៍ក្រៅពីប្រធានដ៏លេខធ្លោនេះនៅមានសិស្សម្នាក់ទៀតដែលនាងចាប់អារម្មណ៍ជាងនេះទៅទៀតមិនដែរអ្នកទាំងអស់គ្នាចំពេលល្មមក្មេងនោះគឺជាអ្នកបន្ទាប់ដែលត្រូវគេហៅឡើងឆាយជីនមានគំនិតមួយភ្លាមសម្រាប់ចិត្តចំអកដល់ក្មេងរឿងប្រេងអាត់កំបាំងនោះដោយការបញ្ចុះបន្សោកតែម្ដងគេថាកុំអោយខ្លាចជាសម្រាមថ្នាក់អ៊ីដោយមិត្តភក្តិរបស់គាត់ឲ្យសោះគាត់និយាយថាពួកគេនឹងខ្លាចជាត្លុកប្រសិនបើរឿងនោះកើតឡើងហើយត្រូវចាត់ទុកថាជាការម៉ាស់មួយសម្រាប់ពួកគេដែលបានមកចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះឡងក៏គាំទ្រមិត្តគេហើយអះអាងថាគាត់ខ្លាំងណាស់ដែលនឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់អើបាសសក់សាសអភិជនទាំងនោះសម្លឹងមកខ្ញុំយ៉ាងអន្ទះសារពេលខ្ញុំដើរចូលទៅក្នុងរូងបិសាចបេះដូងបិសាចនោះចាប់ផ្ដើមទទួលរងសម្ពាធយ៉ាងខ្លាំងពេលខ្ញុំដើរទៅជិតវាខ្ញុំនៅចាំបានថាផ្លូវល្អបំផុតដើម្បីកសាងអនាគតដ៏រឹងមាំគឺការចូលរួមជាមួយសមាគមលំដាប់កំពូលខ្ញុំដឹងច្បាស់ណាស់ថាផ្លូវតែមួយគត់ដើម្បីគោលដៅនោះគឺត្រូវបញ្ចេញសមត្ថភាពឲ្យខ្លាំងនៅក្នុងការប្រឡងប្រយុទ្ធបញ្ចប់ការសិក្សានេះដែលយើងត្រូវជ្រើសរើសសមាជិក10នាក់ដើម្បីបង្កើតជាក្រុមមួយតាមការចង់បានក្រុមដែលទទួលបានលេខ1នឹងត្រូវគេរើសចូលសមាគមអធិរាជកំពូលប្រចាំប្រទេសតែម្ដងដូច្នេះហើយអ្នកទាំងអស់គ្នាច្បាស់ជាដឹងហើយថាគោលបំណងនៃការប្រឡងនេះគឺអ្វីញាក់មកមើលជីនគេចាប់ផ្ដើមជ្រើសរើសសមាជិកហើយណែនាំអ្នកកម្រិត D ម្នាក់ទៀតទៅឲ្យមេរបស់គេស្របពេលដែលគេអួតយ៉ាងមានមោទនភាពថាក្រុមរបស់ពួកគេពីរនេះគឺពេញលក្ខណៈហើយគេបញ្យល់ថាពួកគេមានអ្នកកម្រិត D ទាំងអស់ព្រមទាំងប្អូនប្រុសរបស់ប្រធាននៅក្នុងក្រុមរបស់គេរួចទៅហើយដូច្នេះវាពិតជាគ្មានផ្លូវសូម្បីបន្តិចដែលពួកគេអាចបាត់បង់តំណែងលេខ1បានឡើយខ្ញុំយល់ច្បាស់ណាស់ថាសិស្សអភិជនដែលខ្លាំងនឹងប្រមូលផ្ដុំគ្នាបង្កើតជាក្រុមដែលខ្លាំងបំផុតខណៈដែលអ្នកខ្សោយបំផុតដូចខ្ញុំក៏ត្រូវគេបោះបង់ចោលតាមរបៀបនឹងដែរវាពិតជាបង្កើតបានជាបរិយាកាសដ៏ឃោឃៅមួយដែលមានតែអ្នកខ្លាំងប៉ុណ្ណោះទៅរស់បានជាកន្លែងដែលអ្នកខ្សោយត្រូវបានគេបោះបង់ចោលនិងកម្ចាត់ចោលដោយគ្មានការស្ទាក់ស្ទើរពេលវេលាចេះតែកន្លងផុតទៅឡុងចាប់ដើមមានអារម្មណ៍អន្ទះសារដែលឃើញអេក្រង់មិនមានការផ្លាស់ប្ដូរអ្វីទាំងអស់សម្រាប់ខ្ញុំហើយអ្នកទាំងអស់គ្នាសន្និដ្ឋានភ្លាមថាខ្ញុំប្រកាសជាខ្សោយខ្លាំងណាស់ទើបបានជាប្រព័ន្ធមិនអាចសូម្បីតែចាប់យកវត្តមានរបស់ខ្ញុំបានបន្ទាប់មក Jane ក៏បានបញ្ចុះបញ្ចូលទីងថាសិស្សដែលនៅសេសសល់គឺគ្មានអ្វីក្រៅពីសម្រាប់នោះទេដូច្នេះពួកគេគួរតែចាកចេញទៅជាងមកខ្ជះខ្ជីពេលវេលានៅទីនេះប៉ុន្តែចាំសិនភ្លាមនោះពេលដែលពួកគេរៀបនឹងដើរចេញអេក្រាំងក៏ស្រាប់តែលូតផ្លាផ្លេតហើយបង្ហាញពីចំណាត់ថ្នាក់ D កម្រិតខ្ពស់របស់ខ្ញុំដែលវាធ្វើឲ្យអ្នកទស្សនាទាំងមូលមានភាពវឹកវរខណៈភាពតក់ស្លុតបានស្តែងចេញនៅលើផ្ទៃមុខរបស់ពួកគេសូម្បីតែប្រធាននិងក្រុមប្រឹក្សាសិស្សក៏មានប្រតិកម្មមិនគួរឲ្យជឿចំពោះលទ្ធផលដ៏នឹកស្មានមិនដល់មួយនេះដែរប៉ុន្តែប្រព័ន្ធនេះក៏បានចាប់ផ្ដើមរកឃើញនៅគម្លាតដ៏ចម្លែកមួយនៅក្នុងលទ្ធផលនោះកាប់ទៅខ្ញុំគ្រាន់តែសាកល្បងប្រើប្រព័ន្ធនេះដើម្បីវាស់ស្ទង់មើលថាតើកម្រិតទី10របស់ខ្ញុំមានថាមពលមូលដ្ឋានប៉ុណ្ណានៅក្នុងទម្រង់រាងកាយធម្មតារបស់ខ្ញុំអំឡុងពេលនៃការវាយតម្លៃនេះបន្ទាប់ពីឃើញចំណាត់ថ្នាក់ D នោះខ្ញុំក៏សម្រេចចិត្តដូរថ្នាក់ទៅជាស្ដេចមាច់ចុងរាជភ្លើងនរកតែម្ដងដែលតាមពិតទៅវាគ្រាន់តែជាថ្នាក់ខ្សោយបំផុតដែលខ្ញុំបានស្រូបយកមកទល់ពេលនេះចំណាត់ថ្នាក់របស់ខ្ញុំលោតភ្លាមពី D កម្រិតខ្ពស់ទៅ C កម្រិតកណ្ដាលនេះពិតជាធ្វើឲ្យអ្នកទស្សនាទាំងមូលស្រឡំកាំងខណៈក្រុមប្រឹក្សាពិបាកនឹងជឿខ្លាំងណាស់ថាម៉ាស៊ីនមួយនេះវានៅតែដំណើរការសូម្បីតែអ្នកវិទ្យាសាស្ត្រក៏ចាប់ផ្ដើមឆ្ងល់ពីស្ថានភាពនេះដែរដោយពួកគេងឿងឆ្ងល់ថាហេតុអីបានជាលទ្ធផលចេះតែផ្លាស់ប្ដូរមិនយូរប៉ុន្មានពួកគេក៏ចាប់ផ្ដើមសង្ស័យថាម៉ាស៊ីននេះប្រហែលជាខូចខាតខ្លាំងរហូតដល់មិនអាចជួសជុលបានទៅហើយប៉ុន្តែនៅវិនាទីនោះទេម្ដងភាពមិនប្រក្រតីក៏លេចឡើងក្នុងបេះដូងបិសាចហើយលទ្ធផលក៏ចាប់ផ្ដើមប្រែប្រួលម្ដងទៀតក្នុងរូបភាពដ៏ចម្លែកមួយខ្ញុំសង្កេតឃើញបែបនេះហើយក៏សម្រេចចិត្តបដូរទៅប្រើថ្នាក់ដែលខ្លាំងជាងនេះវិញដូច្នេះខ្ញុំក៏ខ្លាចជាបិសាចរក្សាភ្លើងនៅរូបបេះដូងបិសាចភ័យញ័រខណៈព្យុះបោកបក់ពេញរូងហើយជៀនស្រែកឡើងដោយក្តីវង្វេងវង្វាន់ថាគាត់ខ្លាំងមែនតែនស៊ីងចាត់ទុកវាដូចជាប្រផ្នូលពីឋានសួគ៌ដែលបញ្ជាក់ថាប្រវត្តិសាស្ត្រកំពុងតែសរសេរជាថ្មីព្រោះអន្តរសកដ្ឋានរបស់យើងទើបតែបង្កើតបានកំពូលបិសាចទេវៈម្នាក់មួយវិនាទីបន្ទាប់សក្តានុពលរបស់ខ្ញុំក៏លោតភ្លើតភ្លែតដល់ចំណាត់ថ្នាក់ S តែម្ដងដែលធ្វើឲ្យទាំងអ្នកវិទ្យាសាស្ត្រនិងប្រធានទីងស្តុកស្ទឹងនិយាយលេងចេញនៅអ្វីដែលពួកគេទើបតែបានឃើញប៉ុន្តែភ្លាមនោះប្រព័ន្ធស្រាប់តែបង្ហាញការប្រមានថា
សក្តានុពលរបស់ខ្ញុំគឺខ្លាំងលើសពីកម្រិតអតិបរមារបស់វាហើយវាមិនអាចវិតម្លៃបានទេក្រោមដែនកំណត់នេះខួរក្បាលរបស់ជីនស្ទើរតាគៀងដំណើរការដូចម៉ាស៊ីនខូចខណៈព្រលឹងរបស់គេសឹងតែហោះចេញពីរាងកាយដោយសារតែការតក់ស្លុតខ្លាំងពេកគាត់ខ្លាំងកប់សេរីតែម្ដងតើអ្នកចាំទេពេលដែលប្រព័ន្ធចាប់ផ្ដើមបែកបាក់ក្រោមសម្ពាធដ៏មហាសាលរបស់ខ្ញុំពួកអ្នកវិទ្យាសាស្ត្រនាំគ្នារត់មកយ៉ាងស្លន់ស្លោដើម្បីធានាថាមិនមានគ្រោះថ្នាក់អ្វីកើតឡើងដល់ខ្ញុំជាដាច់ខាតប៉ុន្តែនៅពេលដែលពួកគេមកដល់ទីនេះពួកគេឈប់គៀងស្មានមិនដល់ទៅឃើញបេះដូងបីសាច់ដែលធ្លាប់តែខ្លាំងក្លាបានคล้ายទៅជាផ្លែទំពាំងបាយជូរស្វិតព្រោះវាត្រូវឆេះរលាយអស់ដោយសារខ្ញុំប្រើវាហួសកម្រិតព្រះអូយវាច្បាស់ណាស់ថាខ្ញុំធ្វើឲ្យវាភ័យខ្លាចខ្លាំងពេកចេះតែយ៉ាងណាខ្ញុំនៅតែលេបត្របាក់វាហើយក៏ទទួលបានសមត្ថភាពដែលអាចមើលឃើញកម្រិតរបស់អ្នកដទៃព្រមទាំងទទួលបានការព្រមានពីគ្រោះថ្នាក់ដែលនៅក្បែរខ្លួនខ្ញុំដើរចេញពីទីតាំងនោះហើយមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលកម្រិតរបស់អ្នកគ្រប់គ្នាលេចឡើងនៅចំពោះមុខខ្ញុំប៉ុន្តែខ្ញុំក៏បានកត់សម្គាល់ឃើញយ៉ាងលឿនថាប្រធានសាស្ត្របានលាក់បាំងសមត្ថភាពពិតរបស់គេហើយតាមពិតទៅគេគ្រាន់តែមានកម្រិតស៊ីដ៏សាមញ្ញបំផុតមួយតែប៉ុណ្ណោះពួកអ្នកវិទ្យាសាស្ត្រដើរចេញមកក្រៅដោយមានភាពអៀនខ្មាស់ហើយប្រាប់គ្រប់គ្នាថាបេះដូងបិសាចនោះទទួលរងការគាំងបេះដូងដោយសារតែមានសម្ពាធខ្លាំងពេកពីខ្ញុំដូច្នេះហើយពួកគេត្រូវតែផ្អាកការធ្វើតេស្តបន្ថែមទាំងអស់សម្រាប់ពេលនេះពួកគេចាត់ទុកលទ្ធផលរបស់ខ្ញុំថាជាកំហុសបច្ចេកទេសហើយប្រកាសថានឹងបញ្ជូនរបាយការណ៍ពេញលេញទៅកាន់ថ្នាក់លើដើម្បីពិនិត្យឡើងវិញចំណែកសិស្សដែលនៅសល់គឺទទួលបានការណែនាំឲ្យត្រឡប់មកវិញនៅថ្ងៃស្អែកសម្រាប់ការប្រឡងដោយសារតែឧបករណ៍ថ្មីនឹងត្រូវរៀបចំរួចរាល់សម្រាប់ការធ្វើតេស្តដោយគ្មានបញ្ហាអ្វីទៀតឡើយនៅតាមផ្លូវត្រឡប់ទៅវិញមិត្តរួមបន្ទប់របស់ខ្ញុំចាប់ផ្ដើមនិយាយសរសើរថាគាត់ខ្លាំងដូចជាខ្ញុំជាមនុស្សអស្ចារ្យបំផុតបន្ទាប់ពីអ្វីដែលខ្ញុំទើបតែបានបង្ហាញនៅចំពោះមុខអ្នកទាំងអស់គ្នាអេហ្គីអានវិញច្បាស់ណាស់ថាมันអាចលាក់បាំងក្តីច្រណែនហើយហៅខ្ញុំថាជាជនបោកប្រាស់ថែមទាំងទាមទារសំណងចំពោះការធ្វើឲ្យខូចម៉ាស៊ីននិងចំណាយពេលក្រុមប្រឹក្សាអត់ប្រយោជន៍ទៀតផងពេលដែលខ្ញុំជិតអស់ការអត់ធ្មត់ទាំងស្រុងហើយត្រៀមខ្លួននឹងវាយកំទេចអាមួយនេះនៅនឹងកន្លែងទៅហើយនោះស្រាប់តែទីងដើរចូលមកហើយស្ដីបន្ទោសជៀនភ្លាមតែម្ដងប្រធានសិស្សប្រមានគេកុំឲ្យមើងងាយមិត្តរួមក្រុមដែលធ្វើឲ្យជៀនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅនឹងកន្លែងបន្ទាប់មកទីងក៏លូកដៃមកអញ្ជើញខ្ញុំដែលជាអ្នកខ្លាំងទើបនឹងលេចមុខថ្មីថ្មងឲ្យចូលរួមក្នុងក្រុមរបស់គេក្នុងពេលជាមួយគ្នានោះគេក៏បានសន្យាយ៉ាងជឿជាក់ថាយើងនឹងទទួលបានពិន្ទុខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររួមគ្នាដោយគ្មានការសង្ស័យអ្វីឡើយជីនចាប់ផ្ដើមមានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំងនៅឯខាងក្រោយព្រោះគេដឹងច្បាស់ថាត្រូវតែមាននរណាម្នាក់ត្រូវគេដេញចេញពីក្រុមដើម្បីទុកកន្លែងទំនេរសម្រាប់ឲ្យខ្ញុំចូលរួមបានហើយស្ថានភាពមួយនេះច្បាស់ជានឹងបង្កបញ្ហាដល់ពួកបងប្អូនរបស់គេជាមិនខានសម្រាប់គេការចូលរួមក្រុមរបស់ធីមគឺធានាបានចំណាត់ថ្នាក់លេខ1ដោយគ្មានការសង្ស័យអ្វីទាំងអស់ដូច្នេះហើយគេក៏ចាប់ផ្ដើមចោទសួរថាតើអ្វីទៅធ្វើឲ្យខ្ញុំអស់ចាម្ល៉េះស្របពេលដែលអ្នកផ្សេងទៀតមិនអាចសុំបីទៅសូកបណ្ណាមីចូលក្រុមនេះបានទោះខំប្រឹងយ៉ាងណាក៏ដោយគេបង្ខំចិត្តលេបសេចក្តីថ្លៃថ្នូររបស់ខ្លួនឯងហើយគោស្វាគមន៍ខ្ញុំចូលក្រុមទាំងស្ទាក់ស្ទើរព្រមទាំងដាក់ដៃលើស្មារបស់ខ្ញុំដោយការអូនញ៉ោតអូនញើមយ៉ាងច្បាស់ខ្ញុំក៏ទះដៃរបស់គេចេញភ្លាមដោយគ្មានញញើតហើយបញ្ជាក់យ៉ាងដាច់អហង្ការថាខ្ញុំគ្មានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយពួកគេសូម្បីតែបន្តិចចម្លើយនេះធ្វើឲ្យជៀនបែកញើសប៉ុនគ្រាប់ពោតចំណែកទីងគ្រាន់តែឈោមើលដោយស្ងៀមស្ងាត់គ្មានប្រតិកម្មអ្វីទាំងអស់ជីនសាច់កំហុសខ្លាំងដាក់ខ្ញុំហើយចោទប្រកាន់ថាខ្ញុំមិនដឹងរឿងអ្វីទាំងអស់ពីអ្វីដែលខ្ញុំកំពុងធ្វើព្រោះក្រុមរបស់ពួកគេជាប់ចំណាត់ថ្នាក់លេខ1ក្នុងសាលាទៅហើយដោយគ្មានគូប្រកួតខ្ញុំងាកខ្នងដើរចេញទៅយ៉ាងរំភើយហើយប្រាប់គ្រប់គ្នាថាវាមិនមានពាក់ព័ន្ធអ្វីទៅនឹងពួកគេទេថែមទាំងប្រាប់ថាក្រុមរបស់ពួកគេថ្លុងពេកខ្ញុំខ្ជិលនឹងចំណាយពេលនិយាយជាមួយសូម្បី1វិនាទីខ្ញុំប្រាប់ពួកគេកុំឲ្យមករំខានខ្ញុំម្ដងទៀតឲ្យសោះហើយជៀនចាប់ដើមឆេះដុំដោយកំហឹងនឹងការស្អប់ខ្ពើមបន្ទាប់ពីការបដិសេធដ៏គួរឲ្យអាម៉ាស់មួយនេះពេញមួយសាលាចាប់ដើមនិយាយដើមខ្ញុំភ្លាមអំពីការបដិសេធដ៏គួរឲ្យភ្ញាក់ផ្អើលនេះអ្នកទាំងអស់គ្នាគិតមើលពួកគេគិតថាខ្ញុំមានគម្រោងយកលេខ1តែឯងបន្ទាប់ពីលទ្ធផលកម្រិត C នោះត្រូវបានបង្ហាញតោះអ្នកនិងខ្ញុំឥឡូវនេះសិស្សពេញមួយសាលាទទួលបានការទស្សនាដ៏អស្ចារ្យខណៈរឿងភាគក្តៅកគុកចាប់ដើមលាតត្រដាងភ្លាមចំណែកឯមិត្តរួមបន្ទប់របស់ចេនវិញគឺកំពុងតែសើចំអកមើលទៅយ៉ាងរំភើបភាពអាម៉ាស់យ៉ាងខ្លាំងបានលេចឡើងយ៉ាងច្បាស់នៅលើផ្ទៃមុខរបស់ជៀននិងទីងក្រោយការបដិសេធយ៉ាងចាស់ដៃនៅទីសាធារណៈប្រធានក៏ប្រាប់ជៀនយ៉ាងស្ងប់ស្ងាត់កុំឲ្យបារម្ភបើសិនជាចេនមានផែនការផ្ទាល់ខ្លួនដោយរក្សាទឹកមុខយ៉ាងនឹងនោះខ
ក្នុងពេលជាមួយគ្នានោះនាយកសាលាដែលបានឈរមើលហេតុការណ៍ទាំងស្រុងតាំងពីដើមក៏បានដកដង្ហើមធំដោយអារម្មណ៍ខកចិត្តយ៉ាងខ្លាំងដោយសារតែក្មេងប្រុសទាំងនោះបដិសេធមិនព្រមចូលរួមក្រុមដូចដែលគាត់សង្ឃឹមទុកគាត់ចង់ឲ្យពួកគេសហការគ្នានិងបំបែកកំណត់ត្រាថ្មីប្រចាំសាលាទាំងអស់គ្នាប៉ុន្តែលីងទទួលថាស្ថានភាពបែបនេះគឺកាន់តែគួរឲ្យចាប់អារម្មណ៍ទៅវិញទេនាងបញ្យល់ប្រាប់ថាទីងគឺធំដឹងក្តីឡើងក្នុងគ្រួសារអភិជនដែលរស់នៅលើគំនរមាសប្រាក់ដូច្នេះការបដិសេធបែបនេះនឹងចាត់ទុកថាជាការប្រកាសសង្គ្រាមដោយផ្ទាល់នៅក្នុងចិត្តរបស់គីដោយគ្មានការសង្ស័យឡើយនាងរំលឹកនាយកសាលាថាប្រធានរបស់ពួកគេមិនមែនជាមនុស្សដែលងាយស្រួលនឹងទប់ទល់នោះទេក្នុងស្ថានភាពណាក៏ដោយនៅពេលដែលកិត្តិយសរបស់គេត្រូវបានគេជន់ឈ្លីបែបនេះជៀនបន្តអ៊ូទាំមិនឈប់ហើយអះអាងថាជេនមានអំនួតហួសហេតុគ្រាន់តែដោយសារតែកំហុសនៃការធ្វើតេស្តដែលបង្ហាញចំណាត់ថ្នាក់សេប៉ុន្តែទិញបានផ្ដល់តម្រុយអំពីលទ្ធភាពដែលថាលទ្ធផលនោះប្រហែលជាមិនខុសទាល់តែសោះគេទទួលស្គាល់ថាទុកបីជាឱកាសហាក់ដូចជាសឹងតែគ្មានទាល់តែសោះក៏ដោយក៏គេនៅតែមិនអាចបណ្ដោយឲ្យនរណាម្នាក់ដណ្ដើមយកចំណាត់ថ្នាក់លេខ1របស់គេបានឡើយក្នុងលក្ខខណ្ឌណាក៏ដោយជៀនក៏នឹកឃើញថាជេនប្រហែលជាគ្រាន់តែជាសិស្សធម្មតាម្នាក់ដែលគ្មានបទពិសោធន៍ប្រយុទ្ធពិតប្រាកដទាល់តែសោះគណៈពាវដែលក្រុមប្រឹក្សាគឺជាសមាជិកដ៏អស្ចារ្យដែលបានលួចហ្វឹកហាត់ក្នុងគូហាបិសាចជាយូរមកហើយដើម្បីឈានដល់កម្រិតនេះគឺកូដខ្លាំងមែនទែនគេស្នើថាគេគួរតែទៅផ្ទាល់ហើយបង្រៀនជេនឲ្យស្គាល់មេរៀនចំពោះភាពក្រអឺតក្រទមរបស់គេប៉ុន្តែតេងបានកាត់ផ្ដាច់គំនិតបែបនោះហើយសួរថាតើប្រធានរបស់ពួកគេពិតជាមើលទៅតូចតាចដល់ថ្នាក់ធ្វើរឿងបែបនេះមែនទេជៀនដឹងកំហុសភ្លាមហើយក៏និយាយពាក្យសុំទោសខណៈពេលដែរតេងលុបចោលគម្រោងខារ៉ាអូខេរបស់ពួកគេហើយប្រាប់ជៀនឲ្យចាត់ការអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងដោយគ្មានការណែនាំបន្ថែមគេបន្ថែមដោយសម្លេងត្រជាក់ស្រេបថាទោះជៀនជ្រើសរើសធ្វើអ្វីក៏ដោយគឺគ្មានអ្វីដែលត្រូវពាក់ព័ន្ធជាមួយគេទេហើយជៀនយល់សារនេះភ្លាមដោយមិនត្រូវការការបញ្យល់បន្ថែមទៀតឡើយប្រហែល10នាទីក្រោយមកអ្នកផ្ដល់ព័ត៌មានម្នាក់ចូលមកជិតជៀនហើយរាយការណ៍ថាជេនបានចាក់ចេញពីសាលាបាត់ទៅហើយបន្ទាប់ពីគេនិយាយថាគេត្រូវត្រឡប់ទៅផ្ទះមួយរយៈគេក៏បញ្យល់ដែរថាជេនបានដើរចេញទៅដោយមិនទាន់ឈប់ញ៉ាំអាហារផងដាក់ធ្វើឲ្យស្ថានភាពនេះកាន់តែមានភាពងាយស្រួលទៅទៀតជៀនចាត់ទុកថានេះជាជំនួយពីព្រះហើយចាប់ផ្ដើមមានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះឱកាសដើម្បីចាត់ការគេដោយគ្មានក្តីមេត្តានៅលើទឹកដីដែលគ្មានអ្នកណាស្គាល់ហើយគ្មានអ្នកណាម្នាក់អាចមកលុកដៃជួយបានឡើយនៅពេលចែងដើរឆ្លងផ្លូវអ្នកនិងខ្ញុំនឹងបានឃើញគេនឹកឃើញដល់ជីវិតកាលពីមុនរបស់គេហ្គៀកម្រិតកំពូលមួយធ្លាប់បានជួបនឹងគ្រោះមហន្តរាយដ៏ធំខណៈពេលដែលពួកគេព្យាយាមវាយកំទេចគូហាបិសាចនៅក្នុងទឹកដីនៃប្រទេសសេនហេនៅក្នុងគូហានោះពួកគេបានជួបនឹងបិសាចដែលមិនធ្លាប់មានពីមុនមកដែលគេស្គាល់ថារ៉ាប់ដែលនាំទៅដល់ការបំផ្លិចបំផ្លាញភ្លាមនៃក្រុមលំដាប់កំពូលទាំងមូលដោយគ្មានការតបតសំបីតែបន្តិចបន្ទាប់មកបិសាចនោះបានរត់គេចចូលមកក្នុងពិភពមនុស្សហើយបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងនៅគ្រប់ទីកន្លែងទាំងអស់ហើយទោះបីជាការចងចាំនោះនៅមិនទាន់ពេញលេញក៏ដោយក៏ជេននៅតែបដិញ្ញាចិត្តយ៉ាងមុតមមនិងបង្កើតផែនការដើម្បីស្វែងរកគូហាបិសាចដដែលនោះក្នុងជីវិតនេះដើម្បីចាប់ផ្ដើមផែនការនេះជេនត្រូវការប្រាក់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះគេក៏ធ្វើដំណើរឆ្ពោះទៅមជ្ឈមណ្ឌលផ្លាស់ប្ដូរបិសាចមីត្រៀលដោយមិនមានការស្ទាក់ស្ទើរឡើយគេនៅឃើញថាមជ្ឈមណ្ឌលផ្លាស់ប្ដូរដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Guild Material នេះក្រោយមកនឹងក្លាយជាមជ្ឈមណ្ឌលជួញដូរសម្ភារៈដ៏ធំបំផុតនៅក្នុងប្រទេសទាំងមូលនាពេលអនាគតនៅក្នុងពិភពលោកនេះកម្លាំងរបស់អ្នកតនដឹងខ្លួនតែងតែត្រូវបានគេវាយតម្លៃតាមរយៈគុណភាពអាវុធដែលពួកគេមានហើយកន្លែងបដូរតំណែងនេះជាចំណុចសំខាន់បំផុតសម្រាប់ការទិញលក់ប៉ុន្តែសម្រាប់ខ្ញុំវិញកន្លែងនេះគ្រាន់តែជាកន្លែងរកលុយរហ័សមួយពេលសិនមុនពេលខ្ញុំបន្តទៅសម្រេចគោលដៅធំរបស់ខ្ញុំដើរចូលទៅបោះចង្គមសัตว์ចម្លែកឲ្យអ្នកគូជេដែលសម្លឹងមកខ្ញុំដោយការសង្ស័យខ្លាំងបំផុតគាត់ហ៊ានសួរថាតើសិស្សដូចជាខ្ញុំបានរបស់នេះមកពីណាខ្ញុំក៏ប្រាប់យ៉ាងស្ងប់ស្ងាត់ថាខ្ញុំបានវាពីសัตว์ចម្លែកដែលទើបតែសម្លាប់អ្នកគូជេភ្ញាក់ផ្អើលហើយប្រាប់ថាគាត់មិនដែលឃើញរបស់បែបនេះសោះសណាងល្អជំនួយការរបស់គាត់ពយល់ថាវាជាចង្គមសัตว์ចម្លែកកម្រិត E ឈ្មោះ Bisangen នាងនៅចាំកំណត់ត្រាទាំងនោះបានល្អនាងបញ្ជាក់ថាចង្គមនេះអាចធ្វើអាវុធកម្រិត E ឬកិនជាម្សៅសម្រាប់ប្រើផ្សេងបានតែអ្នកគួរជេដកក្រអឺតក្រទុំនោះបានកាត់សម្ដីនាងភ្លាមគាត់ទម្លាក់ចង្គមចុះហើយអះអាងថារបស់កម្រិត E គឺគ្មានតម្លៃអ្វីឡើយបន្ទាប់មកគាត់ក៏ចាប់ផ្ដើមអួតពីប្រព័ន្ធ VIP របស់ពួកគេ
ដោយនិយាយថាពួកគេទទួលតែអតិថិជនដែលមានគេឈ្មោះនិងឋានៈខ្ពស់ប៉ុណ្ណោះគាត់ប្រាប់ថាទទួលតែរបស់កម្រិត D ឡើងទៅហើយយកវាធ្វើជាឡែកដើម្បីមិនទទួលស្គាល់របស់កម្រិត E ទៅទៀតរបស់ខ្ញុំ ខ្ញុំដឹងថាគាត់កំពុងធុញដែលគ្មានអតិថិជន VIP ថ្មីនេះហើយគិតថាការរស់ស៊ីជាមួយខ្ញុំវាមិនបានជួយឲ្យគាត់ឡើងឋានៈអ្វីនោះទេគាត់ចាត់ទុកខ្ញុំជារឿងគួរឲ្យធុញហើយបោះការងារនេះទៅឲ្យលីដោយមិនខ្វល់ពេលគាត់ដើរចេញទៅលីក៏ហុចស្រោមសម្បត្តិលុយមកខ្ញុំយ៉ាងគួរសមហើយសួរថាតើខ្ញុំត្រូវការអ្វីទៀតឬអត់ខ្ញុំឆែកមើល118,000នោះវាលំមដោះស្រាយថ្លៃឈ្នួលផ្ទះរបស់ខ្ញុំបានយ៉ាងរលូនបន្ទាប់មកខ្ញុំក៏ដកដាវធំដ៏ភ្លឺចែងចាំងដែលបានពី Purgatory រក្សាសាចេញមកវាក៏តាក់ទាញចំណាប់អារម្មណ៍របស់នាងភ្លាមតែម្ដងទោះជានាងមិនដែលធ្លាប់ឃើញវាកាលពីមុនក៏ដោយនាងស្មានថាវាប្រកាសជាអាវុធកម្រិត B ឬអាចដល់កម្រិត A ផងក៏មិនដឹងអ្នកគូជេនោះក៏ដើរត្រឡប់មកវិញគាត់ងើបចិញ្ចើមហើយចាត់ទុកសម្ដីនាងជារឿងកំ pl ែងព្រោះរបស់កម្រិត A ថ្លៃដល់1លានគាត់អួតថាខ្លួនឯងធ្វើការនៅទីនេះច្រើនឆ្នាំហើយតែមិនដែលឃើញអាវុធកម្រិត A ផ្ទាល់ភ្នែកម្ដងណាឡើយពេលនោះម្ចាស់ហាងក៏មកដល់ហើយប្រាប់យ៉ាងស្ងប់ស្ងាត់ថារបស់នេះមិនមែនកម្រិត A ឬ B ទេអ្នកគួជេក៏បញ្ញាប់សរសើរចវាយរបស់ខ្លួនហើយអះអាងថាគាត់ដឹងស្រាប់ហើយថាសិស្សកំពីចកំប៉ុកមិនអាចមានរបស់តម្លៃបែបនេះទេប៉ុន្តែម្ចាស់ហាងក៏បានបញ្យល់បន្តថាអាវុធនេះមកពីទឹកដី Purgatory ហើយវាជាអាវុធកម្រិត S ដ៏កោតខ្លាំងព្រឺរុំតែម្ដងទាំងអ្នកគួជេនឹងជំនួយការចង់គៀងបេះដូងពួកគេគៀងនិយាយលេងចេញពេលឮការពិតដ៏គួរឲ្យតក់ស្លុតមួយនេះម្ចាស់ហាងបញ្ញាប់ចាប់ដៃខ្ញុំហើយស្វាគមន៍ខ្ញុំជាភ្ញៀវកិត្តិយសដោយការគោរពបំផុតបន្ទាប់មកគាត់ក៏អញ្ជើញខ្ញុំឲ្យចូលទៅបន្ទប់ VIP ហើយប្រាប់ខ្ញុំឲ្យសុំអ្វីក៏បានដោយមិនបាច់ក្រែងចិត្តចំណែកខ្ញុំវិញពិតជាពេញចិត្តយ៉ាងខ្លាំងព្រោះម្ចាស់ហាងឈ្មោះឈីងជួបានចេញមុខមកដូចអ្វីដែលខ្ញុំរំពឹងទុកមែនពេលចូលដល់បន្ទប់ VIP ចៅហ្វាយនីម្នាក់នោះក៏សួរខ្ញុំថាចង់លក់អាវុធនេះតម្លៃប៉ុន្មានខ្ញុំតបទៅវិញភ្លាមថា1លានធ្វើឲ្យបរិសុទ្ធពណ៌បៃតងនោះភ្ញាក់អើយ៉ាងខ្លាំងមេកាងប្រាប់ខ្ញុំថាវាអាចលក់បានរាប់សិបលានព្រោះវាមានតម្លៃខ្លាំងមែនតើប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាខ្ញុំគ្រាន់តែចង់យកដាវធំនេះដាក់បញ្ចាំដើម្បីខ្ចីប្រាក់$1លានក្នុងរយៈពេល1ខែរឿងនេះធ្វើឲ្យគាត់កាន់តែផ្ចឹងពេលដឹងថាខ្ញុំឆ្លាតកម្រិតណាស់ហើយគាត់ច្បាស់ជាគិតថាខ្ញុំជាអ្នកណាឲ្យប្រកបខ្ញុំបន្តប្រាប់គាត់ថាខ្ញុំនឹងសងប្រាក់ដើមទាំងអស់ក្នុងរយៈវេលា30ថ្ងៃហើយសងការប្រាក់នៅខែបន្ទាប់មុននឹងឆ្លើយមេកាំងប្រាប់ក្មេងស្រីនោះឲ្យចេញទៅក្រៅសិនដើម្បីឲ្យមនុស្សធំអាចពិភាក្សាការងារបានពេលតែ Queen Nick Notino បុរសនោះនិយាយថាគាត់ដឹងថាខ្ញុំមកពីសាកលវិទ្យាល័យជាតិហើយសិស្សច្បងកំពុងតែរៀបនឹងបញ្ចប់ការសិក្សាគាត់បន្តទៀតថាគាត់ដឹងពីការប្រឡងបញ្ចប់ការសិក្សានៅ30ថ្ងៃទៀតហើយរង្វាន់គឺ$1លានបន្ទាប់មកគាត់សួរខ្ញុំចំតែម្ដងថាតើខ្ញុំពិតជាប្រកាសថានឹងអាចប្រឡងជាប់លេខ1មែនទេមេកាងនេះពិតជាបង្ហាញភាពវៃឆ្លាតរបស់គាត់ដោយទាយដឹងថាខ្ញុំកំពុងតែត្រូវការលុយខ្លាំងហើយក៏មិនមកទីនេះដែរបើសិនជាខ្ញុំនៅមានជំរឿផ្សេងទៀតនោះចុងក្រោយគាត់ក៏បានប្រកាសយ៉ាងច្បាស់ថាគាត់នឹងឲ្យខ្ញុំខ្ចី$1លានកន្លះភ្លាមដោយមិនគិតការប្រាក់សូម្បី1សេនគាត់ហុចដៃមកមុខញញឹមហើយនិយាយថានេះគឺជាការចាប់ផ្ដើមនៃមិត្តភាពដ៏ល្អមួយខ្ញុំពិតជាគាំងនិយាយមិនចេញហើយបរិសុទ្ធនោះថែមទាំងបានធានាអះអាងទៀតថាគាត់នឹងមិនបណ្ដោយឲ្យរឿងនេះបែកធ្លាយចេញពីបន្ទប់នេះជាដាច់ខាតជាការតបស្នងគាត់គ្រាន់តែសុំឲ្យខ្ញុំមកកន្លែងរបស់គាត់នៅពេលដែលខ្ញុំចង់ដោះដូររបស់អ្វីផ្សេងទៀតនៅពេលក្រោយខ្ញុំគិតក្នុងចិត្តថាមនុស្សម្នាក់នេះអាចអានស្ថានភាពបានយ៉ាងងាយប៉ុន្តែបែរជាមិនព្យាយាមបោកប្រាស់យើងសុំបីបន្តិចពេលនេះខ្ញុំយល់ហើយថាហេតុអីបានជាគាត់ខ្លាចជាមនុស្សអស្ចារ្យនាពេលអនាគតខ្ញុំក៏បានចាប់ដៃរបស់គាត់ត្រឡប់ទៅវិញបណ្ដើគិតបណ្ដើថាខ្ញុំពិតជាត្រូវការសម្ព័ន្ធមិត្តខ្លាំងបើខ្ញុំចង់កម្ចាត់ស្ដេចបិសាចនៅថ្ងៃមុខមកសតុះក្រោយមកកិច្ចសន្យាត្រូវបានបញ្ចប់ហើយលុយនោះក៏ត្រូវលូតចូលគណនីរបស់ខ្ញុំភ្លាមមេកាងនោះសួរថាខ្ញុំត្រូវការខ្ចីអាវុធដើម្បីប្រឡងឬអត់ព្រោះខ្ញុំទៅតែដាក់បញ្ចាំដាវរបស់ខ្ញុំទោះបីជាគាត់មិនមានអាវុធកម្រិត A ក៏ដោយចោគាត់នៅតែមានអាវុធកម្រិត A ដែលមានគុណភាពខ្ពស់ជាច្រើនដល់ខ្ញុំជ្រើសរើសខ្ញុំប្រាប់គាត់កុំឲ្យបារម្ភរួចក៏កោះហៅដាវដ៏ធំមួយទៀតដែលខ្ញុំទើបតែទទួលបានកាលពីមុនធ្វើឲ្យអ្នកនៅទីនោះស្រឡាំងកាំងហើយលន់មាត់ថាគាត់ខ្លាំងកុបសេរីមែនបន្ទាប់ពីនោះខ្ញុំក៏ដើរចេញទៅចំណែកឯមេកាក៏បានដំឡើងតំណែងឲ្យក្មេងស្រីសក់ពណ៌ផ្កាឈូកធ្វើជាអ្នកគ្រប់គ្រងព្រោះនាងតាក់ទាញបានអតិថិជនពិសេសដូចជាខ្ញុំ
មុនពេលខ្ញុំចេញផុតខ្ញុំនឹកឃើញថាផ្លេចទិញរបស់មួយក៏ងាកត្រឡប់ទៅបញ្ចូលវិញប៉ុន្មានម៉ោងក្រោយមកឥឡូវនេះខ្ញុំកំពុងឈរនៅចំណតឡានក្រុងខ្ញុំនឹកឃើញដល់ជីវិតមុនខ្ញុំតស៊ូយ៉ាងខ្លាំងដើម្បីឡើងដល់កំពូលប៉ុន្តែគេបែរជាចាត់ទុកខ្ញុំដូចសម្រាមខ្ញុំធ្វើការមិនស្គាល់យប់ថ្ងៃគ្រាន់តែដើម្បីរស់នៅរាល់ថ្ងៃបងប្អូនយើងទាំងពីរនាក់ត្រូវរស់នៅស្ទើរតែដូចអ្នកសុំទានដើម្បីតស៊ូឲ្យឆ្លងផុតពីមួយខែទៅមួយខែពេលនោះយន្តបានប្រឡងជាប់ចូលសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់នាងប៉ុន្តែនាងបោះបង់វាចោលដោយកុហកខ្លួនឯងថាសាលានោះនៅឆ្ងាយពីបងប្រុសនាងពេកតែការពិតទៅនាងខ្លាចថានឹងបន្ថែមបន្ទុកហិរញ្ញវត្ថុមកលើរូបខ្ញុំកាន់តែខ្លាំងត្រឡប់មកពេលបច្ចុប្បន្នខ្ញុំឆ្ងល់ថាម៉េចបានជានាងមិនទាន់មកដល់ទៀតហើយក៏ចាប់ផ្ដើមកលេចមួយជុំវិញភ្លាមនោះសំឡេងមួយបានបន្លឺឡើងឌៀលខ្ញុំថាល្ងងដែលទៅរកនាងនៅច្រកចូលជំនួសឲ្យច្រកចេញទៅវិញនាងកំពុងតែអូសវ៉ាលីដ៏ធំរបស់នាងមកជាមួយផងនាងប្រាប់ខ្ញុំថាយើងដាច់លុយទៀតហើយព្រោះតែថ្លៃឈ្នួលផ្ទះកាត់អស់រលីងយ៉ាងណាក៏ដោយខ្ញុំបានត្រឹមតែឈរគាំងដោយក្តីរំភើបព្រោះវាមានរយៈពេល7ឆ្នាំហើយដែលខ្ញុំមិនបានឃើញមុខនាងបន្ទាប់មកនាងក៏ប្រាប់ឲ្យខ្ញុំជួយលើកអីវ៉ាន់របស់នាងដោយមិនឃើញមានការតបតអ្វីសោះនាងក៏ក្រវីដៃនៅពីមុខគាត់ដើម្បីដាក់អារម្មណ៍គាត់ឲ្យភ្ញាក់ឡើងវិញភ្លាមនោះឆែនក៏ស្ទុះទៅអោបនាងយ៉ាងណែនតែម្ដងធ្វើឲ្យនាងភ្ញាក់ប្រើយ៉ាងខ្លាំងបន្ទាប់ពីភាពស្ងាត់ជ្រងំមួយសន្ទុះក្រោយមកនាងប្រាប់ក្បាច់ចាក់កង្ហឹងដើម្បីរំដោះខ្លួនពីការអោបរបស់គាត់ព្រមទាំងស្ដីបន្ទោសគាត់ដែលធ្វើឲ្យនាងស្ទើរតែថប់ដង្ហើមស្លាប់នាងប្រាប់ថាមួយរយៈនេះគាត់ធ្វើខ្លួនប្លែកណាស់ហើយសង្ស័យថាតើមនុស្សស្រីដែលគាត់លួចស្រឡាញ់បាក់តែសែតគាត់ឬយ៉ាងណាប៉ុន្តែគាត់គ្រាន់តែញញឹមហើយមិនខ្វល់នោះទេអ្នកទាំងពីរក៏បន្តដើរខណៈដែលនាងនៅតែបន្តរអ៊ូទាំអំពីការប្រឡងរបស់នាងមិនឈប់ទោះបីជាយ៉ាងណាក៏ដោយឆេនមានអារម្មណ៍សប្បាយចិត្តបំផុតដែលបានស្ដាប់នាងនិយាយដោយប្រាប់ខ្លួនឯងថាក្នុងជាតិនេះគាត់នឹងមិនបណ្ដោយឲ្យមានរឿងអ្វីកើតឡើងចំពោះនាងឡើយស្របពេលជាមួយគ្នានេះដែរនៅឯផ្លូវតូចមួយមានក្មេងទំនើងប៉ុន្មានអ្នកកំពុងឈររងចាំអ្វីមួយបន្ទាប់ពីបញ្ជាក់ច្បាស់ថាតួឯករបស់យើងនឹងដើរកាត់ទីនេះពិតប្រាកដមែននោះជៀនប្រាប់កូនចៅរបស់ខ្លួនឲ្យសំងំសិនរហូតដល់គោលដៅបង្ហាញខ្លួនសំចេញទៅស្ទាក់វាយប្រហារទាំងអស់គ្នាដោយមានស្នាមញញឹមដ៏ឈួតលីលានៅលើមុខរបស់វាគិតក្នុងចិត្តថាវានឹងដាក់ទោសអាមួយនោះឲ្យចាស់ដៃចំពោះអ្វីដែលវាបានធ្វើកូនចៅម្នាក់បានសួរវាថាតើពួកយើងនឹងមានបញ្ហាដែរឬទេប្រសិនបើរឿងរ៉ាវវាកាន់តែធំជាងនេះនោះឃាតករពពកនោះតបវិញថាដំបូងឡើយវាគ្រាន់តែចង់ព្រៀនបដៅអាមួយនោះបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែការជួបគ្នាលើកមុនពិតជាធ្វើឲ្យវាខឹងសម្បាយ៉ាងខ្លាំងពេលនឹកឃើញដល់ការអាម៉ាស់មុខនោះវាប្រាប់ពួកកាកសំណល់ទាំងនោះឲ្យទុកចំណែកឲ្យវាខ្លះហើយស្បត់ថានឹងបង្រៀនតួឯកយើងនៅមេរៀនមួយដែលមិនអាចបំភ្លេចបានជៀនអួតខ្លួនឯងថាវាជាឃាតករពពកដ៏ពូកែបំផុតហើយចាប់ផ្ដើមហូរទឹកមាត់ពេលស្រមៃឃើញទឹកមុខរបស់គោដៅរបស់វាត្រឡប់មកមើលតួឯករបស់យើងវិញម្ដងយន្តរំលឹកគាត់ថាគាត់ពិតជាធ្វើខ្លួនប្លែកខ្លាំងណាស់ហើយសង្ស័យថាប្រហែលមកពីការប្រឡងទេហ្នឹងនាងនិយាយលេងសើចថាមនុស្សខ្សោយដូចជាគាត់មិនគួរគិតច្រើនពេកអំពីវាពិតប្រាកដមែននោះទេប្អូនស្រីរំលឹកគាត់ថាគាត់តែងតែប្រាប់នាងឲ្យបន្តដើរទៅមុខទោះមានរឿងអ្វីកើតឡើងក៏ដោយហើយទុកអ្វីផ្សេងទៀតឲ្យព្រំលិខិតជាអ្នកកំណត់ចោះដោយការព្យាយាមលើកទឹកចិត្តគាត់នាងចាប់ដាំច្រៀងចម្រៀងលើកទឹកចិត្តមួយបទខណៈពេលដែលពួកគេដើរចូលទៅក្នុងផ្លូវតូចនោះឆេនមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនាងអាចចាប់អារម្មណ៍ពីការផ្លាស់ប្ដូររបស់គាត់បានយ៉ាងងាយប៉ុន្តែគាត់ដឹងថានាងមិនទាន់ដឹងរឿងដែលគាត់បានភ្ញាក់ដឹងខ្លួនពីធម្មពលនឹងខ្លាយជាអ្នកមាននោះទេពេលឮការឆ្លើយតបយ៉ាងជឿជាក់របស់គាត់ថាមិនអីទេនាងសង្ស័យថាវាគ្រាន់តែជាអំនួតរបស់មនុស្សប្រុសឬយ៉ាងណាយន្តក្រវីក្បាលខណៈដែលនាងគិតថានៅទីបំផុតបងប្រុសរបស់នាងបានខ្លាយជាមនុស្សពេញវ័យហើយស្របពេលនោះដែរនៅឯចម្ងាយពីនេះកូនចៅម្នាក់បានប្រាប់ជានថាមានក្មេងស្រីម្នាក់នៅជាមួយគោដៅរបស់ពួកគេនេះធ្វើឲ្យអាមួយនោះរំភើបចិត្តយ៉ាងខ្លាំងពួកផ្លូវនេះគ្មានកាមេរ៉ាហើយក៏គ្មាននរណាមកចាប់ពួកវាបានដែរទោះជាយ៉ាងណាក៏ដោយតួឯកយើងអាចដឹងពីចេតនាអាក្រក់នោះបានភ្លាមហើយដឹងច្បាស់ថាពួកវាគឺជាពួកកាកសំណល់ចេញពីក្រុមប្រឹក្សាសិស្សនោះឯងគាត់បានទាញយកការស្ដាប់ត្រចៀកមួយគូគាត់បំពាក់វាទៅលើត្រចៀកប្អូនស្រីហើយប្រាប់ឲ្យនាងស្ដាប់បទចម្រៀងដែលគាត់ទើបតែចាប់អារម្មណ៍ដែលនេះធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់មិនដែលស្ដាប់ចម្រៀងនោះទេប៉ុន្តែនាងសម្រេចចិត្តធ្វើតាមគាត់ដើម្បីអាចយល់ពីគាត់ឲ្យបានកាន់តែច្បាស់បន្ទាប់មកគាត់ក៏ងាកក្រោយសម្លឹងទៅកាន់ពួកកាកសំណល់ដែលកំពុងតែដើរចូលមកជិតបន្តិចម្ដងចាំមើលទាំងអស់គ្នាខណៈពេលភ្លេងកំពុងលេងការប្រយុទ្ធក៏ចាប់ផ្ដើមស្របពេលដែលពួកក្មេងទំនើងស្ទុះចូលមក Chain ក៏បានផ្លាស់ប្ដូរភ្លាមទៅកាន់ថាមពលរន្ទះរបស់គាត់ហើយនឹកឃើញថា
វាមានរយៈពេល7ឆ្នាំហើយតាំងពីគាត់បាត់បង់គ្រួសារតែមួយគត់របស់គាត់ហើយទៅតែបានជួបនាងវិញនៅពេលនេះដោយកំហឹងពុះកជ្រោលគាត់ឆ្ងល់ថាតើពួកនេះយកភាពក្លាហានមកពីណាហើយក៏ស្ទុះទៅមុខលឿនដូចរន្ទះកូតខ្លាំងតួឯករបស់យើងទាត់ចូលមួយជើងយ៉ាងពេញទំហឹងធ្វើឲ្យអាមួយនោះហោះប៉ើងខណៈពួកផ្សេងទៀតចាប់ផ្ដើមបែកញើសខ្មែរខ្លាំងពិតគាត់ក៏ក្តាប់ដៃត្រៀមវាយប្រហារបើឆាកមកគាត់បានមាត់ពួកវា3នាក់ជាប់គ្នាមុនពេលបញ្ចប់អាទី4ដោយជង្គង់យ៉ាងសាហាវមានអាសម្រាមម្នាក់ហ៊ានវាយប្រហារតែចេនចាប់ដៃវាកាច់បំបត្តិដូចកាច់មីស្រួយអញ្ចឹងវាស្រែកយ៉ាងឈឺចាប់បំផុតបែរជាត្រូវមួយកណ្ដាប់ដៃយ៉ាងធ្ងន់ចំកណ្ដាលច្រមុះអ្នកទាំងអស់គ្នាឃើញបែបនេះរៀងឈោកគាំងឯឆ្ងល់ថាមិនបានក្មេងយើងគាត់ខ្លាំងម្ល៉េះចេនមិនឈប់ទេហើយបន្តវាយកំទេចទៀតគាត់មាត់ឆ្វេងស្ដាំពេលកំពុងដើរសម្ដៅទៅរកអាឃាតកពពកនោះពេលដែលគាត់ទៅដល់ហ្គៀនបោកខ្លួនឯងឲ្យជឿថាវាជាឃាតករដ៏ខ្លាំងបំផុតនៅទីនេះហើយវាគ្មានថ្ងៃចាញ់នោះទេដោយចិត្តល្អវារបស់រាជយើងក៏ទាញវាមកពិភពពិតវិញជាមួយកណ្ដាប់ដៃដ៏ធ្ងន់ម៉ាត់ឲ្យវាហោះប៉ើងទៅក្រោយតែគាត់មិនឈប់ទេគាត់ក៏ស្ទុះទៅមុខទៀតហើយម៉ាត់វាមួយសេរីធ្វើឲ្យជ្រុះធ្មេញអស់ជាច្រើនអាឃាតករនោះខ្ទាតនៅនីលើដីដូចដុំស្មៅត្រូវព្យុះហើយក៏បុកនឹងជញ្ជាំងយ៉ាងខ្លាំងវាព្យាយាមបើកភ្នែកគ្រាន់តែដើម្បីឃើញបិសាចផ្ទាល់កំពុងសម្លឹងមួយចំមុខរបស់វារាប់រស់យើងក៏សម្លឹងចុះមើលគៀនពេលនេះវាអស់សេចក្តីថ្លៃថ្នូរគាត់ក៏រំលឹកថាគាត់បានប្រាប់អាសម្រាមនេះឲ្យនៅឆ្ងាយរួចហើយសម្លឹងធ្លុះប្រលឹងគាត់សួរអាល្ងងនោះថាតើវាស្ដាប់ភាសាមនុស្សធម្មតាមិនយល់ទេអីអានោះត្រូវវាយឡងចំណាំលេងបានឡៃដឹងជើងអីឆ្អឹងកន្លះខ្លួនគឺបាក់ខ្ទេចអស់ទៅហើយដឹងថាប៉ះចំមនុស្សខុសវាខំនិយាយពាក្យសុំទោសទាំងតដាបតដួចាន់ពុតម៉ៅទេtôiចាប់កៅអៅហើយសង្កត់កំបិតជាប់នឹងមុខវាលោកឃាតករឃើញច្បាស់ក្នុងភ្នែកគាត់គឺគ្មានការស្ទាក់ស្ទើរក្នុងការសម្លាប់នោះទេគាត់គ្មានអូរ៉ាដូចសិស្សធម្មតានោះទេគាត់ខ្លាំងណាស់គៀនឆ្ងល់ណាស់ថាតើនរកបែបណាអាចកែប្រែមនុស្សម្នាក់ទៅជាបិសាចដូចចេនគាត់ប្រាប់អនុឲ្យចងចាំពាក្យសម្ដីគាត់ឲ្យច្បាស់បើមិនចង់ជួបនឹងសុបិនអាក្រក់នេះម្ដងទៀតទេគាត់នឹងមិនស្ទះស្ទើរហែកពួកវាទេបើពួកវាហ៊ានធ្វើអ្វីល្ងងទៀតលើក្រោយនេះជាការប្រមានចុងក្រោយរបស់គាត់ក្រោយមកគាត់បន្ថែមមួយទៀតដើម្បីបញ្ជាក់បើហ៊ានតែចូលក្បែរប្អូនស្រីគាត់ទោះមួយម៉ៃក៏ដោយគាត់នឹងលុបបំបាត់មនុស្សក្បែរខ្លួនពួកវាម្ដងម្នាក់ក្រោយមកគាត់ក៏ទម្លាក់កបិតចោលហើយដើរទៅក្បែរយូនីវិញមុនពេលបទចម្រៀងលេងចប់ទៀតពេលចប់ភ្លាមប្អូនស្រីគាត់មានអារម្មណ៍ក្តុកក្តួលចិត្តយ៉ាងខ្លាំងនាងស្រក់ទឹកភ្នែកព្រោះទំនុកចម្រៀងដ៏កំសត់និងឯកាបំផុតមួយនេះអ្នកទាំងអស់គ្នានាងយងឆ្ងល់ថាបងប្រុសជួបអ្វីខ្លះទៅផ្លាស់ប្ដូរខ្លាំងម្ល៉េះប៉ុន្មានឆ្នាំនេះនាងគិតថាការគាំទ្រនាងកាលនោះប្រហែលមិនគ្រប់ទេនាងងាកមកបំណងស្ទីបន្ទោសគាត់តែនាងក៏គាំងមាត់ភ្លាមពេលបានឃើញកាដូនៅក្នុងដៃរបស់គាត់ស្រោបមាសភ្លឺរលោងប៊ីកដែលនាងតែងស្រមៃចង់បានកំពុងនៅចំពោះមុខនាងផ្ទាល់តែម្ដងយូនីមុខក៏ហមដោយភាពរំភើបនាងសឹងមិនជឿថាបងប្រុសបានទិញប៊ិចវេទមន្តស៊េរីថ្មីដែលថ្លៃជាងឈ្នួលផ្ទះប្រចាំខែឲ្យនាងសោះវាធ្វើឲ្យគាត់កក់ក្ដៅចិត្តណាទឹកមុខនាងបង្ហាញច្បាស់ថានាងមិនចង់ប្រគល់វាឲ្យគេវិញទេទោះវាជារឿងដែលគួរធ្វើពេលកំពុងចម្ពាក់ថ្លៃផ្ទះក៏ដោយលាក់កដាប់ដៃក្រោយខ្នងចេនស្បត់ថានឹងការពារស្នាមញញឹមប្អូនស្រីឲ្យបានលើកនេះឲ្យនាងចូលរៀនសាលាក្នុងក្តីស្រមៃបានមកដល់ផ្ទះប្អូនស្រីគាត់សប្បាយគូររូបហូឡូក្រាមលើអាកាសជាច្រើនម៉ោងបងប្រុសអង្គុយញ៉ាំមីយ៉ាងស្ងៀមស្ងាត់ហើយប្រាប់ថាគាត់សប្បាយចិត្តណាស់ដែលនាងពេញចិត្តកាដូនេះទោះយ៉ាងណាប្អូនស្រីខ្ញុំនៅតែបារម្ភខ្លាចខ្ញុំចំណាយលុយច្រើនលើនាងព្រោះយើងអត់ទាន់មានលុយបង់ថ្លៃឈ្នួលផ្ទះខែក្រោយផងខ្ញុំក៏បានញញឹមស្នាមញញឹមយ៉ាងមានមោទនភាពហើយប្រាប់ថាយើងមានលុយបង់ថ្លៃផ្ទះពេញមួយឆ្នាំបាត់ទៅហើយក្នុងនាមជាបងខ្ញុំបានអួតថាមុខចំនួនតូចតាចរបស់ខ្ញុំជាមួយមិត្តភ័ក្តិកំពុងតែរលូនខ្លាំងណាស់ប៉ុន្តែយន់ពូកែសង្កេតណានាងបានសម្លក់មុខខ្ញុំដោយការសង្ស័យបំផុតមើលទៅនាងច្បាស់ជាមិនជឿរឿងមុខចំនួនដ៏ងាយស្រួលរបស់ខ្ញុំនោះទេទោះជាយ៉ាងនោះក្តីនាងក៏មិនបានសួរដេញដោលខ្ញុំបន្តទៀតឡើយនាងប្រហែលជាចាំមិនបានផងថាតើវាមានរយៈពេលប៉ុន្មានទៅហើយដែលខ្ញុំមិនបានសោយសប្បាយយ៉ាងរំភើបបែបនេះនោះនាងបានទះស្មាខ្ញុំតិចហើយសុំសំណូមពរដ៏សាមញ្ញមួយទោះបីជាខ្ញុំកំពុងលួចធ្វើអ្វីក៏ដោយខ្ញុំត្រូវតែប្រកាសថាខ្លួនឯងមិនហត់នឿយរហូតដល់ធ្លាក់ខ្លួនឈឺនោះទេពួកយើងទៅមើលគូសត្រូវខ្ញុំឯណោះវិញនៅឯអាងចិញ្ចឹមត្រីដ៏ស្ងាត់ជ្រងំប្រធានទីងបានប្រាប់រឿងដ៏គួរឲ្យភ្ញាក់ផ្អើលដល់បងប្អូនជីដូនមួយគេ
គ្រូពេទ្យកម្ពុជាក្នុងទីក្រុងបានប្រកាសថាជនលួចឃាតកម្មកម្ពុជាម្នាក់នោះគឺរងរបួសធ្ងន់ធ្ងររហូតដល់មិនអាចព្យាបាលជាសះស្បើយបានឆ្អឹងជាងពាក់កណ្ដាលក្នុងខ្លួនរបស់គេត្រូវបាក់ខ្ទេចគ្មានសល់ព្រោះអីខ្ញុំកូនខ្លាំងយ៉ាងនេះការដែលគេហ៊ានតទោជាមួយខ្ញុំគឺជារឿងដែលប្រធានទីនឹកស្មានមិនដល់បាត់ទៅហើយប៉ុន្តែស្ថានភាពដ៏គួរឲ្យខ្លាចរបស់គេក្រោយការប្រយុទ្ធគឺកាន់តែរន្ធត់បងប្អូនជីដូនមួយរបស់ទីងមានប្រតិកម្មយ៉ាងត្រជាក់នាងគ្រាន់តែខកចិត្តដោយសារតែចំនួនសិស្សនិស្សិតឆ្នើមដែលចូលរួមក្រុមរបស់ទីងពេលនេះនឹងត្រូវធ្លាក់ចុះតែប៉ុណ្ណោះប៉ុន្តែប្រធានទីងក៏មានចិត្តខូខើមិនធម្មតាដែរគេឆ្លើយតបវិញថាគេនឹងធ្វើបានល្អជាងនេះប្រសិនបើគ្មានជនរងគ្រោះដ៏គួរឲ្យធុញនោះតាមអូសទាញគេចុះក្រោមទេបន្ទាប់មកពូរបស់ពួកគេនឹងជានាយកផ្នែកការងារប្រចាំសាលាក៏បាននិយាយឡើងហ្គងវុនបានរាយការណ៍យ៉ាងស្ងប់ស្ងាត់អំពីសកម្មភាពនាពេលថ្មីនេះរបស់ខ្ញុំការស៊ើបអង្កេតយ៉ាងល្អិតល្អន់របស់គាត់ជុំវិញភាពវឹកវរក្នុងពិធីចាត់ចំណាត់ថ្នាក់គឺទីបំផុតបានធ្លាក់មកដល់ហើយលទ្ធផលគឺច្បាស់លាស់ណាស់ខ្ញុំពិតជាមានចំណាត់ថ្នាក់ខ្ពស់ជាងប្រធានក្រុមប្រឹក្សាសិស្សម្នាក់នោះមែនខ្មែរខ្លាំងការលាតត្រដាងមួយនេះបានធ្វើឲ្យអតីតសិស្សឆ្នាំរូបនោះភ្ញាក់ព្រឹតនឹកស្មានមិនដល់តែម្ដងបុរសចំណាស់នោះក៏បានផ្ដល់ដំបូន្មានដ៏តឹងរឹងមួយដល់គេដោយប្រាប់ថាឪពុករបស់គេបានស្នើសុំដោយផ្ទាល់ឲ្យអនុប្រធានសម្ព័ន្ធមិត្តមកវាយតម្លៃការប្រឡងប្រយុទ្ធរបស់គេដូច្នេះគេត្រូវតែប្រកាសថាខ្លួនគេនឹងបញ្ចេញពន្លឺបានល្អបំផុតជាងគេទាំងអស់ក្នុងចំណោមសិស្សក្នុងករណីដែលគេបរាជ័យនាយកសាលាក៏បានស្នើឡើងនៅដំណោះស្រាយជំនួសមួយផ្សេងទៀតគឺក្មេងស្រីសក់ពណ៌បៃតងដែលជាក្មួយស្រីសំណប់ចិត្តរបស់ពូគេនោះឯងនាងនឹងជួយឲ្យក្រុមរបស់គេដណ្ដើមបានចំណាត់ថ្នាក់លេខ1ជាដាច់ខាតប៉ុន្តែប្រធានក្រុមប្រឹក្សារូបនេះបានបដិសេធសំណើនេះភ្លាមដោយមិនស្ទាក់ស្ទើរឡើយគេអះអាងថាគេមិនទាន់បានបញ្ចេញកម្លាំងពិតប្រាកដរបស់គេនៅពេលធ្វើការវិតម្លៃនោះទេប្រធានទីងមានទំនុកចិត្តយ៉ាងខ្លាំងលើយកខ្លាំងរបស់ហ៊ុនហើយទីណាថាគេនឹងគ្រប់គ្រងសាលាទាំងមូលដល់ហ៊ុនឯងយើងរងចាំមើលទៅអស់គ្នាត្រឡប់មកអន្តេវាសិកដ្ឋានរបស់សាលាវិញម្ដងខ្ញុំបានងូតទឹកសម្អាតខ្លួនក្រោយពីរត់ចម្ងាយ100ម៉ែត្ររាល់ថ្ងៃជាមួយនឹងដុំដៃដ៏ធ្ងន់នៅក្នុងកាបូបស្ពាយរបស់ខ្ញុំកំពុងផ្ដោតអារម្មណ៍យ៉ាងខ្លាំងលើគោលដៅតែមួយគត់គឺការឈ្នះរង្វាន់$1លាននៅក្នុងការប្រឡងបញ្ចប់ការសិក្សាខាងមុខនេះវាគឺជាឱកាសពិតប្រាកដតែមួយគត់របស់ខ្ញុំក្នុងការសម្រេចកិច្ចព្រមព្រៀងជាមួយឈីងជីនៃត្រកូលមីធៀលនិងការកសាងទំនាក់ទំនងពាណិជ្ជកម្មដែលផ្ដល់ប្រយោជន៍ដល់គ្នាទៅវិញទៅមកដោយនៅសល់តែប្រមាណសប្តាហ៍ទៀតប៉ុណ្ណោះនឹងដល់ថ្ងៃប្រឡងខ្ញុំក៏បានទម្លាក់ខ្លួនដេកនៅលើគ្រែមិនមែនដេកសម្រាកទេគឺដើម្បីបន្តហ្វឹកហាត់បង្កើនកម្រិតទោះបីជាខ្ញុំកំពុងដេកលក់ក៏ដោយខ្ញុំបានចូលទៅក្នុងរូងបិសាចរបស់ខ្ញុំដោយមានប៉មដ៏ធំមហិមារបស់ស្ដេចបិសាចឡានូឈរយ៉ាងខ្ពស់នៅពីមុខខ្ញុំបោះជំហានឡើងចណ្ដើរដ៏វែងអន្លាយឆ្ពោះទៅកាន់ច្រកចូលដោយមិនមានការស្ទាក់ស្ទើរអ្វីឡើយការវាយតម្លៃលើកដំបូងរបស់ខ្ញុំជាមួយថ្នាក់ស្ដេចឆ្កែចចកបានឈានដល់ចំណាត់ថ្នាក់កម្រិតមធ្យមយ៉ាងសមរម្យប៉ុន្តែម្យ៉ាងវិញទៀតកម្លាំងដ៏មហាសាលនៃថ្នាក់បិសាចអបិសរបស់ខ្ញុំគឺបានធ្វើឲ្យប្រព័ន្ធទាំងមូលកាំងដំណើរការតែម្ដងសូម្បីតែបេះដូងបិសាចខ្លួនឯងក៏មិនអាចកំណត់ចំណាត់ថ្នាក់សក្តានុពលពិតប្រាកដរបស់ខ្ញុំបានត្រឹមត្រូវដែរ flow តែមួយគត់ដើម្បីវិតម្លៃថ្នាក់ដែលនៅសេសសល់របស់ខ្ញុំគឺកាន់តែច្បាស់ក្រឡេតនៅក្នុងភ្នែកខ្ញុំហើយពួកយើងកំពុងមើលការប្រឡងហើយឆេនបើកប៉ម Void Tower គាត់សម្រេចចិត្តសាកល្បងធម្មពលផ្ទាល់នៅលើសមរភូមិគាត់ចៅចូលទៅអើយចង់ដឹងណាស់ថាតើការសាកល្បងដ៏ខូខើមួយណាដែលប៉មនេះនឹងតម្លាក់មកលើគាត់អ្វីដែលគាត់នឹងពួកយើងឃើញធ្វើឲ្យបើកភ្នែកធំដោយក្តីតក់ស្វាត់គាត់ត្រូវបានបញ្ជូនទៅកាន់វិមានចម្លែកមួយឈរនៅលើភពពណ៌សដ៏ធំដែលអណ្ដែតក្នុងលំហសាលាយើងពិតជាលយមែនគ្រាន់តែឈានជើងមួយជំហានភ្លាមគាត់លុតជង្គង់ចុះផ្លែតមើលទៅគាត់ស្ទើរតែទប់ខ្លួនលែងជាប់ទៅហើយនៅក្នុងការប្រឡងនេះនៅលើទីរហោឋាននេះទំនាញផែនដីគឺខ្លាំងជាងធម្មតាដល់ទៅ10ដងធ្ងន់ណាស់ហើយឆេនមានអារម្មណ៍ថាសម្ពាធដ៏ធ្ងន់នេះកំពុងតែកាន់បំបាក់ឆ្អឹងគាត់ហើយក្រោយខ្នងគាត់ច្រកចេញប៉មបានបាត់ឈឹងតែម្ដងគាត់ដឹងច្បាស់ណាស់នេះមានន័យថាគាត់ត្រូវតែវាយឈ្នះមេធំទើបអាចបើកទ្វារចេញបានមុនពេលមានសត្វសាហាវមកលក់វាយប្រហារគាត់ត្រូវតែសម្របខ្លួននិងតស៊ូឲ្យបានលឿនបំផុតប៉ុន្តែសត្វតោខ្មោចដែលកំពុងដើររកចំណីនៅក្បែរនោះហាក់ដូចជាមិនចង់ទុកពេលឲ្យគាត់ដកដង្ហើមសោះឡើយហ៊ានជំរើសអ្វីផ្សេងទេឆេនក៏បដូរទៅប្រើថ្នាក់ធម្មពលរន្ទះរបស់គាត់ភ្លាមតែម្ដងសត្វតោនោះលោតទៅខាំគាត់ចំប៉ុន្តែគាត់គេចផុតយ៉ាងប្រភេទប្រភើយហើយចាក់ចំស្មារបស់វាសត្វសាហាវនោះស្រែកក្រហមដោយកំហឹងប៉ុន្តែការវាប្រហារនោះមិនមានប្រសិទ្ធភាពទេព្រោះវាមិនចំចំណុចសំខាន់របស់វានោះឡើយ
គាត់ដឹងភ្លាមថាការវាយប្រហាររបស់គាត់គឺយឺតហើយមិនចំគោលដៅដូចនឹងចលនារាងកាយគាត់ឥឡូវនេះដែរតោខ្មោចនោះសង្កត់គាត់ទៅនឹងដីយ៉ាងងាយហើយរៀបនឹងខំស៊ីគាត់ដូចជានំទៅហើយខ្ញុំភ័យជានោះនេះបញ្ជាក់ថាសត្វចម្លែកទាំងនេះពិតជាស៊ាំនឹងទំនាញផែនដីដ៏ខ្លាំងនេះណាគាត់បណ្ដោយឲ្យសត្វតោនោះខំដៃគាត់មួយផ្លែតសិនគ្រប់គ្នាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បន្ទាប់មកក៏បដូរថ្នាក់របស់គាត់ទៅជា Abyssal Fiend ភ្លាមការផ្លាស់ប្ដូរនេះផ្ដល់នូវការបង្កើនធម៌ពលមួយប្រភេទទៀតភ្លាមតែម្ដងលះបង់លបឿនខ្លះដើម្បីទទួលបានកម្លាំងនិងភាពធន់ដ៏អស្ចារ្យដែលវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការប្រយុទ្ធស្អិតរមួតបែបនេះធម៌ពលថ្មីនេះសង្កត់កូនឆ្កែដ៏កាយនោះចុះហើយបង្វែរស្ថានភាពប្រយុទ្ធមកខាងគាត់វិញភ្លាមតែម្ដងសាហាវមែនសមត្ថភាពគ្រប់គ្រងទំនាញផែនដីរបស់រាក្សសាគឺពិតជាមានប្រយោជន៍មែនទែននោះលោភពដែលមានទំនាញ10ដងការវាយបកគុណនឹង3ពិតជាសាហាវណាស់ខតខ្លាំងមែនមួយរំពេចនោះសត្វតោស្រ័យក្រហមយ៉ាងខ្លាំងប៉ុន្តែឆេនមិនប្រណីដៃនោះទេគីមសង្កត់ទៅខ្មោចនោះតែនឹងដៃតែម្ដងខ្មែរខ្លាំងពិតបន្ទាប់មកគាត់ក៏ដេកស្ទុកនៅលើដីដើម្បីដកដង្ហើមយកកម្លាំងវិញប្រព័ន្ធ Gluttony ធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាមួយនឹងការឡើងកម្រិតភ្លាមវាបានបញ្យល់ថាគ្រប់ថ្នាក់ធម្មពលទាំងអស់សុទ្ធតែទទួលបានចំណាត់ថ្នាក់ជាផ្កាយចំនួនផ្កាយបង្ហាញពីទំហំនៃការផ្លាស់ប្ដូរធម្មពលនៅពេលប្ដូរទៅកាន់ថ្នាក់នោះលយមែនតែនសាលាយើង Purgatory Rakshasa មានផ្កាយច្រើនជាងគេបំផុតក្នុងចំណោមថ្នាក់ធម្មពលទាំងអស់របស់គាត់ទោះមានប្រៀបយ៉ាងនេះក្តីគាត់នៅតែត្រូវតស៊ូយកជីវិតរស់ពីសត្វតោខ្មោចកម្រិត B ក្នុងថ្នាក់នេះវាច្បាស់ណាស់ថាគាត់នៅមានផ្លូវដ៏វែងឆ្ងាយទៀតមុននឹងឈានដល់សក្តានុពលកម្រិត S របស់វាបន្ទាប់មកគាត់ហាក់ដូចជាធុញថប់ដែលប្រព័ន្ធ Gluttony មិនឲ្យជំរឿសគាត់ស៊ីសត្វនោះឡើយចម្លែកមែនសត្វចម្លែកនេះច្បាស់ណាស់ថាមិនមែនជាមេធំទេព្រោះច្រកចេញនឹងលេចឡើងនៅពេលគាត់វាយឈ្នះមេពិតប្រាកដរំពេចនោះទ្វារដ៏ធំមួយក៏បានបើកឡើងនៅពីក្រោយគាត់ភ្នែកភ្លឺរាប់សិបគូសម្លឹងចាញ់ពីទីងងឹតនេះហើយជាការពិតដែលវាយប្រហារគាត់ដូចឡានបុកអញ្ចឹងការប្រឹងប្រែងសម្រាប់តោខ្មោចមួយក្បាលលំបាញ់មិញគឺគ្មានន័យអ្វីសោះបើធៀបនឹងអ្វីដែលកំពុងសេមកដល់នេះសត្វចម្លែកកម្រិត B រាប់មិនអស់សម្រុកចេញពីទ្វារក្រញ៉ៅនឹងខំហែកគាត់ពីគ្រប់ទិសទីឈួតបាត់ហើយទើបតែពេលនេះទេដែលគាត់យល់ច្បាស់ពីអ្វីដែលរក្សាសាបានព្រមមានគាត់នោះបិសាចនោះធ្លាប់បានប្រាប់ថាមានសត្វសាហាវជាច្រើននៅក្នុងនេះក្នុងប៉មនេះផ្លូវរបស់គាត់នឹងពោពេញទៅដោយការឈឺចាប់និងទុក្ខវេទនាគ្មានទីបញ្ចប់ឡើយប៉ុន្តែត្រូវតែស៊ូទ្រាំនិងខ្លាយជាអ្នកខ្លាំងអ្នកនិងខ្ញុំចាំមើលការវិវត្តរបស់គាត់ទាំងអស់គ្នាមិនយូរមិនម៉ានខ្ញុំបានភ្ញាក់ព្រឺតពីដំណេកទាំងញើសចូលខ្លួនមានអារម្មណ៍ដូចជាទៅតែរស់រៀនមានជីវិតពីសុបិនដ៏អាក្រក់បំផុតនៅក្នុងជីវិតរបស់ខ្ញុំអញ្ចឹងអ្នកផ្សេងទៀតនៅក្នុងបន្ទប់នៅតែលងលក់យ៉ាងស្កប់ស្កល់នៅឡើយពួកគេមិនដឹងសោះឡើយថាខ្ញុំទើបតែបានឆ្លងកាត់ការឈឺចាប់យ៉ាងសាហាវខូខើដែលត្រូវពួកបិសាចហែកសាច់ទាំងរស់ទីបំផុតខ្ញុំក៏បានដឹងការពិតដ៏រន្ធត់មួយថាប៉មឋាននរកនោះវាមិនមែនជាផ្លូវកាត់ដើម្បីឡើងវគ្គលឿនដោយការគិតនោះទេខ្ញុំទើបតែនៅចំណុចចាប់ផ្ដើមនៃដំណើរដ៏វែងឆ្ងាយនឿយហត់និងពោពេញដោយការឈឺចាប់តែប៉ុណ្ណោះប៉ុន្មានសប្តាហ៍បានកន្លងផុតទៅរហូតដល់ពេលប្រឡងបញ្ចប់ការសិក្សារបស់សាលាបានមកដល់ភ្ញៀវកិត្តិយសជាច្រើនមកទីនេះដើម្បីតាមដានសិស្សថ្មីតើមាននរណាជាខ្មែរខ្លាំងពិតប្រាកដលក្ខខណ្ឌថ្មីសម្រាប់ការបង្កើតក្រុមក៏ត្រូវបានប្រកាសឡើងដោយតម្រូវឲ្យមានសិស្សកម្រិត E ខ្ពស់យ៉ាងហោចណាស់ម្នាក់នៅក្នុងក្រុមនីមួយៗពេលវេលាសម្រាប់ចាប់ក្រុមបានមកដល់ហើយអ្នកទាំងអស់គ្នាហើយគេបានប្រកាសថាពេលនេះសិស្សទាំងអស់អាចមើលឃើញចំណាត់ថ្នាក់របស់គ្នាទៅវិញទៅមកបាននេះធ្វើឲ្យគ្រប់គ្នាអាចសម្រេចចិត្តបានយ៉ាងលឿនថាតើត្រូវរើសនរណាឲ្យចូលក្នុងក្រុមរបស់ពួកគេសិស្សត្រូវរៀបតាមចំណាត់ថ្នាក់ពីខ្ពស់ទៅទាបប៉ុន្តែម៉ងស្រាប់តែចាប់អារម្មណ៍ឃើញរឿងចម្លែកមួយភ្លាមតែម្ដងខ្ញុំផ្ទាល់ក៏មានអារម្មណ៍ភ័ន្តច្រឡំដែរពេលឃើញឈ្មោះខ្លួនឯងធ្លាក់ទៅនៅបាតតារាងយ៉ាងអណោចអាធំបែបនេះភ្នាក់គ្រប់គូបានសម្លឹងមកខ្ញុំខណៈដែលអ្នកផ្សេងទៀតកំពុងតែឆ្ងល់ថាហេតុអ្វីអ្នកដែលសឹងតែស្លាប់ពេលភ្នាក់រលឹកបែរជាមិននៅបាតតារាងក្នុងថ្នាក់ទៅវិញពួកសិស្សដែលចំណែនចាប់ផ្ដើមនិយាយដើមភ្លាមដោយជឿជាក់ថាចំណាត់ថ្នាក់ខ្ពស់របស់ខ្ញុំពីមុនគឺមកពីការវាយតម្លៃខុសប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ពួកគេមិនអាចប្រកាសបានទៀតថាកម្លាំងខ្ញុំពិតជាមានមែនរហូតដល់លាន់មាត់ថាគាត់ខ្លាំងហើយការមានខ្ញុំក្នុងក្រុមច្បាស់ជាជួយដំឡើងបន្ទុកពួកគេប្រធានក្រុមប្រឹក្សាទិញនៅស្ងៀមខណៈពេលដែលមាន
មានពាក្យខ្សឹបខ្សៀវថាអាល្ងងដូចជាខ្ញុំច្បាស់ជាកំពុងស្ដាយក្រោយដែលហ៊ានបដិសេធសំណើដ៏ល្អរបស់ប្រធានមិនខានជួននៅពីក្រោយផែនការនេះគឺគ្មាននរណាក្រៅពីលោកពូគង់ស្វានរបស់ខ្ញុំឡើយអាចង្រៃនោះសន្និដ្ឋានថានឹងគ្មាននរណាម្នាក់ហៅខ្ញុំចូលក្រុមទេបន្ទាប់ពីឃើញខ្ញុំធ្លាក់ទៅបាតតារាងយ៉ាងទាបបែបនេះផែនការដ៏អាក្រក់របស់គាត់គឺសាមញ្ញណាស់បើខ្ញុំគ្មានសិទ្ធិសំបីតែប្រឡងផងនោះខ្ញុំក៏គ្មានឱកាសយកឈ្នះក្រុមរបស់ប្រធានសិស្សបានដែរត្រឡប់ទៅប្រហែលម៉ោងមុនសិស្សពេញមួយថ្នាក់ស្ទើរតែលុតជង្គង់អង្វរប្រធានទិញដើម្បីសុំចូលក្រុមរបស់គេទៅហើយពួកគេខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីតែយកចិត្តគេប៉ុន្តែជុំបានបដិសេធចោលហើយប្រាប់ថាពួកគេអាចបន្ថែមមនុស្សបានតែម្នាក់ទៀតប៉ុណ្ណោះត្រឡប់មកពេលបច្ចុប្បន្នវិញសិស្សផ្សេងទៀតបានចាប់ក្រុមអស់ហើយដោយទុកចោលតែសិស្សមកពីអន្តេវាសិកដ្ឋានខ្សោយជាងគេប៉ុណ្ណោះឡងនិយាយថាពួកគេបានព្យាយាមសុំគ្រប់គ្នាហើយប៉ុន្តែគ្មាននរណាម្នាក់ចង់ចូលរួមជាមួយពួកគេនោះទេដោយសារពេលនេះពួកយើងមានគ្នាតែ4នាក់ពួកយើងមិនអាចចូលរួមក្នុងការប្រឡងបញ្ចប់ការសិក្សាបានទេគេក៏ត្អូញត្អែថាវាពិតជាគួរឲ្យសង្ស័យខ្លាំងណាស់ដែលបន្ទុករបស់ខ្ញុំត្រូវគេទម្លាក់ដល់បាតតារាងបែបនេះដែលធ្វើឲ្យខ្ញុំអស់សិទ្ធិសូម្បីតែចូលរួមប្រឡងតែម្ដងដោយសារតែលក្ខខណ្ឌតម្រូវឲ្យមានកម្រិត E ខ្ពស់ម្នាក់វាមើលទៅដូចជាក្រុមរបស់ពួកយើងត្រូវបានគេកំណត់គោលដៅចង់ធ្វើបាបតែម្ដងការប្រឡងបញ្ចប់ការសិក្សានេះគឺជាផ្លូវតែមួយគត់ដែលពួកយើងអាចបញ្ចេញសមត្ថភាពដើម្បីឲ្យក្រុមធំគេចាប់អារម្មណ៍តាក់ទងយកទៅនៅក្នុងការប្រឡងចុងក្រោយចំនួនសមាជិកក្រុមនឹងជាអ្នកកំណត់ចំនួនបិសាចដែលក្រុមត្រូវប្រឈមមុខដោយផ្ទាល់ដូច្នេះការមានមនុស្សច្រើនក៏គ្មានចំណេញអ្វីដែរហេតុនេះហើយទើបគ្មានអ្នកណាចង់ពាក់ព័ន្ធជាមួយមនុស្សខ្សោយព្រោះការធ្វើបែបនោះវានឹងបន្ថែមតែបន្ទុកឲ្យកាន់តែធ្ងន់ប៉ុណ្ណោះអ្វីដែលរឹតតែអាក្រក់ទៅទៀតនោះសិស្សចំណាប់ថ្នាក់ទាបបំផុតទាំង3នាក់សិតតែមកពីអន្តេវាសិកដ្ឋានរបស់ពួកយើងតែមួយធ្វើឲ្យពួកយើងត្រូវឯកោទាំងស្រុងស្រាប់តែពេលនោះសិស្សម្នាក់ក៏ស្រែកហៅស៊ូហើយប្រាប់គេថាក្រុមរបស់ពួកគេកំពុងតែខ្វះមនុស្សម្នាក់ទៀតម្នាក់នោះព្យាយាមបញ្ចុះបញ្ចូលគេដោយនិយាយចាក់ដោតថាគេច្បាស់ជាមិនចង់ប្រឡងធ្លាក់ដោយសារតែការចាប់ក្រុមជាមួយមិត្តរួមបន្ទប់ដ៏ខ្សោយដោយពួកយើងនោះទេខ្ញុំចាប់ផ្ដើមដឹងខ្លួនថាបើនៅតែបន្តបែបនេះទៀតវាមានភាគរយខ្ពស់ណាស់ដែលពួកយើងទាំងអស់គ្នានឹងត្រូវគេបោះបង់ចោលហើយគ្មានសូម្បីឱកាសចូលប្រកួតតែមេអន្តេវាសិកដ្ឋានយើងបដិសេធសំណើរបស់ពួកគេភ្លាមហើយនិយាយម៉ាត់ថានឹងមិនបោះបង់មិត្តរួមបន្ទប់របស់ខ្លួនបាច់ខាតធ្វើឲ្យក្រុមមួយទៀតដើរចេញទាំងខឹងសម្បាយ៉ាងខ្លាំងតែគាត់នៅតែព្រមានពួកគេកុំឲ្យមើងងាយអ្នកដទៃឲ្យសោះពេលពិនិត្យមើលបញ្ជីឈ្មោះឡុងប្រកាសថា Sister តែទាំងអស់បានបង្កើតក្រុមរួចរាល់អស់ហើយពួកគេត្រូវការតែម្នាក់ទៀតប៉ុណ្ណោះប៉ុន្តែគ្មាននរណាម្នាក់ព្រមចូលរួមជាមួយពួកគេទាល់តែសោះពេលនោះវាបរោះយើងសម្លឹងមើលនាយកសាលាហើយទើបដឹងថាបរោះម្នាក់នេះមានត្រកូលដូចគ្នាទៅនឹងប្រធានក្រុមប្រឹក្សាសិស្សដែរច្បាស់ណាស់បងប្អូនឃើញល្បិចដ៏ថោកទាបបែបនេះហើយចេនឆ្ងល់ថាតើកងគួនពិតជាគិតថាគាត់ជាការគំរាមកំហែងដ៏ធំមែនឬយ៉ាងណាដោយមិនអស់សង្ឃឹមគាត់ប្រកាសថានឹងចូលរួមក្នុងការប្រកួតនេះឲ្យទាល់តែបានរួចក៏បញ្ចេញថាមពលរន្ទះរបស់គាត់ខ្លាំងណាស់ដោយសារតែអ្នកផ្សេងទៀតហ៊ានបង្ហាញការស្អប់ខ្ពើមយ៉ាងចំហបែបនេះទៅហើយគាត់ប្រាប់ខ្លួនឯងថាមិនចាំបាច់លាក់កំបាំងសមត្ថភាពទៀតទេដល់ពេលបញ្ចេញហីដើរទៅមុខយ៉ាងអស្ចារ្យគាត់បោះជំហានទៅមុខខណៈដែលមន្ត្រីទទួលបន្ទុកភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបញ្ចេញថាមពលដ៏កក់ក្រើកនេះពិតជាកក់ក្រើកមែនសូម្បីតែមិត្តរួមបន្ទប់របស់គាត់ក៏ចាប់ផ្ដើមងឿមឆ្ងល់ដែរថាតើមានរឿងអ្វីកើតឡើងឲ្យប្រកបវារ៉បរោះរបស់យើងនឹកឃើញថាសាលាអ្នកដាស់ថាមពលទាំងអស់សុទ្ធតែមានទំនៀមទម្លាប់ពិសេសមួយដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងសិស្សអាចប្រកួតប្រជែងជាមួយអ្នកណាក៏បាននៅពេលណាក៏បានដែរទោះបីជាវាហាក់ដូចជាការអួតអាងបន្តិចក្តីតែនេះគឺជាវិធីបង្ហាញភាពខ្លាំងនិងទទួលបានការទទួលស្គាល់ពីអ្នកដទៃវគ្គនេះគឺពិសេសមែនតើអ្នកទាំងអស់គ្នាក្នុងស្ថានភាពបែបនេះមនុស្សជាច្រើនប្រកាសជាបដិសេធមិនព្រមប្រយុទ្ធតាំងពីដំបូងមកម្លេះត្រូវទេប៉ុន្តែគាត់ដឹងយ៉ាងច្បាស់ថាប្រធានក្រុមប្រឹក្សាសិស្សមុខក្រាស់នោះនឹងមិនងាករេដកថយឡើយដូច្នេះឲ្យតែគាត់អាចផ្ដួលអាសក់ទងដៃនោះបានអ្នកគ្រប់គ្នាច្បាស់ជាចង់ចូលរួមក្រុមជាមួយគាត់មិនខានទេភ្លាមនោះក៏មាននារីម្នាក់លេចមុខនៅមាត់ទ្វារហើយស្រែកហៅវីរបុរសរបស់យើងយ៉ាងលឺតើនាងជានរណានាងសួរថាតើគាត់នៅត្រូវការសមាជិកក្រុមបន្ថែមម្នាក់ទៀតដែរឬទេនាងបន្តទៀតថានាងក៏ចង់ចូលរួមក្នុងការប្រឡងបញ្ចប់ការសិក្សាប្រចាំឆ្នាំនេះដូចគ្នាពិតជាមិនធម្មតាទេអនុប្រធានបន្ថែមថានាងឈានដល់ចំណាត់ថ្នាក់ដានតាំងពីអនុវិទ្យាល័យមកម្ល៉េះដូច្នេះនាងនឹងមិនធ្វើឲ្យគាត់ខកចិត្តឡើយមិត្តរួមបន្ទប់របស់គាត់ចាប់ផ្ដើមស្រឡាំងកាំងរោគនិយាយលែងចេញពួកគេងឿងឆ្ងល់ថាតើគាត់អាចតាក់ទាញនារីដ៏ស្រស់ស្អាតបែបនេះឲ្យមកឈរខាងគាត់បានដោយរបៀបណាទេ
គាត់ខ្លាំងមែនទែនចុងនឹងទិញមើលតមុខលេងឡងឆ្ងល់ថាមានរឿងអ្វីកើតឡើងខណៈដែលនាយកសាលាស្ទើរតែឆ្លុះទឹកស្លាប់ទៅហើយពួកសិស្សចាប់ផ្ដើមខ្សឹបខ្សៀវគ្នានិងងឿងឆ្ងល់យ៉ាងខ្លាំងថាតើហេតុអីបានជាសិស្សផ្លាស់ប្ដូរម្នាក់ចង់ចូលរួមជាមួយក្រុមដែលមានចំណាត់ថ្នាក់អាក្រក់បំផុតក្នុងការប្រឡងមួយនេះគ្មាននរណាម្នាក់ដឹងច្បាស់ថានាងជានរណាទេប៉ុន្តែមានពាក្យចចាមអារាមថានាងមកពីនគរសេនដ៏ខ្ពង់ខ្ពស់ចាំមើលណាអ្នកទាំងអស់គ្នានាយកសាលាខឹងស្ទើរតែផ្ទុះសរសៃឈាមទៅហើយក៏ប្រាប់នាងថាសិស្សផ្លាស់ប្ដូរគឺមិនអាចចូលរួមក្នុងការប្រឡងបញ្ចប់ការសិក្សារបស់សាលាបានជាដាច់ខាតគាត់និយាយបន្តទៀតថាលីងមិនដែលប្រឡងយកចំណាត់ថ្នាក់ណាមួយនៅទីនេះទេថែមទាំងមិនបានបង្ហាញចំណាត់ថ្នាក់របស់នាងទៀតដែលនេះវាខុសនឹងច្បាប់ទាំងស្រុងតែម្ដងស្រាប់តែនាយកសាលាធំលេចមកពីណាអត់ដឹងហើយនិយាយថាសម្ដីរបស់នាយករងគឺត្រឹមត្រូវហើយគង់ស្ទើរតែគៀងបេះដូងស្លាប់ទៅហើយនៅពេលដែលគាត់បានឃើញបុរសចំណាស់ម្នាក់នេះប៉ុន្តែនាយកសាលាធំសួរថាហេតុអ្វីបានជាលីងចង់ចូលរួមការប្រឡងទាំងដែលនាងនឹងស្នាក់នៅទីនេះតែមួយរយៈពេលខ្លីប៉ុណ្ណោះសំណួរនេះចាក់ដោតមែនតែនពេលនោះក្មេងប្រុសយើងលួចភ្ញាក់ផ្អើលហើយឆ្ងល់ថាតើនាយកសាលាធំអាចហោះមកភ្លាមបានដោយរបៀបណាបើគាត់ជាអ្នកចម្បាំងសោះនោះបុរសចំណាស់បញ្យល់ថាវាមិនយុត្តិធម៌សម្រាប់អ្នកផ្សេងទេប្រសិនបើនាងចូលរួមប្រឡងដែលនាងក៏គ្រាន់តែធ្វើជាយល់ស្របតាមសម្ដីគាត់តែប៉ុណ្ណោះជេនចាប់ផ្ដើមបែកញើសប៉ុនក្រពោតពេលដឹងថាគាត់មើលមិនធ្លុះសោះថាតើអ្នកទាំងពីរនេះនៅកម្រិតណាទីបំផុតនាយករងប្រមូលភាពក្លាហានដើម្បីនិយាយគាំទ្រសម្ដីរបស់នាយកសាលាធំដោយនិយាយថាសាលារៀនមិនអាចដំណើរការទៅមុខបានទេប្រសិនបើគ្មានច្បាប់ទម្លាប់បន្ទាប់មកនាយកសាលាធំក៏បដូរសម្លេងរបស់គាត់ហើយបញ្យល់ថាគោលបំណងរបស់សាលានេះគឺផ្ដល់បរិយាកាសសិក្សាដល់អ្នកដាស់ធម្មពលដើម្បីឲ្យពួកគេអាចសម្រេចបានរឿងដ៏អស្ចារ្យនៅក្នុងជីវិតរបស់ពួកគេទោះបីជាការប្រឡងបញ្ចប់ការសិក្សាគឺជាប្រពៃណីរបស់សាលាក៏ពិតមែនវាក៏ជាពេលវេលាដ៏សំខាន់បំផុតមួយនៅក្នុងជីវិតរបស់សិស្សគ្រប់រូបដូចគ្នាតោះចាំមើលទាំងអស់គ្នាពួកយើងមកតាមដានទាំងអស់គ្នាគាត់សួរចំថាបើសិស្សអត់បានប្រឡងដោយសារដូរច្បាប់ភ្លាមតើសាលានឹងសងការខាតបង់នេះដោយរបៀបណាទៅនាយកសាលាចាប់ដើមស្លន់បែកញើសប៉ុនគ្រាប់ពោតហើយភ័យថារឿងសម្ងាត់របស់ខ្លួនទៅគេបឹងបាត់ហើយគាត់ចាប់ផ្ដើមសង្ស័យថាតើនាយកធំធ្វើរឿងទាំងអស់នេះដើម្បីតែជួយក្មេងម្នាក់នេះមែនទេដឹងច្បាស់ថាវាមិនចំណេញគាត់ក៏សម្រេចចិត្តដកថយវិញមួយជំហានគាត់លួចគិតក្នុងចិត្តថាដោយសារសិស្សកម្រិត VIP សុទ្ធតែចង់ក្រុមអស់ហើយពួកគេច្បាស់ជាឈ្នះការប្រឡងនេះយ៉ាងងាយមិនខានឡើយបុរសនោះក៏អោនក្បាលសំទោសនាយកធំភ្លាមដោយទទួលស្គាល់ថាពួកគេមើលរំលងពីបញ្ហាដែលប្រព័ន្ធនេះរារាំងសិស្សធម្មតាមិនឲ្យមានឱកាសបញ្ចេញសមត្ថភាពបន្ទាប់មកនាយកក៏ប្រកាសថាសូម្បីតែកម្រិតទាបក្រុមមានសមាជិកតិចជាង5នាក់ក៏អាចចូលរួមប្រកួតបានដែរដើម្បីធានាភាពយុត្តិធម៌សម្រាប់ទាំងអស់គ្នាមិត្តរួមបន្ទប់ទាំង4នាក់ក៏ចងក្រុមកោតនៅទីបំផុតដែរអបអសាទរដែលពួកគេអាចចូលរួមក្នុងការប្រឡងបញ្ចប់ការសិក្សានេះបានអង្គុយនៅខាងក្រោយនាយកធំប្រាប់លីងថានាងហាក់ដូចជាចាប់អារម្មណ៍លើក្មេងនេះខ្លាំងពេកហើយម្ខាងនៃការប្រឡងប្រធានក្រុមប្រឹក្សាសាស្ត្រកំពុងដឹកនាំក្រុមដែលពោពេញដោយកំពីអ្នកខ្លាំងឯម្ខាងទៀតជេនដឹកនាំកូនក្រុមដោយខ្សោយបំផុតទាំង3នេះធ្វើឲ្យបរិសុទ្ធចំណាស់ចង់ដឹងខ្លាំងមែនទែនថាតើពួកគេនឹងរើសរូងភ្នំណាហើយចុងក្រោយនឹងរកបានប៉ុន្មានពិន្ទុមន្ត្រីក៏ប្រកាសថាមេក្រុមទាំងអស់អាចរើសរោងភ្នំបិសាចដែលចង់ចូលបានហើយពេលនោះ tablet របស់គាត់ក៏លោតសំឡេងឡើងធ្វើឲ្យគាត់ភ្ញាក់ព្រឺតព្រោះមានមេក្រុមម្នាក់បានរើសរួចបាត់ទៅហើយគ្រប់គ្នាសឹងតែគៀងបេះដូងពេលឃើញរូងភ្នំដែលជេនបានរើសគាត់ខ្លាំងពិតមែនមិត្តរួមបន្ទប់ភ័យស្លន់ស្លោប្រាប់ឲ្យគាត់បដូរចិត្តវិញភ្លាមថែមទាំងសួរថាដឹងខ្លួនកំពុងធ្វើអីទៅហ្នឹងប៉ុន្តែកំឡោះយើងនៅស្ងៀមធឹងភ្នែកសម្លឹងមើលអេក្រង់មិនព្រិចក្នុងការប្រឡងក្រុមសិស្សត្រូវចូលរួមភ្នំបិសាចនិងរកពិន្ទុតាមរយៈការសម្លាប់សត្វចម្លែកការសម្លាប់មេបិសាចនឹងប្រើពេលតិចនិងផ្ដល់ពិន្ទុបន្ថែមផ្សេងពីគ្នាហើយកម្រិតពិបាកនៃរូងភ្នំគឺកំណត់ថាតើពិន្ទុនឹងត្រូវគុណឡើងប៉ុន្មានដងរូងភ្នំកម្រិត F អាចផ្ដល់ពិន្ទុអតិបរមាចំនួន75ពិន្ទុចំណែកឯរូងភ្នំកម្រិត E អាចផ្ដល់រហូតដល់100ពិន្ទុក្រុមដែលបានពិន្ទុខ្ពស់ជាងគេនឹងត្រូវជ្រើសរើសដោយសមាគមអធិរាជអ្នកខ្លាំងបំផុតនឹងបានរង្វាន់1លាន UN ត្រឡប់មកបន្ទប់ជ្រើសរើសវិញសិស្សានុសិស្សនាំគ្នាពិភាក្សាថាពិន្ទុខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រគឺ90ពិន្ទុដែលនេះជាស្នាដៃរបស់ប្រធានសមាគមអធិរាជបច្ចុប្បន្នសូម្បីតែឈ្នះកម្រិត E ក៏ត្រូវការអ្នកប្រយុទ្ធកម្រិត D យ៉ាងតិច3អ្នកក្នុងក្រុមដែរឆ្នាំនេះក្រុមរបស់ធីងប្រហែលជាអាចបំបែកកំណត់ត្រានោះបានយ៉ាងងាយអេក្រង់ក៏លោតសម្លេងប្រាប់អ្នករាល់គ្នាថាមានគេរើសរូងភ្នំបិសាចរួចរាល់ហើយ
គ្រប់គ្នាស្លុតចិត្តយ៉ាងខ្លាំងពេលឃើញថាកំឡោះយើងរើសយករងភ្នំកម្រិតឌីពីមុនមកអត់ដែលមានអ្នកណាឈ្នះកម្រិតឌីទេអ្នកគ្រប់គ្នាសង្ស័យថានេះប្រកាសជាការចោះច្រឡំហើយឡងសួរទូអេកយើងថាឯងទាំងកិច្ចក្បាលទីដឹងឬមួយក៏យ៉ាងម៉េចខណៈមេបន្ទប់ឡើងកាំងគួរកាលបើឃើញទស្សនភាពនេះខ្មែរខ្លាំងពិតៗកំឡោះវ៉ែនតាព្យាយាមបញ្យល់ចែនតែគេតបវិញថាគេបានគិតរឿងនេះយ៉ាងល្អិតល្អន់បំផុតរួចហើយប្រព័ន្ធលោតសំឡេងម្ដងទៀតពេលប្រធានក្រុមប្រឹក្សាសិស្សរើសយករួមកម្រិតឌីដូចគ្នាកូនក្រុមរបស់ធីមយល់ព្រមភ្លាមធ្វើឲ្យពួកគេមានសិទ្ធិចូលរួមការប្រឡងនេះពេញលេញក្នុងថ្នាក់រំជើបរំជួលក៏ក្រើកតែម្ដងខណៈក្រុមរបស់ពួកគេធ្វើរឿងពីដូចជាគ្មានរឿងអ្វីកើតឡើងនីរីសុកតុងដែងចាប់ផ្ដើមចង់អកឲ្យកំឡោះយើងថាចង់ធ្វើខ្លាំងហើយគិតថាគេគ្រាន់តែចង់បានការចាប់អារម្មណ៍ប៉ុណ្ណោះអ្នកទាំងអស់គ្នាយល់មិនដែរអាតំពាក់ថែមលបយថាកូនក្រុមខ្សោយច្បាស់ជាមិនយល់ព្រមហើយក្រុមនេះនឹងបែកបាក់មិនខានឡើយស្ដាប់ណាអ្នកទាំងអស់គ្នាឡុងសម្លឹងមកមុខខ្ញុំហើយដឹងច្បាស់ថាខ្ញុំមិនមែនកំពុងលេងសើចនោះទេខ្ញុំដឹងថាគេកំពុងឆ្ងល់ថាតើខ្ញុំខ្លាចជាមនុស្សខ្លាំងតាំងពីពេលណាតើខ្ញុំប្រែប្រួលកម្រិតណាទៅទីបំផុតមិត្តក្មេងរៀនរបស់ខ្ញុំក៏ចុចប៊ូតុងយល់ព្រមគេសម្រេចចិត្តដាក់ទំនុកចិត្តទាំងស្រុងមកលើខ្ញុំយោទៅវាយប៊ូតុងពណ៌បៃតងនោះដែរពួកយើងជាមនុស្សធម្មតាតើមានអ្វីត្រូវបាត់បង់ទៀតទៅគ្មានទេមេអន្តេវាស្ថានយើងចាប់ផ្ដើមធុញធាត់ពេលឃើញអ្នកទាំងពីរហ៊ានសម្រេចចិត្តមុនគេមិនបានទេគេក៏ចុចប៊ូតុងនោះដែរផ្លេកប្រព័ន្ធបានប្រកាសផ្លូវការក្រុមរបស់ពួកយើងត្រូវអនុញ្ញាតឲ្យចូលរួមការធ្វើតេស្តនេះហើយខ្ញុំសម្លឹងមើលមិត្តរួមបន្ទប់ហើយសុំទោសពួកគេខ្ញុំប្រាប់ត្រង់ថាខ្ញុំជ្រើសរើសគូហាដ៏កាចសាហាវនេះព្រោះខ្ញុំចង់ក្លាយជាអ្នកលេខ1ខ្ញុំដឹងថាខ្ញុំកំពុងទាញពួកគេចូលក្នុងក្តីសម័យខ្ញុំប៉ុន្តែខ្ញុំសន្យាពួកយើងនឹងឡើងដល់កំពូលទាំងអស់គ្នាពេលលើពាក្យរបស់ខ្ញុំភ្លាមប្រធានសាស្ត្រក៏ស្ទុះក្រោកឈរឡើងគេប្រកាសក្តែងថាតំណែងកំពូលនោះគឺជារបស់គេតែម្នាក់គត់ខ្ញុំងាកខ្លួនយឺតហើយសម្លឹងចំកៅភ្នែករបស់គេដោយផ្ទាល់ទីងបញ្ចេញធម្មពលដ៏គួរឲ្យខ្លាចគេសង្កត់ធ្ងន់ថាសាលាទាំងមូលមានសិស្សដែលខ្លាំងជាងគេតែម្នាក់ប៉ុណ្ណោះនៅខាងក្រៅលីងពិតជាភ្ញាក់ប្រែលខ្លាំងណាស់នាងមិនដែលឃើញទីងបញ្ចេញកំហឹងនិងអារម្មណ៍ខ្លាំងក្លាបែបនេះពីមុនមកទេសង្គ្រាមរវាងពួកយើងទាំងពីរគឺចាប់ផ្ដើមជាផ្លូវការហើយលែងលាក់បាំងទៀតហើយនៅខាងលើនាយកសាលាហាក់ដូចជាមានមោទនភាពណាស់ដែលសិស្សរបស់គាត់មិនចេះខ្លាចញញូតអ្វីទាល់តែសោះប៉ុន្តែលីងកំពុងបារម្ភពីខ្ញុំជ្រើសរើសគួរហៅកម្រិត D ដែលសូម្បីតែសិស្សកម្រិត C ក៏មិនអាចឆ្លងកាត់ម្នាក់ឯងបានដែរការពិតបើឈ្នះយើងនឹងបាន150ពិន្ទុប៉ុន្តែកម្រិតលំបាករបស់វាគឺសាហាវហួសថ្លៃម្យ៉ាងទៀតមិត្តរួមក្រុមរបស់ខ្ញុំក៏មិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់កម្រិតនេះដែរនាយកសាលាបានបញ្ជាក់បន្ថែមថាពួកយើងសល់ពេលតែ1ខែទៀតប៉ុណ្ណោះសម្រាប់ពួកយើងមិនអាចពង្រឹងសមត្ថភាពតាន់ពេលក្នុងរយៈពេលដ៏ខ្លីនេះទេទោះយ៉ាងណាគាត់នៅតែសង្ឃឹមថាពួកយើងនឹងធ្វើបានល្អ2អាទិត្យក្រោយមកនៅទីលានហ្វឹកហាត់មិត្តរួមក្រុមរបស់ខ្ញុំដេកដួលលើដីអស់កម្លាំងរលីងតែម្ដងឡងដកដង្ហើមញាប់សួរថាហេតុអីយើងហ្វឹកហាត់កម្លាំងបាយខណៈអ្នកផ្សេងប្រើប្រព័ន្ធក្លែងធ្វើខ្ញុំបង្ខំឲ្យពួកគេហាត់ប្រាណគ្រប់ទម្រង់ដ៏សាហាវធ្វើឲ្យពួកគេហត់នឿយនិងមួម៉ៅយ៉ាងខ្លាំងមកលើខ្ញុំត្រូវបញ្យល់ពួកគេតាមត្រង់ការហ្វឹកហាត់ក្នុងម៉ាស៊ីនក្លែងធ្វើគ្មានជួយអ្វីបានទាល់តែសោះទេពេលដែលអ្នកឈានជើងចូលគោះហាបិសាចពិតប្រាកដជាលើកដំបូងខួរក្បាលអ្នកនឹងទទេស្អាតអ្វីដែលអាចសង្គ្រោះជីវិតអ្នកបានគឺសភាវគតិសុទ្ធសាធការវឹកហាត់ដ៏កាចសាហាវនេះគឺដើម្បីពង្រឹងកម្លាំងកាយធ្វើឲ្យពួកគេអាចផ្លាស់ទីលឿននិងឆ្លើយតបបានរហ័សជាការពិតការវឹកហាត់ល្អបំផុតគឺចូលទៅក្នុងគូហាពិតប្រាកដដើម្បីយកបទពិសោធន៍ផ្ទាល់ប៉ុន្តែសម្រាប់កូនអ្នកក្រដូចពួកយើងបានត្រឹមតែស្រមៃប៉ុណ្ណោះមានតែសិស្សអភិជនទេដែលបានឱកាសមាសនេះពួកគេកើតមកលើគំនូរទ្របមិនដែលស្គាល់ពាក្យថាលំបាកឡើយហើយទោះបីជាយ៉ាងណាក៏ដោយពួកអភិជនទាំងនោះនឹងធ្វើគ្រប់យ៉ាងដើម្បីជន់ឈ្លីពួកយើងកុំឲ្យងើបរួចដើម្បីឲ្យពួកគេនៅតែកាន់កាប់តំណែងកម្ពុជាជារៀងរហូតពួកគេមានធនធានគ្រប់យ៉ាងដែលយើងចំណាយពេលពេញមួយជីវិតដើម្បីតែចង់បានវាមេអន្តេវាសកដ្ឋានមើលទៅអស់សង្ឃឹមសួរថាតើមនុស្សធម្មតាដូចពួកយើងត្រូវធ្វើរបៀបណាទៅពេលនោះហើយដែលខ្ញុំទម្លាយផែនការសម្ងាត់ចាំមើលទាំងអស់គ្នាណាប្រសិនបើពួកយើងអាចចូលទៅក្នុងសមាគមអធិរាជបាននោះពួកយើងនឹងអាចផ្លាស់ប្ដូរប្រព័ន្ធដ៏រលួយនេះទាំងមូលតែម្ដងការធ្វើតេស្តបញ្ចប់ការសិក្សានេះគឺជាឱកាសតែមួយគត់ដើម្បីយកឈ្នះពួកអភិជនហើយដណ្ដើមយកអ្វីដែលជារបស់យើង
នេះជាក្តីស្រមៃរបស់ខ្ញុំស្បត់នឹងជីវិតថានឹងរក្សាពាក្យសន្យានេះពួកយើងច្បាស់ជាឈ្នះទោះត្រូវលះបង់អ្វីក៏ដោយសល់ពេលត្រឹមតែកន្លះខែទៀតប៉ុណ្ណោះមុនការប្រឡងបញ្ចប់មកដល់ពេលវេលាកំពុងតែដើរហើយពេលពួកគេគេងខ្ញុំលួចចូលទៅវៃយកបទពិសោធន៍ក្នុងប៉មអវកាសជារៀងរាល់យប់តែម្ដងពួកតោក្មួយគឺសាហាវណាស់ពួកវាវាយខ្ញុំតទៅហូរឈាមប៉ុន្តែខ្ញុំបដិសេធមិនព្រមចោះចាញ់ទេខ្ញុំចង់ឈ្នះខ្លាំងណាស់5ថ្ងៃមុនការប្រឡងធំមិត្តរួមក្រុមខ្ញុំកំពុងខិតខំហ្វឹកហាត់អស់ពីកម្លាំងកាយចិត្តរបស់ពួកគេហើយប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំឈានដល់កម្រិតមួយផ្សេងទៀតបានទៅហើយបើមានអ្នកឃើញខ្ញុំពេលនេះពួកគេច្បាស់ជាលន់មាត់ថាគាត់ខ្លាំងមិនធម្មតាទេជឿខ្ញុំអត់ការហ្វឹកហាត់របស់គាត់ធ្វើឲ្យ Vehashira ត្រឹមជាការកម្ដៅសាច់ដុំប៉ុណ្ណោះសល់តែ2ថ្ងៃទៀតទេគូប្រជែងរបស់គាត់ក៏មិនបានបន្ធូរដៃដែរប៉ុន្តែ Jane កំពុងខ្លាយជាខ្លាំងជាងមុនយ៉ាងរហ័សពេលនេះគាត់អាចតទោសត្វតោមួយហ្វូងក្រោមសម្ពាធទំនាញដ៏សាហាវគាត់ខ្លាំងមែនទែនមានឈាមហូរកាត់ផ្ទៃមុខគាត់មើលទៅកាន់តែត្រៀមខ្លួនរួចរាល់ដើម្បីឈ្នះនៅថ្ងៃប្រឡងមានកូនដ្រូនមួយហោះតាមបេក្ខជនគ្រប់គ្នាដើម្បីណែនាំផ្លូវពួកក្មេងប្រុសដើរចូលមកជាមួយឯកសណ្ឋានដូចគ្នាមើលទៅសង្ហាកប់សេរីពេលបេក្ខជនទាំងអស់ពាក់ខ្សែដៃរួចរាល់ការប្រឡងក៏ចាប់ផ្ដើមជាផ្លូវការពេលនោះនាយកសាលាក៏ស្វាគមន៍កងលីនយ៉ាងរាក់ទាក់បុរសសង្ហានេះគឺឪពុកប្រធានទីងជាអ្នកបង្កើត Imperial Guild ពួកសិស្សនាំគ្នាសម្លឹងមើលមិនដាក់ភ្នែកពេលឃើញមេដឹកនាំ Imperial Guild ពួកគេសម្លឹងមើលគាត់ហាក់ដូចជាសត្វកម្រចេញពីសួនសត្វអញ្ចឹងការចង់ដឹងកាន់តែខ្លាំងពេលឃើញអ្នកទាំងពីរស្វាគមន៍ឡានលីម៉ូស៊ីនពណ៌សមួយគ្រឿងបុរសសក់ក្រហម Carl Cavendish បានដើរចេញពីឡានយ៉ាងស្ងប់ស្ងាត់សិស្សគ្រប់គ្នាភ្ញាក់អោលព្រោះអ្នកណាក៏ស្គាល់អនុប្រធានសម្ព័ន្ធ World Guild Alliance នេះដែរមនុស្សកម្រិតគាត់ធម្មតាមិនដែលលេចមុខនៅទីតាំងក្បែរនេះឡើយនៅខាងក្នុងបន្ទប់ VIP មួយនាយកបានរាយការណ៍ប្រាប់ភ្ញៀវកិត្តិយសថាមាន23ក្រុមកំពុងប្រកួតក្នុងតហាបិសាច F rank ក្រុមខ្លះរើសគូហាកម្រិត E rank ខណៈមានតែ2ក្រុមប៉ុណ្ណោះហ៊ានលេងកម្រិត D rank លេខាសម្ព័ន្ធ Creed ពិតជាភ្ញាក់ផ្អើលខ្លាំងដែលសិស្សហ៊ានធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់បែបនេះជាទូទៅសូម្បីតែក្រុម D rank ក៏ត្រូវត្រៀមខ្លួនយ៉ាងល្អមុនចូលគូហា Grade D ដែរនាងសួរថាតើសាលាពិតជាបានគិតគូរដល់សុវត្ថិភាពសិស្សឬក៏អត់លើបែបនេះនាយកបកស្រាយយ៉ាងស្ងប់ស្ងាត់ថាសិស្សទាំងអស់ដឹងខ្លួនច្បាស់ពីជំរើសរបស់ខ្លួនគាត់បញ្ជាក់ច្បាស់ថាអ្នកភ្ញាក់ដឹងខ្លួនដែលគ្មានបទពិសោធន៍ប្រយុទ្ធជាក់ស្ដែងសោះច្បាស់ជាតស៊ូវេទនាសំបីជាមួយបិសាច F rank ប៉ុន្តែគ្រោះថ្នាក់ពិតប្រាកដគឺមេកេយរបស់គូហាដែលមានថាមពលខ្លាំងជាងពួកបិសាចតូចតាចឆ្ងាយណាស់ក្រុមជាច្រើនតែងតែបរាជ័យនៅទីបញ្ចប់ដោយមិនអាចយកឈ្នះមេបិសាចបានតែដឹងអត់គ្រប់យ៉ាងគឺខុសគ្នាស្រឡះក្នុងគូហា E rank សូម្បីតែបិសាចធម្មតានៅទីនោះក៏មានកម្លាំងស្មើមេកេយ F rank ទៅហើយភាពខុសនេះជាមេរៀនដែលពួកសិស្សតែងតែជួបប្រទះយ៉ាងឈឺចាប់លេខាសម្ព័ន្ធសួរថាតើមានវិធីការពារទេពីស្ថានភាពធ្លាក់ក្នុងភាពគ្រោះថ្នាក់នាយកបានបញ្ជាក់ថាសាលាពិតជាឲ្យតម្លៃខ្ពស់លើសិស្សដែលមានសក្តានុពលដើម្បីសុវត្ថិភាពសិស្សអ្នកចម្បាំងមកពី Imperial Guild ត្រូវបានឈរជើងមុខគូហាទាំងអស់ត្រៀមជួយភ្លាមបើមានរឿងមិនស្រួលកើតឡើងលើពីនេះទៀតខ្សែដៃដែលសិស្សពាក់អាចបញ្ជូនពួកគេចាញ់ភ្លាមប្រសិនបើពួកគេព្រមចោះចាញ់ឬប្រសិនបើជីវិតរបស់ពួកគេពិតជាជួបគ្រោះថ្នាក់លើបែបនេះនាងនៅតែសង្ស័យថាសាលាមានសិស្សខ្លាំងគ្រប់គ្រាន់ហ៊ានតទល់គូហា D rank អត់នាងលួចសួរខ្លួនឯងថាតើពួកគេអាចតស៊ូបានយូរប៉ុណ្ណាទៅចំណែកនេះយុគវិញមានជំនឿថាពួកក្មេង E rank ទាំងនោះនឹងរត់ចេញមកទាំងទឹកភ្នែកឥឡូវពួកយើងងាកមើលកូហា D rank ដែលពេញដោយដើមឈើយ៉ាក់គ្របដណ្ដប់ដោយទឹកកកវិញមិត្តភក្តិរបស់ Chen កំពុងភ័យញ័រអ្នកណាក៏ភ័យដែរពេលឃើញសត្វចម្លែកដែលដូចកូនកាត់រវាងពជាវនិងស្វាបែបនេះគាត់បានប្រញាប់រមានក្រុមរបស់គាត់ថាសត្វចម្លែកទាំងនោះអាចហោះវាយប្រហារក្នុងមួយពព្រិចភ្នែករួចអ្នកទាំងអស់គ្នាពួកគេគួរតែបើកភ្នែកឲ្យធំមើលហើយភ្លាមនោះហ្វូងសត្វពជាវស្វាខ្មោចបានហោះឆាបចុះមករកពួកគេដោយផ្ទាល់តែម្ដងគួរឲ្យភ្ញាក់ផ្អើលក្មេងប្រុសទាំងអស់អាចគេចពីការវាយប្រហារដ៏លឿនដូចរន្ទះរបស់បិសាចបានខណៈកំពុងដែលគេឈុតពីបិសាចកម្រិត D រឿងដែលក៏ក្រើកជាងនេះបានតាក់ទាញភ្នែកពួកគេក៏ដូចជាពួកយើងដែរនិស្សិតធម្មតារបស់យើងឈរយ៉ាងស្ងប់ស្ងាត់ជាមួយនឹងដាវរន្ទះនៅក្នុងដៃហុំព័ទ្ធដោយសាកសពបិសាចដែលដេកស្លាប់នៅជើងរបស់គាត់
គាត់ប្រាប់ក្រុមឲ្យផ្ដោតលើការសង្គ្រោះខ្លួនឯងសិនព្រោះពួកគេមិនទាន់ខ្លាំងគ្រប់គ្រាន់ហើយទុកភារកិច្ចដែលនៅសល់ឲ្យគាត់ជាអ្នកចាត់ការពេលនោះសត្វប្រជើស្វាខ្មោចមួយទៀតបានស្ទុះមករកពួកគេក្នុងល្បឿនយ៉ាងលឿនអស្ចារ្យប៉ុន្តែពួកគេស្ទើរតែមិនអាចគេចផុតនៅវិនាទីចុងក្រោយទៅហើយសៀងស៊ូស្រាប់តែដឹងថាវាបរោះរបស់យើងតាមពិតបានជំរុញឲ្យពួកគេវឹកហាត់ល្បឿននិងប្រតិកម្មរបស់ពួកគេដើម្បីអាចរស់រានមានជីវិតពីបិសាចបែបនេះបានស៊ូខំថ្មិញដោយដឹងថាគាត់តែងតែតាំងខ្លួនឯងជាស្ដេចអន្តេវាសិកដ្ឋានរហូតមកប៉ុន្តែពេលនេះព្រះរាជាអង្គនេះគ្មានជំរឿក្រៅពីពឹងផ្អែកលើមិត្តរួមបន្ទប់ដ៏ធម្មតារបស់គាត់ទេនៅពេលជាមួយគ្នានោះចេនបានកំចាត់សត្វស្វាខ្មោចដែលនៅសល់រលីងតែម្ដងពួកវាហោះសម្រុកចូលរកគាត់ជាបន្តបន្ទាប់ប៉ុន្តែបុរសខ្លាំងយើងកាប់ពួកវាដាច់ខ្ទេចមុនពេលពួកវាដឹងខ្លួនថាត្រូវដាច់សេវាលាចាក់លោកទៅទៀតស្ដេចអន្តេវាសិកដ្ឋានរអ៊ូទាំម្នាក់ឯងថាគាត់តែងតែលឺម៉ាឡុងនិយាយថាចេនខ្លាំងប៉ុន្តែនេះជាលើកទី1ហើយដែលគាត់បានឃើញវាដោយផ្ទាល់ភ្នែកសម្រាប់គាត់ចេនមិនដូចជានិស្សិតបញ្ចប់ការសិក្សាធម្មតាទេតែដូចជាទាហានដែលឆ្លងកាត់សង្គ្រាមរាប់មិនអស់អញ្ចឹងខណៈពេលការសម្លាប់នៅតែបន្តយ៉ាងសាហាវអតីតស្ដេចអន្តេវាសិកដ្ឋានចាប់ផ្ដើមច្រណែននឹងគេឈ្មោះដ៏លេចធ្លោរបស់វីរបុរសយើងបន្តិចម្ដងស្រាប់តែបិសាចមួយទៀតលេចមុខពីក្រោយក្រុមហើយគាត់ស្ទើរតែមិនអាចទប់ការវាយប្រហាររបស់វាបានឡើយគាត់ចាប់ជើងបិសាចនោះដោយដៃភ្លើងរបស់គាត់ហើយស្រែកប្រាប់មិត្តរួមក្រុមគាត់ស្រែកប្រាប់ពួកគេឈប់ធ្វើជាបន្ទុកហើយតាំងស្មារតីឡើងវិញភ្លាមទៅចេនមិនមែនជាមនុស្សតែម្នាក់ដែលត្រូវការបន្ទុកបញ្ចប់ការសិក្សានោះទេអ្នកផ្សេងទៀតសម្លឹងមើលគាត់ភ្ញាក់ផ្អើលនឹងការបដិញ្ញាចិត្តភ្លាមនេះណាដោយបានការជំរុញចិត្តពីស្ដេចអន្តេវាសិកដ្ឋានសាំងស៊ូក៏ប្រើមុនអាគមរុក្ខជាតិរបស់គាត់ចំណងវល់ហើយក៏អាចចាប់សត្វបជាវស្វាយនោះបានសម្រេចតែគួរឲ្យរន្ធត់បិសាចនោះរើបំរាស់រួចស្ទើរតែភ្លាមហើយថែមទាំងទាត់ស៊ូមួយជើងទៀតផងឡងប្រើមុនអាគមពពកខ្យល់កកដែលត្រឹមតែធ្វើឲ្យបិសាចនឹងយឺតបន្តិចប៉ុណ្ណោះដូច្នេះពួកគេសម្រេចចិត្តបញ្ចូលការវាយប្រហារចូលគ្នាដោយសហការគ្នាពួកគេអាចចាប់បិសាចនោះបានមួយផ្លេតហើយស្រែកប្រាប់ស្ដេចអន្តេវាសិកដ្ឋានឲ្យចាប់យកឱកាសមាសនេះគាត់បញ្ចេញគ្រាប់ភ្លើងនុយក្លេអ៊ែរហើយបាញ់ចំគោលដៅពេញទំហឹងតែម្ដងប៉ុន្តែវាគ្រាន់តែធ្វើឲ្យរំបិសាចនោះខ្លោចបន្តិចបន្តួចប៉ុណ្ណោះគាត់បាញ់គ្រាប់ភ្លើងជាច្រើនទៀតទៅលើបិសាចនោះប៉ុន្តែហាក់ដូចជាគ្មានអ្វីអាចសម្លាប់វាបានសោះសានហ្សូនិងឡុងគឺចិត្តដល់ដែនកំណត់របស់ពួកគេទៅហើយស្ដេចអន្តេវាសិកដ្ឋានសម្រេចចិត្តថាគាត់មិនអាចលាក់កម្លាំងទៅទៀតបានទេគាត់ប្រមូលកម្លាំងបាញ់គ្រាប់ភ្លើងផ្ទុះយ៉ាងធំចំសត្វចម្លែកនោះបង្កើតជាបន្ទុះយ៉ាងកក្រើកអូហូគាត់ខ្លាំងណាស់ពេលផ្សែងរលាយបាត់សត្រឹមតែក្រងឆ្អឹងខ្លោចខ្មៅប៉ុណ្ណោះ Drone ប្រកាសថាពួកគេបានកម្ចាត់សត្វប្រជៀវស្វាខ្មោចកម្រិតDដោយជោគជ័យអ្នកទាំង3ដួលទៅលើដីដោយអស់កម្លាំងពីខ្លួនរលីងតែម្ដងពួកគេរំភើបចិត្តយ៉ាងខ្លាំងដែលអាចយកឈ្នះបិសាចកម្រិតDដោយខ្លួនឯងបានសម្រេចវារបស់យើងដើរមកទាំងភ្ញាក់ផ្អើលបន្តិចហើយពួកគេសួរភ្លាមថាតើគាត់ឃើញពួកគេកម្ចាត់វាដែរឬទេបិសាចនោះបន្សល់ទុកតែឆ្អឹងម្រាមដៃមួយប៉ុណ្ណោះជាវត្ថុរង្វាន់ហើយស៊ូនិយាយយ៉ាងរំភើយថាការសម្លាប់វាគឺងាយស្រួលដូចបកចេកអញ្ចឹងចែនអបអសាទរពួកគេយ៉ាងណាក៏ដោយហើយមិនយូរប៉ុន្មាន Drone ក៏ប្រកាសថាបិសាចទាំងអស់នៅក្នុងរូងភ្នំត្រូវបានសម្អាតខ្ទេចពេលមើលការផ្សាយនេះយូកងស្ទើរតែឈួតពេលឃើញសិស្សថ្នាក់ទាបដែលគ្មានបទពិសោធន៍ប្រយុទ្ធសោះអាចវាយឈ្នះការគំរាមកំហែងកម្រិតDដែលលើសពីសមត្ថភាពរបស់ពួកគេឆ្ងាយណាស់បុគ្គលិកផ្សេងទៀតនាំគ្នារក្សាភាពស្ងៀមស្ងាត់ដោយចេតនាចំណែកឯភាគីអនុប្រធាន Cavendish ជំនួយការសរសើរជេនយ៉ាងស្ងប់ស្ងាត់ពីសមត្ថភាពដ៏ខ្លាំងក្លានេះគាត់គិតក្នុងចិត្តថាអូរ៉ារបស់ជេនធ្វើឲ្យគាត់នឹកឃើញដល់មិត្តចាស់ម្នាក់យ៉ាងខ្លាំងអនុប្រធានបាននិយាយឈ្មោះចែនហើយកត់សម្គាល់ដើម្បីចងចាំក្មេងនេះរឿងនេះធ្វើឲ្យឪពុករបស់ទីងនិងនាយកភ្ញាក់ផ្អើលភ្លាមនាយកប្រញាប់បង្វែរចំណាប់អារម្មណ៍ទៅកាន់ក្រុមប្រឹក្សាសិស្សនៅក្នុងរូងភ្នំកម្រិតDមួយទៀតដើម្បីជៀសវាងការចាប់អារម្មណ៍លើចែនបន្តទៀតគាត់ចង្អុលបង្ហាញថាក្រុមនេះបានទៅដល់ផ្នែកកណ្ដាលបាត់ទៅហើយជំនួយការរបស់ប្រធានក៏សរសើរពីការសហការរបស់ពួកគេដោយប្រៀបធៀបវាទៅនឹងក្រុមវាយលុកហ្គីលអាជីពពិតប្រាកដប្រតិកម្មនេះធ្វើឲ្យប្រធានខាលសោចហើយគាត់បញ្ជាក់ថាគុណភាពនៃសិស្សបញ្ចប់ការសិក្សាឆ្នាំនេះពិតជាអស្ចារ្យមែនធៀបនឹងចំនួនមុននាយកកងលួចនិយាយខ្សឹបថាការប្រយុទ្ធដ៏ពិតប្រាកដទើបតែចាប់ផ្ដើមប៉ុណ្ណោះហើយអ្នកទាំងអស់គ្នាត្រៀមមើលទស្សនីយភាពដ៏កក្រើកបន្តទៀតទៅត្រឡប់មករួងវល់ពលកម្រិតDវិញក្រុមរបស់ប្រធានកំពុងប្រឈមមុខនឹងការវាយប្រហារពីបិសាចផ្សិតពុលដែលលេចចេញមកពីគ្រប់ទិសទី
ក្មេងស្រីម្នាក់ដេញហ្គីតាបញ្ចេញបទភ្លេងក្តីវិនាសខណៈដែលអ្នកវេទមន្តផ្កាយភ្ជាប់ផ្សិតទាំងនោះបញ្ចូលគ្នាដោយប្រើថាមពលដើម្បីវាយប្រហារព្រមគ្នាបន្ទាប់មកគេហៅប្រធានក្រុមហើយប្រធានក៏ស្ទុះទៅមុខជាមួយដាវរបស់គេរួចរាល់ដើម្បីបញ្ចប់ការវាយប្រហារយ៉ាងលុយត្រឹមមួយក្បាច់ដ៏លឿនបិសាចផ្សិតផ្ទុះបីខ្ចាត់ចាយពេលប្រធានបញ្ចេញក្បាច់កាប់មេឃាភ្លើងដ៏សុក្រឹតរបស់គេមិត្តរួមក្រុមឃើញថាបិសាចក្នុងការប្រឡងរបស់សាលានេះដូចបេះបិទទៅនឹងអ្វីដែលពួកគេបានជួបពេលហ្វឹកហាត់ពីមុនដោយសារភាពស៊ាំនេះក្រុមអាចដោះស្រាយស្ថានភាពបានដោយគ្មានការលំបាកឬសម្ពាធអ្វីឡើយពួកគេបានរំពឹងរួចហើយថាការប្រឡងមិនចប់ការសិក្សានឹងត្រូវបានរៀបចំទុកជាមុនដោយសាលាព្រោះការគ្រប់គ្រងនេះធានានៅផ្លូវជីវិតដ៏រលូនទៅថ្ងៃមុខដោយមានជំនឿបែបនេះពួកគេចាប់ដើមអបអរមុនព្រោះជឿជាក់ទាំងស្រុងថាពួកគេនឹងទទួលបានតំណែងជើងឯកឆ្នាំនេះដោយគ្មានបញ្ហាឬឧបសគ្គអ្វីទាំងអស់ត្រឡប់មកកាន់ជាន់ចុងក្រោយនៃព្រៃពពកវិញក្មេងប្រុសទាំងនេះភ្ញាក់ផ្អើលដែលពួកគេអាចរស់រានមានជីវិតដល់ជួបមេកន្ត្រាញ់បែបនេះនៅកណ្ដាលទីរហោឋានតកកពួកគេឃើញសត្វស្វាខ្មោចមួយកំពុងស៊ីចំណីយ៉ាងស្ងាត់ស្ងាត់ស្ដេចអន្តេវាសកដ្ឋានចាប់ផ្ដើមបែកញើសភ្លាមគ្រាន់តែស្រមៃដល់កម្លាំងដ៏លើសលប់របស់បិសាចនេះត្រូវមកកំភ្លៀងពីអាមួយនឹងប្រហែលបញ្ជូនគេត្រង់ទៅឋាននរកមិនខានដូចចំពេលបិសាចនោះយឺតសម្លឹងចំគោដៅដែលខ្សោយបំផុតក្នុងក្រុមម៉ាឡុងភ័យស្លន់ស្លោហើយសម្លេងស្រែកមួយនោះគ្រប់គ្រាន់នឹងបញ្ឆេះកំហឹងសត្វនោះស្វាយ៉ាក់លោតសម្រុកសម្ដៅមកហុកពួកគេយ៉ាងគួរឲ្យរន្ធត់បំផុតពួកក្មេងប្រុសបោរត់យកតែព្រះអាយុដូចជាជីវិតពឹងផ្អែកលើការរត់នេះផ្ទុយទៅវិញចែនស្ទុះទៅមុខដោយមិនស្ទាក់ស្ទើរគាត់លោតទាត់ចំមុខវាយ៉ាងសាហាវរួចវាយឥតឈប់វាយឡើងអណ្ដែតគាត់ខ្លាំងណាស់គាត់បញ្ចប់ការប្រយុទ្ធដោយហែកវាជាបំណែកសាច់ស្វាចិញ្ច្រាំខ្ទេចខ្ទីអស់តែម្ដងការបង្ហាញសាហាវនេះធ្វើឲ្យក្រុមគេឈោកគាំងស្រឡំកាំងតែម្ដងក្នុងនាមជាអ្នកទស្សនាខ្ញុំឃើញឆេនមានអារម្មណ៍ធុញថប់ណាស់ព្រោះបិសាចកម្រិតដេមិនបានផ្ដល់បទពិសោធន៍ល្អដល់គាត់ទេរបស់ដែលធ្លាក់មកក៏គួរឲ្យខកចិត្តដែរស្រាប់តែពេលនោះគាត់ឮមិត្តរួមក្រុមស្រែកឡើងយ៉ាងរំភើបថាពួកគេបានរកឃើញត្បូងម៉ាណាយៈមើលទៅសត្វស្វាយៈនោះបានលាក់ទុកត្បូងទាំងនោះនៅក្នុងប្រហោងដើមឈើនេះឯងមិត្តភក្តិគាត់ស្ទើរតែហូរទឹកមាត់ពេលឃើញកំណប់នេះហើយក៏ប្រញាប់លូកដៃទៅយកត្បូងភ្លាមចេនបានស្រែកប្រាប់ឲ្យប្រយ័ត្នប៉ុន្តែគាត់យឺតពេល1វិនាទីបាត់ទៅហើយភ្លាមពេលដៃប៉ះត្បូងម៉ាណាពន្លឺចាំងភ្នែកបានផ្ទុះឡើងយ៉ាងសាហាវមើលទៅខ្មាខ្លាំងមែនទែនត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះតំបន់ទាំងមូលត្រូវបានគ្របដណ្ដប់ដោយទឹកកកឆាន់ស៊ូព្រមទាំងឡូនិងដ្រូនត្រូវកកជាប់ទាំងស្រុងដោយសារកម្លាំងផ្ទុះទឹកកកនេះត្រឡប់មកបន្ទប់ VIP វិញការផ្សាយបន្តផ្ទាល់នៃការប្រឡងត្រូវបានកាត់ផ្តាច់ភ្លាមតែម្ដងនាយកសាលាដ៏អាក្រក់នោះញញឹមចុងមាត់ហាក់ដូចជាគាត់កំពុងរងចាំលទ្ធផលមួយនេះអញ្ចឹងគាត់រំពឹងរួចហើយថាបិសាចកម្រិតខ្ពស់នឹងរៀបអន្ទាក់បែបនេះហើយវាមិនយូរប្រមាណទេមុនពេលឆេននិងក្រុមអ្នកស្ម័គ្រចិត្តរបស់គាត់ដើរចូលអន្ទាក់ដែលខ្ញុំកំពុងតាមដាននេះអនុប្រធាន Candice មើលទៅមិនសប្បាយចិត្តសោះដោយបារម្ភយ៉ាងច្បាស់ពីសុវត្ថិភាពរបស់សិស្សគ្រប់គ្នានាយកធ្វើពុតជាសោកស្ដាយពីការបរាជ័យរបស់ Chen ហើយអះអាងថាគ្មានជំរឿសការវិទីងពួកគេចេញភ្លាមទេនាយកសាលាមិនយល់ស្របទេគាត់ប្រកែកថាពួកគេមិនមានគ្រោះថ្នាក់ភ្លាមទេព្រោះខ្សែដៃនឹងដំណើរការប្រសិនបើសញ្ញាជីវិតរបស់សិស្សคล้ายជាមិនប្រក្រតីហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេគិតចង់បោះបង់នោះទេគាត់ជឿថាមានតែអ្នកចូលរួមប៉ុណ្ណោះដែលគូមានសិទ្ធិសម្រេចចិត្តថាពេលណាពួកគេត្រូវបោះបង់ត្រឡប់មកគប់ងងឹតវិញម៉ាឡុងញ័រចំប្រប់ក្នុងភាពត្រជាក់ដល់កាត់ស្បែកក្នុងចំណោមអ្នកទាំងអស់គ្នាក្នុងក្រុមក្មេងនេះគឺជាមនុស្សតែម្នាក់គត់ដែលគេចផុតពីការកកដោយសារថ្នាក់របស់គាត់មានភាពធន់នឹងទឹកកកខ្ពស់ពីធម្មជាតិពេលនោះឯងឡងបានលឺសំឡេងឆ្អឹងសើចយ៉ាងព្រឺព្រួចហើយឃើញបិសាចតកកដូចក្រងឆ្អឹងដែលហាក់ដូចជាសម្លឹងមើលចូលទៅក្នុងព្រលឹងរបស់គាត់ដោយគ្មានមេត្តាគាត់បានចំណាំថាវាគឺជាមេកើយនៃសម្បុកនេះហើយនឹកឃើញថាធ្លាប់ឃើញវារៀបរាប់ក្នុងសៀវភៅបិសាចពីមុនគាត់នឹកឃើញភ្លាមថាតាមពិតវាជាអ្នកវេទមន្តពពកដែលអាចគ្រប់គ្រងសមត្ថភាពការពារនិងវាយប្រហារយ៉ាងងាយស្រួលបំផុតខណៈពេលដែលវាបញ្ជាទឹកកកនឹងព្រើលដោយមិនចាំបាច់ប្រឹងប្រែងអ្វីទាល់តែសោះគាត់ក៏នឹកឃើញដែរថាសត្វចម្លែកនៅចំពោះមុខគាត់នេះដែលចូលចិត្តសម្លាប់ចំណីតាមរយៈការធ្វើទារុណកម្មយ៉ាងយូរនោះត្រូវបានគេស្គាល់ថាជាស្ដេចក្រុងឆ្អឹងនៃសំណល់គាត់ដឹងច្បាស់ថាគ្រាប់បែកតកកនោះគ្រាន់តែជាអន្ទាក់មួយប៉ុណ្ណោះ
ដូចនេះគាត់ក៏ងាកក្រោយហើយរត់ដោយមិនស្ទាក់ស្ទើរដើម្បីសង្គ្រោះជីវិតខ្លួនឯងឡងយល់ច្បាស់ថាគាត់មិនអាចទប់ទល់នឹងបិសាចកម្រិតអេសនេះបានទេតែខ្ញុំជឿជាក់លើសក្តានុពលគាត់ប្រញាប់រត់ទៅរកឆេងក្នុងគោលបំណងចង់រំដោះមិត្តរបស់គាត់ប៉ុន្តែការវាយប្រហារដោយទឹកកកបានបុកចំជើងគាត់មុនពេលគាត់ទៅដល់គោលដៅទាន់ពេលវេលាស្ដេចក្រុងឆ្អឹងសៅចំអកចំពោះក្តីទុកគាត់ខណៈខ្សែដៃបញ្ចេញសញ្ញាព្រមានដែលប្រាប់គាត់ថាជើងគាត់ត្រូវបានចាក់ទម្លុះទាំងស្រុងហើយវាផ្ដល់ជំរឿសឲ្យគាត់ក្នុងការបោះបង់ចោលការប្រឡងមួយនេះប៉ុន្តែឡងបដិសេធមិនព្រមបោះបង់ក្តីសង្ឃឹមទេហើយនៅតែព្យាយាមរំលាយទឹកកកពីឆេនទោះពួកយើងមើលទៅអស់សង្ឃឹមក៏ដោយនៅពេលនោះបំណែកទឹកកកមួយទៀតបានបាញ់ទម្លុះដៃរបស់គាត់យ៉ាងសាហាវដែលរារាំងគាត់មិនឲ្យរំដោះឆេនបានទោះបីជាគាត់ខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយស្ដេចក្រុងឆ្អឹងរីករាយនឹងការរងទុក្ខរបស់ឡងខណៈពេលវាមើលគាត់ទ្រាំឈឺចាប់ការឈឺចាប់មិនអាចទ្រាំបានខណៈខ្សែដៃគាត់ចេញការព្រមានមួយទៀតពីការខូចខាតធ្ងន់ធ្ងរវាចាប់បានថាដៃរបស់គាត់ក៏ត្រូវបានចាក់ទម្លុះដែរហើយកត់សម្គាល់ថាចង្វាក់បេះដូងគាត់បានកើនឡើងដល់កម្រិតគ្រោះថ្នាក់បន្ទាប់មកវាក៏ផ្ដល់ជំរឿសឲ្យគាត់បោះបង់ការប្រឡងនេះម្ដងទៀតតែពួកយើងកំពុងមើលក្មេងនេះបែរជានឹកឃើញរឿងអតីតកាលទៅវិញគាត់នឹកឃើញថាពេញមួយជីវិតគាត់តែងតែរត់គេចពីបញ្ហាពេលការលំបាកលេចឡើងប៉ុន្តែខ្ញុំដឹងថាគាត់នឹងភ្ញាក់រលឹកទម្លាប់នោះធ្វើឲ្យគាត់ដើរក្រោយគេជានិច្ចប៉ុន្តែចាំមើលគាត់ខ្លាំងណាស់វានឹងប្រែប្រួលហើយពួកយើងនេះចាំមិនភ្លេចទេរាល់ពេលដែលគេមើងងាយជន់ឈ្លីនឹងសោចចំអកដាក់គាត់នោះប៉ុន្តែគាត់នឹងមិត្តភ័ក្តិបានលះបង់កម្លាំងញើសឈាមច្រើនណាស់ទម្រាំមកដល់ចំណុចនេះពេលនេះគាត់ចាត់ទុកថាវាជាឱកាសចុងក្រោយដើម្បីបដូរជោគវាសនាពួកគាត់ហើយអ៊ីចឹងគាត់ប្រមូលកម្លាំងចុងក្រោយក្រោកឈរឡើងហើយទីបំផុតក៏អាចរំដោះឆេនចេញបានគាត់ឈរយ៉ាងរឹងមាំខណៈបិសាចបូនឃីងបាញ់បំណែកតកកសម្ដៅមករកគាត់មិនឲ្យដកដង្ហើមទាន់សោះពេលការវាយប្រហារជិតមកដល់គាត់ក៏ស្លែកមួយទំហឹងហើយភ្លាមនោះឆេនក៏បើកភ្នែកឡើងតែម្ដងដុំតកកក៏បែកខ្ទេចខ្ទីបែកខ្ចាត់ខ្ចាយហើយឆេនស្ទុះទៅមុខអូឡងចេញពីគ្រោះថ្នាក់យ៉ាងលឿនផ្លេកការគិតខ្លួនភ្លាមនេះធ្វើឲ្យបូនឃីងភាំងស្មារតីតែម្ដងចំណែកឡងក៏ដឹងខ្លួនភ្លាមថាតាមពិតឆេនជាអ្នកបំបែកគុកតកកនោះដោយកម្លាំងខ្លួនឯងសោះវាបរោះយើងអរគុណឡងដែលជួយហើយក៏សួរនាំពីរពុះដោយក្តីបារម្ភយ៉ាងខ្លាំងឡងឆ្លើយតបថាឈាមបានឈប់ហូរហើយសម្រាប់ពេលនេះអញ្ចឹងគាត់មិនទាន់ងាប់ទេអាចទ្រាំបានសិនយ៉ាងហោចណាស់ក៏ពេលនេះដែរគាត់ប្រាប់ឆេងថាបិសាចដែលកំពុងប្រឈមមុខនេះគឺជាប្រភេទ Cloud គំរិតឡតថ្នាក់ស៊ីឈ្មោះថា Boon King ហើយប្រមានថាវាគ្រោះថ្នាក់ខ្លាំងណាស់ក្នុងការប្រយុទ្ធគាត់បន្ថែមទៀតថាពួកគេត្រូវតែកិច្ចកុំឲ្យកកម្ដងទៀតឲ្យសោះបើចង់មានសង្ឃឹមរស់រានមានជីវិតពីការប្រយុទ្ធដ៏តានតឹងមួយនេះងាកទៅវិញស្រាប់តែឃើញ Boon King ប្រមូលដុំតកកយក្សបង្កើតជាផ្ទាំងតកកដ៏ធំត្រៀមវាយប្រហារតែម្ដងឡងភ័យគៀងនិយាយលេងចេញដោយដឹងថាបិសាចនោះរៀបនឹងទម្លាក់គ្រាប់បែកតកកយក្សមកលើពួកគេហើយភ្លាមនោះគ្រាប់បែកក៏ធ្លាក់មកបិទបាំងអ្វីទាំងអស់ដោយពន្លឺពណ៌សបិសាចនោះក៏ចាប់ផ្ដើមសើចចំអកតែសំឡេងនោះក៏បាត់ទៅវិញពេលវាឃើញថាពួកគេទាំងពីរនៅតែរស់រានមានជីវិតក្រោយការវាយប្រហារនោះ Chen បដូរ class ទៅជា Doom Flame King ហើយប្រថាមពល Cloud Warrior Frostbody ដែលការពារតកកបានទាំងស្រុងការបដូរទម្រង់នេះក៏ជួយបង្កើនធម៌ពលទប់ទល់របស់គាត់នៅក្នុងតំបន់តកកនេះដែរដែលធ្វើឲ្យសមរភូមិនេះคล้ายជាព្រៀបរបស់គាត់ទៅវិញចំណែក Boon King ក៏ស្រែកឡើងដោយក្តីភ័យរន្ធត់បំផុតសូម្បីតែឡងក៏អារម្មណ៍វិលវល់ពីឈើមើលមិត្តភ័ក្តិខ្លួនឯងដែរពីមុនត្រឹមជា Vault Assassin សោះស្រាប់តែคล้ายជា Warrior ប្រភេទ Cloud ទៅវិញគាត់គិតថាតើ Chen អាចជាមនុស្សអច្ឆរិយៈដែលមានខ្លះពីរក្នុងពេលតែមួយដោយគ្មានដែនកំណត់មែនទេ Chen គ្រាន់តែសូម toast ចំពោះការវាយតម្លៃ Cove ស្ថានភាពពីមុនហើយសារភាពថាគាត់បានទាញមិត្តភ័ក្តិចូលក្នុងគ្រោះថ្នាក់ដោយសារតែកំហុសមួយនោះអ៊ីចឹងគាត់ក៏បដូរខ្លះម្ដងទៀតទៅជា Abyssal Fin តែម្ដងរួចគាត់ដកដៅ Purgatory Warrior ចេញមកហើយត្រៀមបញ្ចប់ជីវិត Boon King នៅនឹងកន្លែងហ្នឹងតែម្ដងមេតសម្លាញ់គាត់ហាកៀងលេខទាំងអីពេលឃើញទិដ្ឋភាពនោះជាធម្មតាអ្នកមានធម៌ពលទាំងអស់កើតមកមានត្រឹមតែ class មួយប៉ុណ្ណោះសម្រាប់ប្រើប្រាស់តែក្នុងចំណោមនោះក៏មានឱកាសកម្របំផុតដែលអ្នកខ្លះមាន class ដល់ទៅ2ក្នុងពេលតែមួយអ្នកមានធម៌ពល2 class បែបនេះកម្រមានណាស់អាចរាប់បញ្ចាំងម្រាមដៃបានទៀតភាពកម្របែបនេះធ្វើឲ្យពួកគេคล้ายជារតនសម្បត្តិដែលហ្គៀលធំចង់បានយ៉ាងខ្លាំងប៉ុន្តែត្រឹមនឹងវាមិនទាន់អាចធ្វើឲ្យគាត់ភ្ញាក់អើខ្លាំងនោះទេគាត់មើលយ៉ាងយកចិត្តទុកដាក់ទើបដឹងថា Chen មិនមែនប្រើ class 1 ឬ 2ទេគឺដល់ទៅ3គាត់ខ្លាំងណាស់
លើសពីនេះទៅទៀតខ្លះនីមួយរបស់គាត់សិតតែជារបស់កម្រិតកំពូលតែម្ដងក្នុងទម្រង់ Abyssal-Fin នេះធម្មពលរបស់ Chen កើនឡើងយ៉ាងឆ្កួតលីលាការផ្ទុកកម្លាំងនេះខ្មែរខ្លាំងពិតកម្លាំងដ៏មហាសាករបស់គាត់បានធាក់ដីហោះទៅមុខដូចគ្រាប់រ៉ុកកែតអញ្ចឹងគាត់ហោះសំដៅទៅរកបោះដែលស្នាមញញឹមរបស់វាបានបាត់ស្រមោលពេលប៉ះរស្មីសម្លាប់ដ៏កាចសាហាវរបស់ Chen មួយដាវយ៉ាងលឿនខ្ញុំកាប់អបិសាឆ្អឹងនោះដាក់ដូចគេកាត់ទៅហ៊ូខ្ញុំឡើងដល់លំដាប់17ហើយទទួលបានរបស់កម្រមួយខ្ញុំសម្លឹងមើលកំទេចឆ្អឹងដែលនៅលើដីមិត្តខ្ញុំនៅតែគាំងពេលឃើញខ្ញុំវាយមេកម្រិតសេស្លាប់ក្នុងមួយក្បាច់ខ្ញុំក៏រំលឹកគេយ៉ាងសាមញ្ញថាអ្នកផ្សេងទៀតកំពុងជាប់កកនៅឡើយម៉ាឡុងស្រាប់តែភ្ញាក់ខ្លួនហើយដឹងថាគេបានភ្លេចមិត្តភក្តិផ្សេងទៀតឈឹងតែម្ដងពេលកំពុងវាយជាមួយមេបិសាចគេក៏រត់ទៅរំលាយតកកអ្នកទាំងនោះមុនពេលពួកគេខ្លាយជាការ៉េមតកកទៅពេលគេចេញទៅបាត់ខ្ញុំស្រាប់តែឃើញថាខ្ញុំអាចស្រូបយកធម៌ពលស្ដាច់តកកនេះបានដោយសារគ្មាននរណានៅទីនេះឃើញវានោះទេខ្ញុំប្រញាប់ស្រូបយកមេបិសាចនោះហើយទទួលបានឋានៈអ្នកវេទមន្តពពកដោយសារធម៌ពលតកករបស់វាបាំងកាមេរ៉ាយន្តហោះដូច្នេះគ្មាននរណាអាចដឹងពីសមត្ថភាពលាក់កំបាំងរបស់ខ្ញុំឡើយភ្លាមនោះខ្ញុំទទួលបានសារភ្ញាក់អើលមួយទៀតជំនាញឃាតកររន្ទះរបស់ខ្ញុំក៏ឡើងកម្រិតដែរអនុញ្ញាតឲ្យខ្ញុំបន្ថែមផ្កាយមួយដើម្បីបង្កើនធម៌ពលរបស់ខ្ញុំគឺលេចទៅមើលរួមកម្រិតដេនោះវិញក្រុមប្រធានសាសកំពុងតែត្រូវបិសាចវាយឡើងទក់សាច់ទោះពួកគេវាយខ្លាំងប៉ុណ្ណាក្តីមេបិសាចកម្រិតដេនេះហឹងពេកសម្រាប់ពួកក្មេងខ្ចីទាំងនេះអ្នកវេទមន្តដែលកំពុងទប់បិសាចដោយច្រវាក់កំពុងតែទុនជង្គង់ធ្លាក់ខ្លួនទៅហើយចំណែកព្រួញរន្ទះនោះទៀតសោតប្រៀបដូចជាការម៉ាស្សាស្រាលទៅលើមេបិសាចជាងការវាយប្រហារពួកគេត្រូវបានបោកកវត្តដូចតុក្កតាជាប់ថោកទៀតអញ្ចឹងភាពអាម៉ាស់នេះធ្វើឲ្យពួកគេសង្ស័យថាការហ្វឹកហាត់កន្លងមកគឺអត់ប្រយោជន៍ពួកគេមិនដែលជួបអំណាចកម្រិតនេះពីមុនឡើយអ្នកវេតម្ដងដឹងភ្លាមថាប្រធានសិស្សជាក្តីសង្ឃឹមតែមួយគត់របស់ពួកគេនៅខាងក្រោយប្រធានកំពុងឈរបញ្ចេញកាយវិការយ៉ាងលយគេប្រមូលធម៌ពលកំពូលខណៈអ្នកវេទមន្តផ្សេងទៀតកំពុងបញ្ចូលធម៌ពលឲ្យពេលប្រមូលធម៌ពលគ្រប់គ្រាន់ហើយគេក៏ហោះទៅកាន់មេបិសាចជាមួយដាវភ្លើងដ៏សន្ធោសន្ធៅដាវនោះចាក់ទម្លុះចំស្នូលហើយផ្ទុះជាអន្តាតភ្លើងរំលាយវាពីខាងក្នុងគាត់ខ្លាំងណាស់មិត្តរួមក្រុមនាំគ្នាស្រែកអបអរសាទរកំណើតវីរបុរសដែលគិតថានឹងត្រូវកត់ចូលក្នុងប្រវត្តិសាស្ត្រយន្តហោះប្រកាសថាក្រុមរបស់ពួកគេបានបញ្ចប់រួមកម្រិតដេក្នុងពេលជាង30នាទីពួកគេរំភើបខ្លាំងណាស់ដោយជឿជាក់ថាខ្លួនបានលេខ1គ្មានក្រុមណាអាចយកឈ្នះពេលវេលានេះឡើយពួកគេដើរចេញមួយយ៉ាងដោយលំពឹងថានឹងឃើញឈ្មោះរបស់ខ្លួនភ្លឺចែងចាំងនៅលើកពូលតារាងមិនយូរទេពួកគេដើរកាត់សិស្សជាច្រើនដែលបានចុះចាញ់ហើយចេញមកមុនភាគច្រើនមើលទៅស្លន់ស្លោមែនទែននៅតែខ្លាចបិសាចដែលពួកគេបានជួបជាលើកដំបូងកូនចៅរបស់ប្រធាននោះស្រាប់តែកលេចឃើញខ្ញុំនិងក្រុមរបស់ខ្ញុំអង្គុយនៅម្លាយដែរគ្រាន់តែកលេចមើលក្រុមដ៏ហត់នឿយរបស់ខ្ញុំភ្លាមគេគិតថាពួកយើងបារាជ័យភ្លាមពេលដែលចូលទៅអានោះដោវមកយ៉ាងអីចំអកខ្ញុំថាបារាជ័យបន្ទាប់ពីធ្វើរឹកធំកាលពីមុនវានៅតែបន្តព្រោះតែចៅវាយវាប្រាប់ឲ្យស្ងាត់ព្រោះអនុប្រធានកំពុងដើរមកបុរសនោះផ្ទះដៃយឺតហើយអបអរពុះសិស្សពីការសម្ដែងដ៏អស្ចារ្យពេលគាត់ដើរមកប្រធានធ្វើមុខស្ងប់ស្ងាត់ខណៈកូនចៅគេញាក់ខ្លួនរំភើបដែលបានឈរមុខមនុស្សដ៏មានឥទ្ធិពលបំផុតក្នុងលោកអ្នកទាំងអស់គ្នាមើលនេះប្រធានទីងលូកដៃទៅចាប់យ៉ាងជឿជាក់ប៉ុន្តែ Candice មិនខ្វល់សម្បីតែបន្តិចដើរហួសគាត់ទៅមុខត្រង់ដោយមិនខ្ចីមើលមុខត្រូវគេបំបាក់មុខកតាលវាលលោកប្រធានមានអារម្មណ៍ថាកិត្តិយសគាត់ទៅខ្ទេចខ្ទីអើយកាន់តែយ៉ាប់ជាងនេះទៅទៀតអនុប្រធានបានហៅគូប្រជែងរបស់គាត់ថាជាកម្ពូអ្នកខ្លាំងពេញទំហឹងតែម្ដងបុរសនោះចាប់ស្មាជេនហើយប្រកាសប្រាប់អ្នកជុំវិញឲ្យដឹងថាគាត់ខ្លាំងអាចវាយបំបាយគុកងងឹតកម្រិត D ក្នុងរយៈពេលត្រឹមតែ20នាទីសូម្បីតែក្រុមអាជីពមកពីគុលសម្ព័ន្ធគាត់ផ្ទាល់ក៏មិនដែលធ្វើបានកំណត់ត្រាបែបនេះដែរទាំងប្រធានក្រុមប្រឹក្សានិងកូនចៅរបស់គាត់គឺគៀងនិយាយលេងចេញពួកគេគិតមិនយល់ទេថាតើពួកជនអន់ទាំង4នាក់នោះអាចយកឈ្នះក្រុមទាំង10នាក់របស់គេហើយវាយបំបាយសម្បុកកម្រិត D ឡើងខ្មែរខ្លាំងចំណែកឯជេនវិញគាត់មិនទាំងព្រិចភ្នែកផងការទទួលបានការសរសើរពីបរិសុទ្ធដែលមានឥទ្ធិពលបំផុតក្នុងប្រទេសគឺគ្មានន័យអ្វីសោះសម្រាប់គាត់ស្របពេលជាមួយគ្នានោះគាត់ក៏ឆ្ងល់ថាហេតុអីបានជាបុគ្គលដ៏មានឥទ្ធិពលម្នាក់នេះចុះមកសាលានេះដោយផ្ទាល់ទៅវិញ
យ៉ាងណាក៏ដោយកាល Candice និយាយយ៉ាងស្ងប់ស្ងាត់ថាលោកនឹងចងចាំឈ្មោះរបស់ Jane ឲ្យបានច្បាស់បន្ទាប់មកគាត់ក៏ងាកទៅរកគង់លីនដែលជាអ្នកអញ្ជើញគាត់មកតាំងពីដំបូងម្លេះអនុប្រធានបាននិយាយធម្មតាថាកូនប្រុសរបស់គាត់ក៏ពូកែដែរដែលស្ដាប់ទៅគ្រាន់តែជាការសរសើរលេងសើចប៉ុណ្ណោះរឿងនោះធ្វើឲ្យទាំងឪពុកនិងកូនប្រុសមានអារម្មណ៍មិនល្អតទៅសោះតែម្ដងនិយាយចប់អនុប្រធានក៏បានប្រកាសថាវាដល់ពេលដែលគាត់ត្រូវចាក់ចេញហើយនាយកសាលាប្រញាប់ចូលមកដើម្បីជួយសម្រួលស្ថានភាពភ្លាមតែម្ដងគាត់បានប្រកាសលទ្ធផលចុងក្រោយថាក្រុមកំពូលទាំងពីរគឺទទួលបានពិន្ទុស្មើគ្នាតែម្ដងជាលទ្ធផលពួកគេទាំងអស់គ្នានឹងទទួលបានការអញ្ជើញជាផ្លូវការដើម្បីទៅចូលរួមជាមួយកុលសម្ព័ន្ធអធិរាជដំណឹងនោះគឺពីរោះដូចសំឡេងស៊ូគាសម្រាប់មិត្តរួមបន្ទប់របស់ចេនព្រោះពួកគេមានវាសនាល្អដោយសារតែគាត់ខ្លាំងជួយទាញយ៉ាងអស្ចារ្យកូនចៅប្រធានទីងក៏អបអរដែរប៉ុន្តែខ្លួនគាត់ផ្ទាល់គឺមិនសប្បាយចិត្តនឹងលទ្ធផលនេះទេបន្ទាប់មកនាយកសាលាក៏បានបន្ថែមទៀតថាប្រធានក្រុមនឹងទទួលបានតួនាទីគ្រប់គ្រងក្នុងកុលសម្ព័ន្ធសម្រាប់ភាពជាអ្នកដឹកនាំហើយប្រាក់រង្វាន់$1 លាននឹងត្រូវចែកឲ្យស្មើគ្នាតែម្ដងពេលឮបែបនេះប្រធានក្រុមទាំងពីរពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចេនលួចព្រួយបារម្ភថាប្រាក់កន្លះ$1 លាននឹងមិនគ្រប់គ្រាន់ដើម្បីសងបំណុលគាត់ទេគាត់ត្រូវតែរកវិធីផ្សេងទៀតដើម្បីរកលុយសម្រាប់ចំនួនដែលនៅខ្វះនិងបំពេញសន្យារបស់គាត់ជាមួយកុលសម្ព័ន្ធ Mytil អ្នកទាំងអស់គ្នាមើលសិនក្តីបារម្ភនោះលែងសំខាន់ព្រោះប្រធានទីងបានបដិសេធមិនយកលទ្ធផលស្មើទេគាត់ហ៊ានប្រកាសថាការវាយ1 ទល់នឹង 1នឹងបញ្ជាក់ពីអ្នកឈ្នះពិតប្រាកដជើងឯកគឺត្រូវតែមានតែម្នាក់គត់ការប្រឈមមុខភ្លាមនេះគឺគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់រហូតតាក់ទាញចំណាប់អារម្មណ៍ពីនាយកសាលានិងអនុប្រធានថែមទៀតផងដោយភ័យស្លន់ស្លោនឹងទង្វើក្មួយប្រុសនាយកសាលាបានព្យាយាមបញ្ចុះបញ្ចូលគាត់ឲ្យទទួលយកលទ្ធផលបច្ចុប្បន្ននេះវិញបុរសចំណាស់បញ្យល់ថាលទ្ធផលស្មើគឺជាលទ្ធផលដែលល្អបំផុតទៅហើយជាពិសេសក្រោយពីការអាម៉ាស់របស់គាត់បាញ់មិញគាត់នៅស្ងៀមដោយគិតថាកំឡោះរបស់យើងនឹងបដិសេធការប្រកួតដ៏គ្មានន័យនេះប៉ុន្តែវីរបុរសរបស់យើងព្រមទទួលការប្រកួតភ្លាមដោយលក្ខខណ្ឌថាអ្នកឈ្នះនឹងយកប្រាក់រង្វាន់$1 លានទាំងស្រុងព្រឹត្តិការណ៍ដ៏ក្តៅកគុកនេះគឺខ្លាំងគ្រប់គ្រាន់ធ្វើឲ្យអនុប្រធានផ្អាកនិងលុបចោលការចាក់ចេញរបស់គាត់តែម្ដងក្រោយយល់ព្រមចេនក៏ឈានជើងទៅមុខដើម្បីប្រឈមមុខគាត់ដោយផ្ទាល់ចាំមើលណាត្រៀមខ្លួនជាស្រេចដើម្បីទូទាត់បញ្ជីឲ្យដាច់ស្រេច